បាទសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍ម្ដងទៀតមកកាន់ Channel ដងហួរសូមប្រាប់ទៅកាន់បងប្អូនទាំងអស់គ្នា Channel មួយនេះគឺប្រោតទៅលើការសម្រាយរឿងជាប្រភេទលក្ខណៈ Novel ឬយើងហៅថាប្រឡំលោកបែបពិភពគុណនឹងឯងចឹងចំពោះបងប្អូនដែលចូលមកថ្មីសូមរំខានជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងម្នាក់មួយផងដើម្បីអាចទទួលបាននូវវីដេអូសម្រាយរឿងថ្មីៗបែបនេះបន្ថែមទៀតតើឥឡូវនឹងកុំកាត់ពេលយូរជិះចូលទៅកាន់ការសម្រាយសាច់រឿងរបស់យើងទាំងអស់គ្នាចំពោះទី597ការបដិសេធមិនយកប្រពន្ធចប់ដែលឃើញថាហានលីនៅសៀមទេពអក្សរវិញ្ញាណញញឹមហើយសួរថាតើបងប្រុសហានមានអារម្មណ៍យ៉ាងណាចំពោះការរៀបការជាមួយនាងរូបរាងដ៏ស្រស់ស្អាតរបស់ប្អូនស្រីមេនីងគួរតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីក្លាយទៅជាប្រពន្ធចុងរបស់អ្នកតែគាត់ណាអ្នកនឹងមិនបដិសេធរឿងដ៏រីករាយដែលនៅចំពោះមុខទេហានលីងូកក្បាលដោយមិនដឹងខ្លួនហើយងាកទៅមើលរូបរាងដ៏ស្រស់បំព្រងរបស់មេនីងអោនក្បាលចុះក្រោមហើយទឹកមុខស្រងោស្រងាត់ត្រូវបានបង្ហាញចេញពីករបស់នាងដែលមានពណ៌សដូចជាព្រិលធ្វើឲ្យមានភាពតាក់ទាញមួយបានលេចឡើងវាហាក់ដូចជានាងបានយកព្រមជាមួយនឹងសំណើរបស់ទេពអក្សរវិញ្ញាណទាំងស្រុងហានលីបាននិយាយយឺតៗដោយទឹកមុខស្ងប់ស្ងាត់ថាតែលើរូបរាងរបស់នាងគឺមិនត្រឹមតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីក្លាយទៅជាស្រីកំណានរបស់អ្នកវឹកហាត់ថ្នាក់ខ្ពស់នោះទេសូម្បីតែធ្វើជាដៃគូវឹកហាត់របស់ពួកគេក៏មិនមានបញ្ហាអ្វីដែរទោះជាយ៉ាងណាក៏ដោយខ្ញុំខុសពីអ្នកវឹកហាត់ទូទៅខ្ញុំបានលះបង់ខ្លួនឯងក្នុងការស្វែងរកភាពអមតៈនិងមិនអាចរួមរស់ជាមួយនឹងមនុស្សស្រីបានដោយងាយនោះទេអ្នកផ្សងព្រេងតែម្នាក់ឯងជារឿយៗជួបប្រទះនឹងស្ថានភាពគ្រោះថ្នាក់តែខ្ញុំអាចនឹងយកប្រពន្ធចុងដោយរបៀបណាទៅរាងកាយរបស់មីនឹងញ័រតិចៗពេលលើបែបនេះនាងបានត្រឹមតែលើកក្បាលឡើងដើម្បីបង្ហាញមុខដ៏ស្លេកស្លាំងដូចជាការមិនសប្បាយចិត្តយ៉ាងខ្លាំងចំពោះការបដិសេធរបស់ហាន់លីទីបញ្ចប់នៅចំពោះមុខនារីដ៏ស្រស់ស្អាតបែបនេះបងប្រុសហាន់នៅតែបដិសេធនាងទេពអក្សរវិញ្ញាណបាននិយាយដោយការកក់ចិត្តបន្តិចមិនចាំបាច់និយាយទេជាមួយនឹងកម្រិតចុងក្រោយនៃដំណាក់កាលទី3តើអ្នកណាអាចគម្រាមកំហែងអ្នកក្រៅពីអ្នកដែលនៅដំណាក់កាលទី4ទៅសូម្បីតែពិភពលោកទាំងមូលក៏អ្នកអាចដើរលេងបានដោយសេរីតាមអ្នកចង់ដែរវាពិតជាពិបាកជឿណាស់ដែលអ្នកមិនអាចការពារបងស្រីតូចមីនេះបានហាន់លីបាននិយាយត្រង់ថាបងស្រីទេពអក្សរវិញ្ញាណគួរតែដឹងរួចមកហើយទោះបីជាខ្ញុំជឿថាខ្លួនឯងមានកម្រិតខ្ពស់ជាអ្នកវឹកហាត់ដូចគ្នាមួយចំនួនក៏ដោយខ្ញុំតែងតែបង្កការស្អប់ខ្ពើមពីស្ត្រីដែលខ្លាំងជាងខ្លួនរហូតដល់ខ្ញុំឈានដល់ដំណាក់កាលទី4និងមានថាមពលគ្រប់គ្រាន់ដើម្បីការពារខ្លួនខ្ញុំមិនអាចពិចារណាទទួលយកប្រពន្ធចុងបានទេវាគឺជាការពិតទេពអក្សរវិញ្ញាណជ្រួញចិញ្ចាំនៅដឹងថាពាក្យដែលហាន់លីបាននិយាយជាការពិតជាងនេះទៅទៀតនាងមានអារម្មណ៍ថាហាន់លីមានអារម្មណ៍មិនសប្បាយចិត្តឡើយនាងបានដកដង្ហើមធំហើយជៀសវាងការនិយាយបន្ថែមអំពីប្រធានបទមួយនេះមីនីងនៅទីបំផុតក៏បានធូរស្បើយពីភាពស្ងប់ស្ងាត់ហើយបានខំបបោមករបស់នាងពេលសម្លឹងមើលហាន់លីហើយសួរថាចាប់តាំងពីបងប្រុសហានមិនបានបដិសេធនារីតូចនេះទាំងស្រុងទេតើអ្នកអាចទទួលយកខ្ញុំបានទេបន្ទាប់ពីអ្នកឈានដល់ដំណាក់កាលទី4ខ្ញុំមិនប្រកាសថាខ្ញុំអាចបង្រួមប្រលឹងបានទេលើពីនេះទៅទៀតទោះបីជាខ្ញុំអាចឈានដល់ដំណាក់កាលទី4ក៏ដោយក៏ខ្ញុំមិនដឹងថាត្រូវចំណាយពេលប្រហែលឆ្នាំនោះដែរតើបងស្រីមីព្រមរងចាំជាង100ឆ្នាំបានដែរទេខ្ញុំពេលមេនីងឮបែបនេះការបញ្ចេញមតិរបស់នាងកាន់តែមិនច្បាស់លាស់នាងមិនអាចឆ្លើយតបបានទេក្នុងនាមជាអ្នកវឹកហាត់ធម្មតាម្នាក់សូម្បីតែ30ឆ្នាំក៏វែងពេកដែរកុំថាឡើយជាង100ឆ្នាំទោះបីជាហាន់លីបានបង្កើតជំរឿនដ៏ល្អសម្រាប់ការវឹកហាត់ជាគូក៏ដោយប៉ុន្តែនាងមិនមានពេលវេលាដើម្បីរងចាំលទ្ធផលដែលមិនច្បាស់លាស់នោះទេយ៉ាងណាមិញពិភពវឹកហាត់គឺជាកន្លែងដ៏ខុសខើទោះបីជានាងបានចំណាយពេលត្រឹមតែមួយរយៈពេលខ្លីជាមួយនឹងហាន់លីនិងមានការចាប់អារម្មណ៍ចំពោះគាត់ក៏ដោយវាមិនអាចទៅរួចទេដែលនាងលងស្រឡាញ់ទៅកាន់គាត់ទាំងស្រុងរហូតដល់នាងមិនអើពើទៅនឹងផលវិបាកទាំងនេះនោះទេដោយឃើញភាពស្ទាក់ស្ទើររបស់នាងហាន់លីបានត្រឹមតែដកដង្ហើមធំហើយដាក់ដបពីលើតុមុនពេលរុញវាទៅរកនាងហាន់លីបាននិយាយដោយមិនប្រញាប់ប្រញាល់ថាទាំងនេះគឺជាថ្នាំបំពន់ការវឹកហាត់មួយចំនួនដែលខ្ញុំផ្សំវាពីស្នូលពិសាជំនួសឲ្យការស្វែងរកបរិសុទ្ធដើម្បីវឹកហាត់ជាមួយវាអាចជាការប្រសើរជាងក្នុងការវឹកហាត់ដោយខ្លួនឯងប្រហែលជាអ្នកនឹងមានសំណាងអាចបង្កើតស្នូលមាសដូចជាទេពអក្សរវិញ្ញាណដែរដោយសារគ្រប់ថ្នាំទាំងនេះគឺសម្រាប់អ្នកដែលស្ថិតក្នុងដំណាក់កាលទី2ពួកវាមិនមានតម្លៃសម្រាប់ហាន់លីទៀតទេប៉ុន្តែចាប់តាំងពីនារីនេះបានប្រកបវិញ្ញាណបណ្ដោះអាសន្នឲ្យគាត់ក៏អាចប្រើឱកាសនេះដើម្បីតបស្នងដោយមិនមានការប្រឹងប្រែងច្រើនឡើយដូច្នេះគាត់នឹងលែងមានកង្វល់ច្រើនទៅលើបញ្ហាមួយនេះទៀតហើយត្រាំគ្រាប់ផ្សំពីស្នូលពិសាចមីនេះមានការភ្ញាក់ផ្អើលនៅពេលទទួលយកវាបន្ទាប់ពីបើកម្របដបខិនក្រអូបបានសាយភាយពេញបន្ទប់ទាំងនេះគឺជាត្រាំគ្រាប់លំដាប់កំពូលមែនទេមីលីងសម្លឹងមើលទៅហាន់លីដោយភាពច្របូកច្របល់នាងនៅតែមិនអាចយល់បានពីអ្វីដែលហាន់លីបានប្រព្រឹត្តចំពោះនាងនៅក្នុងបណ្ដាចាក់ស្រមោលដែលដូចជាគូស្នេហ៍មួយគូប៉ុន្តែក្រោយមកគាត់បានបដិសេធនៅទួលយកនាងធ្វើជាប្រពន្ធចុងអ្វីដែលរឹតតែងឹងឆ្ងល់នោះគឺគាត់បែរជាយកថ្នាំដ៏មានតម្លៃមកឲ្យនាងទៅវិញទេពអក្សរវិញ្ញាណប្រឡែកមើលទៅថ្នាំគ្រាប់ដែលមានការភ្ញាក់ផ្អើលរួចក៏បានសាយភ្លាមហើយនិយាយថាហាបងប្រុសហានពិតជាអស្ចារ្យណាស់ដោយសារតែបងប្រុសហានបានបញ្យល់រួចហើយដូច្នេះបងស្រីតូចគួរតែទទួលយកថ្នាំទាំងនេះចោះប្រហែលជានៅពេលដែលអ្នកបានលេបថ្នាំពី3គ្រាប់នេះអ្នកនឹងអាចទម្លុះចូលទៅកាន់ដំណាក់កាលទី3បានហើយមីនីងបានក្រឡេកមើលទៅកាន់ហាន់លីដោយទឹកមុខស្មុគស្មាញ
hai này bị ở còn tích muốn mình dọc đọc thamទាំងពីរនោះដាក់ចូលទៅក្នុងថង់របស់នាងហាលីញញឹមតិចដោយការឆ្លើយតបហើយងាកទៅរកបងអួយដោយកន្លែងមើលទៅផ្លូវនៅក្នុងទីក្រុងតូចមានភាពអ៊ូអរជាមួយនឹងសកម្មភាពដែលរំលឹកហាលីនៅសកម្មភាពពីមុនដែលគាត់បានមកភ្លេចវាជាយូរមកហើយស្នាមញញឹមរបស់គាត់បានប្រែក្លាយទៅជាការដកដង្ហើមធំដោយឃើញហាលីបែបនេះទេពអសូរវិញ្ញាណនឹងមីនឹងមិនអាចធ្វើឲ្យបានឡើយក្រៅពីការសម្លឹងមើលគ្នាដោយមានភាពច្របូកច្របល់ខេត្តណានស្ថិតនៅភាគខាងលិចនៃរដ្ឋស៊ីដីនៅទីនោះមានភាពសុខស្មាញណាស់មានភ្នំនិងព្រៃជាច្រើននិងមានវាលភក់ផងដែរជាលទ្ធផលមានតែផ្លូវសំខាន់មួយចំនួនប៉ុណ្ណោះដែលតភ្ជាប់ភូមិជាច្រើននៅក្នុងតំបន់នោះហើយមានមនុស្សតិចណាស់ដែលធ្លាប់ដើរចូលទៅកាន់ទីរហោឋាននោះចំណែកឯជួរភ្នំវិញពួកវាជាចម្រោះរបស់សត្វសាហាវជាពិសេសវាបានរៀបរៀងមិនឲ្យនរណាមកកាន់ទីនេះបានឡើយរឿងនេះបានធ្វើឲ្យតំបន់នេះសម្បូរទៅដោយរុក្ខជាតិឱសថនិងសត្វដ៏កម្រដែលធ្វើឲ្យអ្នកវឹកហាត់នៅទីនេះចង់បានវាយ៉ាងខ្លាំងវាបាននាំឲ្យអ្នកវឹកហាត់ភាគច្រើនមករស់នៅក្នុងខេត្តនេះនិកាយនៃអ្នកវឹកហាត់ដ៏មានឥទ្ធិពលមួយចំនួនថែមទាំងបានកាន់កាប់ដាច់មុខនៅតំបន់មួយចំនួនជាមួយនឹងធម៌ពលខាងវិញ្ញាណដ៏ច្រើនចំពោះជួរភ្នំនៅក្នុងខេត្តដែលគេស្គាល់ថាជាភ្នំពពកសុបិនវាជាតំបន់ដ៏ល្បីល្បាញនៅភាគខាងត្បូងដោយសារតែសរសៃវិញ្ញាណដ៏ពិសិដ្ឋរបស់វានៅក្នុងសរសៃវិញ្ញាណដ៏ក្រាស់នៃភ្នំម៉ារីកដោះដាលនៅដើមឈើវិញ្ញាណល្អដែលជាប្រភេទចុងក្រោយនៃដើមឈើដទេវភាពទាំង3មហាអំណាចក្នុងតំបន់នោះបានរក្សាដើមឈើនេះដោយឲ្យតម្លៃវាជាងឫស្សីឋានសូត្រទៅទៀតចំពោះឈើចិញ្ចឹមប្រលឹងដោយសារតែទឹកដោះវិញ្ញាណដែលដើមឈើនេះផលិតរៀងរាល់200ឆ្នាំម្ដងត្រូវបានគេស្គាល់ថាជាទឹកដទេវភាពចំពោះឈើចិញ្ចឹមប្រលឹងដោយសារទឹកដោះវិញ្ញាណដែលដើមឈើនេះផលិតជារៀងរាល់200ឆ្នាំម្ដងត្រូវបានគេស្គាល់ថាជាទឹកដទេវភាពទោះបីជាអង្គធាតុរាវមិនអាចប្រើដោយផ្ទាល់បានក៏ដោយវាអាចត្រូវបានចម្រាញ់ជាឱសថខាងវិញ្ញាណដ៏មានប្រសិទ្ធភាពក្នុងចំណោមថ្នាំទាំងនោះមានថ្នាំពិសិដ្ឋក្នុងរឿងព្រេងនិទានដែលគេស្គាល់ថាជាថ្នាំបញ្ចុះវិញ្ញាណថ្នាំបំបត្តិការឈឺចាប់ខាងវិញ្ញាណត្រូវបានគេស្គាល់ថាជាថ្នាំបញ្ចុះព្រលឹងវាមិនត្រឹមតែអាចបង្កើនការវឹកហាត់របស់មនុស្សម្នាក់ក្នុងចំនួនជាក់លាក់មួយប៉ុណ្ណោះទេវាថែមទាំងអាចធ្វើឲ្យមនុស្សមានចិត្តរឹងប៉ឹងនិងធ្វើឲ្យព្រលឹងអ្នកវឹកហាត់ស្ងប់ដែលកាត់បន្ថយការប្រឆាំងនៃអារក្សខាងក្នុងដែលអាចលងបន្លាចពួកគេបានការបង្រួមព្រលឹងនៃដំណាក់កាលទី4គឺពិតជាមិនដូចការបង្កើតស្នូលនៃដំណាក់កាលទី3ទេក្រៅពីតម្រូវឲ្យមានកម្រិតជាក់លាក់នៃសំណាងនិងសមត្ថភាពនៃការវឹកហាត់ការបង្រួមព្រលឹងក៏មានការរំខាននៃការបំភាន់ភ្នែកនិងវិញ្ញាណកំណាចខាងក្នុងផងដែរយ៉ាងណាមិញការប្រែក្លាយស្នូលរបស់មនុស្សម្នាក់ទៅជាការបង្រួមព្រលឹងគឺជាការសាកល្បងដ៏គួរឲ្យភ័យខ្លាចនៃការស៊ូទ្រាំផ្លូវចិត្តនិងឆន្ទៈកំណត់ឋានសួគ៌នៃសរសៃវិញ្ញាណរបស់ភ្នំពពកសុបិនជាមួយនឹងការបន្ថែមនៃការផ្ដោតអារម្មណ៍ដ៏អស្ចារ្យនៃធម៌ពលខាងវិញ្ញាណដែលវាបានតាក់ទាញនិកាយរាប់មិនអស់ជាមួយនឹងបំណងប្រាថ្នាដើម្បីបង្កើតមូលដ្ឋានរបស់ពួកគេជាលទ្ធផលនៃការប្រយុទ្ធគ្នាមិនចេះចប់ដែលในបច្ចុប្បន្នត្រូវបានកាន់កាប់ដោយសម្ព័ន្ធភាពនៃនិកាយចំនួន3គឺនិកាយដាវបុរាណនិកាយពពករស័ក្តិនិងវិមានរាប់រយជាមួយនឹងកងកម្លាំងខ្លាំងបំផុតទាំង3នៅក្នុងរដ្ឋស៊ីរួមបញ្ចូលគ្នានៅអំណាចនៃការផ្សេងទៀតវាគ្រាន់តែអាចបន្លត់មហិច្ឆតានៃការដណ្ដើមយកសរសៃវិញ្ញាណបានមួយរយៈប៉ុណ្ណោះក្នុងពេលអង្គុយសម្លឹងមើលទៅកាន់កំពូលភ្នំពពកសុបិនហាលីបានគិតគូរអំពីព័ត៌មានដែលតាក់ទងទៅនឹងភ្នំនេះដោយកំពុងពិនិត្យមើលបរិស្ថាននៅក្បែរនោះមានយុវជនប្រុសស្រីពីរនាក់កំពុងដើរលើផ្លូវឡើងទៅលើភ្នំយ៉ាងស្ងៀមស្ងាត់ដោយម្នាក់បង្ហាញនូវអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំងពេលហាលីឃើញបែបនេះគាត់ញញឹមតិចនៅពេលដែលនិកាយពពករស័ក្តិដ៏អស្ចារ្យហៀបនឹងជ្រើសរើសសិស្សថ្មីមួយក្រុមនៅក្នុងថ្ងៃខាងមុខនេះយុវជនទាំងនេះកំពុងតែមានការរំពឹងទុកយ៉ាងខ្លាំងដែលបានចំណាយពេលកន្លះខែនៅក្នុងកន្លែងនេះវាជារឿងធម្មតាទេដែលគាត់អាចដឹងអំពីរឿងនេះវិធីសាស្ត្រផ្សំថ្នាំគ្រាប់ដ៏ល្បីរបស់គាត់គឺជាហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនដែលគាត់ត្រូវបានជ្រើសរើសឲ្យចូលទៅក្នុងនិកាយទោះជាយ៉ាងណាក៏ដោយគាត់បានលាក់សមត្ថភាពរបស់គាត់ដោយនៅត្រឹមតែជាអ្នកវឹកហាត់ដំណាក់កាលទី2ធម្មតាម្នាក់ប៉ុណ្ណោះលុះត្រាតែអ្នកដំណាក់កាលទី4កម្រិតកណ្ដាលម្នាក់ត្រូវពិនិត្យគាត់យ៉ាងដិតដល់នោះគ្មាននរណាម្នាក់អាចដឹងបានថាគាត់ស្ថិតនៅក្នុងដំណាក់កាលទី3នោះទេដោយសារតែរឿងនេះហើយដែលធ្វើឲ្យគាត់ហ៊ានធ្វើតាមផែនការរបស់គាត់នៅពេលដែលគាត់បាននឹកឃើញពីអ្វីដែលបានកើតឡើងមុនពេលដែលបានចែកផ្លូវជាមួយនឹងទេពអសូរវិញ្ញាណនិងមីនីងគាត់បានសើចយ៉ាងជូរចត់យោងតាមផែនការដើមរបស់គាត់បានរកឃើញរូងភ្នំមួយនិងបានលេបថ្នាំពី3គ្រាប់ដើម្បីទម្លុះទៅកាន់កម្រិតកម្ពស់នៃដំណាក់កាលទី3ឲ្យបានពេញលេញខណៈពេលដែលធម៌ពលខាងវិញ្ញាណមករីកចម្រើនបន្តិចម្ដងវាមិនគ្រប់គ្រាន់ទេក្នុងការជំរុញគាត់ឲ្យទម្លុះចូលទៅកាន់ដំណាក់កាលចុងក្រោយពិតប្រាកដទោះជាយ៉ាងណាក៏ដោយអ្វីមួយដែលនឹកស្មានមកដល់បានកើតឡើងវាបានបំផិតបំផ្លាញផែនការរបស់គាត់ទាំងស្រុងពេលដែលគាត់បានលេបថ្នាំនោះគាត់បានភ្ញាក់ផ្អើលយ៉ាងខ្លាំងពីព្រោះថ្នាំគ្រាប់គឺมันមានប្រសិទ្ធភាពជាមួយនឹងគាត់ទាំងស្រុងមិនថាថ្នាំអារក្សថ្នាក់ទី6ឬថ្នាំអារក្សថ្នាក់ទី7នោះទេពួកវាសុទ្ធតែគ្មានឥទ្ធិពលទាំងអស់វាគឺខុសពីអ្វីដែលគាត់បានរំពឹងទុកទាំងស្រុងចំពោះទី598ការបាត់បង់ប្រសិទ្ធភាពនៃថ្នាំគ្រាប់ហាលីបានដឹងថាគ្រាប់ថ្នាំនេះនឹងបាត់បង់ឥទ្ធិពលមកលើគាត់ខណៈពេលដែលគ្រាប់ថ្នាំអាចជួយបង្កើនការវឹកហាត់របស់ខ្លួនបានយ៉ាងឆាប់រហ័សវាក៏មានគុណវិបត្តិរបស់វាដែរនៅពេលដែលអំណាចវេទមន្តរបស់មនុស្សម្នាក់បានឈានដល់កម្រិតមួយដែលជាក់លាក់ថ្នាំគ្រាប់ដដែលនឹងមិនមានប្រសិទ្ធភាពឡើយបន្ថែមពីនេះដែលការបន្សុទ្ធថ្នាំរបស់គាត់ពីឥទ្ធិពលនៃឥន្ធនូនិងការកើនឡើងជាបន្តបន្ទាប់នៃធម៌ពលវេទមន្តរបស់គាត់
ហាលីត្រូវការស្រូបយកធម្មពលវិញ្ញាណកាន់តែច្រើនឡើងនៅក្នុងកម្រិតដ៏ជាក់លាក់ណាមួយគាត់បានឈានដល់ដំណាក់កាលមួយដែលល្បឿនក្នុងការស្រូបយកធម្មពលខាងវិញ្ញាណឋានសួគ៌និងផែនដីស្ទើរតែដូចគ្នាទៅនឹងការស្រូបយកធម្មពលខាងវិញ្ញាណពីថ្នាំក្របដែរជាការពិតណាស់នេះបានធ្វើឲ្យថ្នាំក្របបាត់បង់ប្រសិទ្ធភាពដើមរបស់វាបន្តិចម្ដងដូច្នេះហើយបើទោះបីជាហាន់លីបានលេបថ្នាំកម្រិតនេះយ៉ាងច្រើនក៏ដោយក៏វាមិនមានប្រសិទ្ធភាពចំពោះគាត់ដែរទោះជាយ៉ាងណាក៏ដោយភាពលំបាកនាពេលបច្ចុប្បន្នរបស់គាត់ជាមួយនឹងថ្នាំក្របគ្មានប្រសិទ្ធភាពគឺបណ្ដាលមកពីគាត់ឆ្លងកាត់ពិភពខុសគ្នាទាំងស្រុងនេះជាអ្វីដែលគាត់នឹកស្មានមិនដល់តាមរយៈការឆ្លងកាត់និងបទពិសោធន៍ដែលគាត់បានដឹងចំពោះអ្នកបង្ហាត់ដែលមានដំណាក់កាលទី4 Snow Beside ថ្នាក់ទី6ប្រហែលជាលែងមានប្រយោជន៍ទៀតហើយចំពោះពួកគេប៉ុន្តែថ្នាំក្រប Snow Beside ថ្នាក់ទី7គួរតែមានប្រសិទ្ធភាពចំពោះអ្នកដែលទើបតែឈានដល់ដំណាក់កាលនេះទោះជាយ៉ាងណាក៏ដោយឥឡូវនេះពួកវាមិនសូវមានឥទ្ធិពលមកលើគាត់ទេបន្ទាប់ពីបានគិតយ៉ាងយកចិត្តទុកដាក់គាត់អាចដឹងបានថាថ្នាំក្របបានបាត់បង់ប្រសិទ្ធភាពយ៉ាងលឿនជាងការរំពឹងទុករបស់គាត់ទៅទៀតហើយទីបំផុតគាត់ក៏មានភាពធន់ជាមួយនឹងថ្នាំម្ដងទៀតជាការពិតណាស់ហាលីអាចទាយបានថានេះក៏អាចមានអ្វីដែលពាក់ព័ន្ធជាមួយនឹងស្រារបស់ Fungi ឬធម្មពលវិញ្ញាណបណ្ដោះអាសន្នរបស់ Mining ផងដែរបងប្អូនទាំងអស់គ្នាប្រហែលជាចាំបានហើយទៅលើស្រាដែល Fungi បានឲ្យ Hanley ផឹកហ្នឹងសារហ្នឹងវាជួយ Hanley ឲ្យបំបែកពីកម្រិតពាក់កណ្ដាលនៃដំណាក់កាលទី3ដល់កម្រិតចុងក្រោយនឹងឯងប៉ុន្តែថ្នាំហ្នឹងក៏បានវាប្រហារមកលើដុំធម្មពលព្រលឹងរបស់ Hanley ដែរហើយចំពោះធម្មពលវិញ្ញាណបណ្ដោះអាសន្នវិញគឺបាននៅពេលដែលគាត់ថាបគ្នាជាមួយនឹង Mining គោលបំណងគឺដើម្បីផ្ទេរធម្មពលវិញ្ញាណមួយនឹងដែរទេព្រោះនៅក្នុងអាណាចក្រសមោលហាលីអាចប្រើធម្មពលវិញ្ញាណរបស់គាត់បានទេអញ្ចឹងមានតែវិធីមួយនឹងឯងជាមួយនឹងវត្ថុមួយដែលមនុស្សមិនអាចផឹកបានខណៈពេលដែលមួយទៀតត្រូវបានគេស្គាល់ថាជាធម្មពលខាងវិញ្ញាណដ៏បរិសុទ្ធបំផុតទាំង7នៅក្នុងពិភពលោកវាជារឿងធម្មតាទេដែលវាអាចនឹងមានផលប៉ះពាល់បែបនេះចាប់តាំងពីរឿងនេះបានកើតឡើងរួចហើយវាគ្មានចំណុចណាមួយដែលមិនអាចដឹងបានអំពីមូលហេតុពិតប្រាកដនៃការបាត់បង់ប្រសិទ្ធភាពនៃឱសថនោះទេហើយវាក៏មិនអាចផ្លាស់ប្ដូរអ្វីបានឡើយនៅពេលនេះគាត់មិនចង់ចំណាយពេលច្រើនទៅលើអ្វីដែលគ្មានផ្លែផ្កានោះទេផ្ទុយទៅវិញគាត់បានចាប់ផ្ដើមគិតអំពីផែនការសម្រាប់អនាគតវិញ Hanley ក៏មាន Snow Beside នៃនាគទឹកចំនួនថ្នាក់ទី8នៅក្នុងដៃរបស់គាត់ដែរប៉ុន្តែដោយសារវាជាវត្ថុដ៏កម្រនិងមានតម្លៃតែស្ទើរតែរកមិនបានទើបគាត់មិនមានគំនិតនៅក្នុងការបន្សុទ្ធវាទៅជាថ្នាំក្របនោះទេព្រោះវាមានឱកាសខ្ពស់នៃការបរាជ័យលើពីនេះវាអាចចម្រាញ់បានត្រឹមតែ1ឬ2គ្រាប់ប៉ុណ្ណោះវានឹងមិនគ្រប់គ្រាន់ទេក្នុងការឲ្យគាត់ទម្លុះទៅកាន់ដំណាក់កាលទី4ជាលទ្ធផលជំរឿនតែមួយគត់របស់គាត់គឺខិតខំបង្កើនធម៌ពលវេទមន្តរបស់គាត់បន្តិចម្ដងវាគ្រាន់តែថាគាត់មិនមានបទពិសោធន៍យឺតយ៉ាវបែបនេះអស់រយៈពេលជាយូរមកហើយជាមួយនឹងការគិតបែបនេះ Hanley មិនអាចធ្វើអ្វីបានក្រៅពីការញញឹមនិងជួយចាត់ឡាយជាសំណាងល្អគាត់នៅតែមួយជំហានទៀតប៉ុណ្ណោះនៅក្នុងការឈានដល់ដំណាក់កាលទី3កម្រិតកំពូលគាត់បានគិតថាប្រសិនបើគាត់ទទួលបាននូវធម៌ពលខាងវិញ្ញាណដ៏ច្រើននោះវានឹងចំណាយពេលត្រឹមតែ10ឆ្នាំនៃការខិតខំប្រឹងប្រែងប៉ុណ្ណោះដូច្នេះគាត់ត្រូវតែស្វែងរកកន្លែងដែលមានសរសៃវិញ្ញាណដែលគ្រប់គ្រាន់ប្រសិនបើគាត់ត្រូវវឹកហាត់នៅតំបន់ដែលមានធម៌ពលខាងវិញ្ញាណខ្សោយវានឹងចំណាយពេលកាន់តែយូរខ្លាំងដែលវាមិនល្អនោះទេសម្រាប់គាត់នៅពេលនេះប៉ុន្តែនៅពេលនិយាយអំពីសរសៃវិញ្ញាណតំបន់ឋានសួគ៌ខាងត្បូងនិងសមុទ្រផ្កាយគឺខុសគ្នាខ្លាំងណាស់សមុទ្រផ្កាយគឺមានកោះច្រើនកៃលែងហើយមានមនុស្សតិចណាស់ដែលវឹកហាត់នៅទីនោះមានកោះរាប់មិនអស់ដែលមានសរសៃវិញ្ញាណជាច្រើនដែលមិនមានម្ចាស់ផ្ទុយទៅវិញនៅតំបន់ឋានសួគ៌ខាងត្បូងគឺមានមនុស្សវឹកហាត់និងរស់នៅច្រើនណាស់ទោះបីជាតំបន់នេះអាចចាត់ទុកថាមានទំហំធំក៏ដោយសរសៃវិញ្ញាណដែលគួរឲ្យកត់សម្គាល់ទាំងអស់ត្រូវបានកាន់កាប់ដោយនិកាយនិងត្រកូលអ្នកវឹកហាត់រួចទៅហើយសូម្បីតែតំបន់ដែលមានធម៌ពលខាងវិញ្ញាណតិចតួចបំផុតដែលបានគេចផុតពីការមើលឃើញរបស់ពួកគេក៏ត្រូវបានអ្នកវឹកហាត់ដែលគ្មានបាក់កាន់កាប់រួចទៅហើយมันមានអ្វីដែលមានតម្លៃដែលនៅសេសសល់នោះទេតែតងទៅនឹងធនធានវឹកហាត់ធម្មជាតិតំបន់ឋានសួគ៌ខាងត្បូងគឺខ្វះខាតខ្លាំងបើប្រៀបធៀបជាមួយនឹងសមុទ្រផ្កាយនៅក្នុងកលៈទេសៈបែបនេះ Hanley អាចលួចចូលទៅក្នុងត្រកូលអ្នកវឹកហាត់ឬនិកាយប្រសិនបើគាត់ចង់បន្តការវឹកហាត់របស់គាត់ខណៈពេលដែលសមត្ថភាពបច្ចុប្បន្នរបស់ Hanley អាចឲ្យគាត់ដណ្ដើមយកនៅសរសៃវិញ្ញាណណាមួយដែលជាកម្មសិទ្ធិរបស់ត្រកូលអ្នកវឹកហាត់ឬនិកាយតូចៗហើយយកពួកវាមកធ្វើជារបស់ខ្លួនប៉ុន្តែគាត់ភ័យខ្លាចថាវានឹងធ្វើឲ្យមានការចាប់អារម្មណ៍ពីអ្នកវឹកហាត់ដែលនៅដំណាក់កាលទី4ម្ដងទៀត Hanley ធ្លាប់បានដេញតាមដោយអ្នកដំណាក់កាលទី4រួចហើយដូច្នេះគាត់គ្រាន់តែចង់បំបែកទៅកាន់កម្រិតទី4ដោយសន្តិភាពប៉ុណ្ណោះប៉ុន្តែនៅពេលដែលគិតដល់ត្រកូលអ្នកវឹកហាត់ Hanley បានច្រានចោលនៅកម្រិតនេះភ្លាមតើត្រកូលអ្នកវឹកហាត់មួយណាដែលមានអំណាចដើម្បីកាន់កាប់នៅសរសៃវិញ្ញាណពិសេសមួយគ្មានត្រកូលណាមួយដែលធ្វើឲ្យគាត់ចាប់អារម្មណ៍ឡើយជាងនេះទៅទៀតអ្នកខាងក្រៅនឹងមិនអាចចូលទៅក្នុងត្រកូលអ្នកវឹកហាត់បានទេនិកាយវឹកហាត់មានភាពខុសគ្នាខ្លាំងជាពិសេសនិកាយធំពួកគេមិនត្រឹមតែបានកាន់កាប់នៅសរសៃវិញ្ញាណដ៏ល្អប៉ុណ្ណោះទេប៉ុន្តែពួកគេក៏មានអ្នកវឹកហាត់ថ្នាក់ខ្ពស់ជាច្រើនផងដែរនៅពេលដែលមានរឿងអ្វីមួយកើតឡើងគាត់មិនបាច់បង្ហាញអំពីដំណាក់កាលវឹកហាត់ពិតរបស់គាត់នោះទេពីព្រោះវានឹងមានការរំខានតិចតួចក្នុងការវឹកហាត់របស់គាត់វាពិតជាវិធីសាស្ត្រដ៏ល្អនៅក្នុងការលាក់នៅសមត្ថភាពរបស់ខ្លួនបន្ទាប់ពីគាត់បានរួមបញ្ចូលព្រលឹងនឹងឈានដល់ដំណាក់កាលទី4គាត់នឹងលែងមានអ្វីត្រូវខ្លាចទៀតហើយ
យ៉ាងណាមិញឥឡូវនេះតើអ្នកណានឹងងងក្នុងការបង្កើតសត្រូវជាមួយនឹងអ្នកដែលនៅដំណាក់កាលទី4ទៅជាមួយនឹងគំនិតនេះហាលីបានចាប់ផ្ដើមរំលឹកឡើងវិញនៅសរសៃវិញ្ញាណដ៏ពិសិដ្ឋនៃភ្នំពពកសុបិនដែលល្បីល្បាញទូទាំងតំបន់ឋានសួគ៌ខាងត្បូងនៅទីបញ្ចប់និកាយអ្នកវឹកហាត់ដ៏អស្ចារ្យទាំង3ដែលកាន់កាប់សរសៃវិញ្ញាណបានក្លាយទៅជាគោលដៅធំបំផុតសម្រាប់ហាលីដោយសារគាត់ចង់ចូលរួមនៅក្នុងនិកាយមួយក្នុងចំណោមនោះហាលីបានប្រៀបធៀបគុណសម្បត្តិនិងគុណវិបត្តិរបស់និកាយទាំង3ប៉ុន្តែមុនពេលអ្វីៗទាំងអស់នេះកើតឡើងហាលីបានទៅកាន់ទីក្រុងដែលមានផ្សារតូចមួយរួចទៅហើយនិងបានទទួលព័ត៌មានអំពីតំបន់ឋានសួគ៌ខាងត្បូងនេះកាន់តែច្បាស់លាស់មុនពេលហាលីបានចែកផ្លូវជាមួយនឹងនារីទាំងពីរនាក់នោះគាត់បានចែករំលែកព័ត៌មានបន្តិចបន្តួចជាមួយនឹងពួកគេដោយសារស្ត្រីពីរនាក់នេះជាអ្នកដែលមកពីតំបន់ផ្សេងពួកគេចង់ដឹងនិងចង់ស្គាល់អំពីតំបន់ឋានសួគ៌ខាងត្បូងនិងអំណាចដ៏អស្ចារ្យនៃទឹកដីនេះរចនាសម្ព័ន្ធនៃអំណាចនៅក្នុងតំបន់ឋានសួគ៌ខាងត្បូងត្រូវបានផ្លាស់ប្ដូរយ៉ាងខ្លាំងចាប់តាំងពីហាលីបានចាក់ចេញពីទីនេះទី1ប្រទេសទាំង9នៃឋានសួគ៌ខាងត្បូងត្រូវបានបែកខ្ញែកនិងលែងមានអំណាចបុគ្គលគ្រប់គ្រងរដ្ឋនីមួយៗទៀតហើយពីមុនហាលីស្គាល់តែនិកាយដើរសុចរិតនិកាយដើរបរិសុទ្ធនិងនិកាយទាំង9ប៉ុណ្ណោះបន្ទាប់ពីហាលីបានចាក់ចេញទៅកាន់សមុទ្រផ្កាយមហាអំណាចដែលគេស្គាល់ថាជាសម្ព័ន្ធដើរមេឃាត្រូវបានបង្កើតឡើងកាលពីដើមឡើយវាមានអ្នកវឹកហាត់នៃប្រទេសដែលមានទំហំផ្សេងៗគ្នាជាង10ដែលបានប្រឆាំងទៅនឹងនិកាយទាំង3នេះគណៈពេលដែលបានដឹងថាភាគីម្ខាងទីខ្លាំងជាងខ្លួននិកាយទាំង3នេះបានបដូរពីការប្រយុទ្ធមកជាការរួបរวมវិញទោះជាយ៉ាងណាក៏ដោយវាគ្រាន់តែជាកិច្ចព្រមព្រៀងទៅតឹងរឹងមួយប៉ុណ្ណោះតែភាគីទាំង3នឹងមិនជឿជាក់គ្នាទៅវិញទៅមកគណៈពេលដែលពួកគេបានពង្រីកអំណាចរៀងៗខ្លួនសូម្បីតែក្នុងកំឡុងពេលនៃសន្តិភាពដ៏ខ្លីនេះពួកគេនៅតែចាត់ទុកគ្នាជាសត្រូវគ្រប់ពេលវេលាគ្មានផ្លូវដែលពួកគេអាចបង្កើតសម្ព័ន្ធភាពពិតប្រាកដបានឡើយលើពីនេះវិវាទផ្ទៃក្នុងបានកាត់ឡើងជំវិញការបែងចែកផលប្រយោជន៍ដែលទើបតែរកឃើញរបស់ពួកគេហើយភាគីទាំង3បានឈានដល់ការបង្កចំនួនដោយនិកាយទាំង3នេះមិនបានពេញចិត្តនៅក្នុងការរួបរวมសម្ព័ន្ធភាពទេចំណែកសម្ព័ន្ធដើមមេឃាវាគ្រាន់តែជាសម្ព័ន្ធភាពដែលមានទំនាក់ទំនងคล้ายៗប៉ុណ្ណោះការដែលឲ្យពួកគេនៅតែម្នាក់ឯងគឺជាអ្វីដែលពួកគេចង់បានយ៉ាងទៀតតំណងជាពួកគេមិនមានភាពក្លាហានក្នុងការវាយប្រហារតាំងពីដំបូងឡើយជាមួយនឹងរឿងនេះនិកាយទាំង3ក៏មានលំនឹងឡើងវិញកន្លែងហ្នឹងគេចង់មានន័យថាបក3នៅក្នុងតំបន់ឋានសួគ៌ខាងត្បូងហ្នឹងចំពោះនិកាយ3ដែលជានិកាយសុចរិតនិកាយដើរបរិសុទ្ធហើយនិងនិកាយដើរអារក្សហ្នឹងត្រូវបានរួបរวมគ្នាដើម្បីប្រឆាំងទៅនឹងបកផ្សេងទៀតនៅខាងជើងខ្លួនវាដូចជារឿងសាមកុកដែរនគរស៊ូនិងនគរអ៊ូរួមដៃគ្នាដើម្បីទប់ទល់ជាមួយនឹងនគរអ៊ូចឹងដែរចឹងស្គមថាអ្នកទាំងអស់គ្នានឹងយល់តើតោះជាមួយនឹងអីដែលខ្ញុំបានបញ្ចូលហ្នឹងតែតាមពិតទៅស្របពេលដែលមានសន្តិភាព100ឆ្នាំវាក៏មានបញ្ហាច្រើនជាមួយនឹងសម្ព័ន្ធទាំង9ផងដែរសម្ព័ន្ធទាំង9បានប្រមូលយកនៅនិកាយតូចៗនិងអ្នកវឹកហាត់ដែលគ្មានបកពុជជាច្រើនតែមានការកើនឡើងនៃអំណាចដ៏អស្ចារ្យនេះពួកគេមានភាពជឿជាក់ថានឹងអាចបង្ក្រាបអ្នកចម្បាំងអក្ខរាវិរុទ្ធនៃវេទនាមូឡានបានហើយទោះជាយ៉ាងណាក៏ដោយពួកគេពិតជាមិននឹកស្មានថានៅក្នុងសង្គ្រាមជាមួយនឹងកងសម្ព័ន្ធមូឡានគឺមានកងទ័ពដ៏ខ្លាំងក្លានៃកងសម្ព័ន្ធ2បន្ថែមទៀតដែលបានជួយពួកគេនៅក្នុងពេលដ៏សំខាន់មួយដោយបានបង្កើតនៅចំនួនអ្នកចម្បាំងអក្ខរាវិរុទ្ធជាច្រើនថែមទៀតការប្រយុទ្ធរវាងភាគីទាំងសងខាងគឺកាន់តែខ្លាំងឡើងហើយនាំឲ្យមានការប្រយុទ្ធគ្នាទ្រង់ទ្រាយធំជាច្រើនដែលបណ្ដាលឲ្យមានមនុស្សសត្វយ៉ាងច្រើនសន្ធឹកសន្ធាប់ទាំងសងខាងទោះជាយ៉ាងណាក្តីសម្ព័ន្ធភាពទាំង9បានរកឃើញថាខ្លួនត្រូវបានចាញ់ហើយថែមទាំងបាត់បង់នៅទឹកដីរបស់ពួកគេមួយចំនួនទៀតផងដោយអស់សង្ឃឹមសម្ព័ន្ធទាំង9បានចាប់ផ្ដើមស្នើសុំជំនួយពីនិកាយទាំង3ពួកគេបានគំរាមថាប្រសិនបើនិកាយទាំង3មិនព្រមបញ្ជូនអ្នកវឹកហាត់មកទេពួកគេនឹងដកខ្លួនចេញហើយអនុញ្ញាតឲ្យអ្នកចម្បាំងអក្ខរាវិរុទ្ធមូឡានចូលទៅកាន់ទឹកដីរបស់ពួកគេនៅពេលដែលនិកាយទាំង3បានទទួលព័ត៌មាននេះពួកគេទាំងអស់គ្នាបានបញ្ជូនមនុស្សទៅជួយបើទោះបីជាពួកគេមិនមានចិត្តចង់ជួយក៏ដោយពួកគេទាំងអស់គ្នាបានដឹងថាប្រសិនបើសម្ព័ន្ធទាំង9ត្រូវបានដកចេញនោះអ្នកចម្បាំងអក្ខរាវិរុទ្ធរបស់សម្ព័ន្ធមូឡានដ៏កាចសាហាវនឹងបង្កបញ្ហាដល់ពួកគេជាមិនខាននៅថ្ងៃខាងមុខជាមួយនឹងជំនួយបន្ថែមនោះសម្ព័ន្ធទាំង9អាចទទួលបានជ័យជំនះយ៉ាងពិតប្រាកដពួកគេអាចមានចំហររឹងមាំប្រឆាំងនឹងការវាយប្រហាររបស់សម្ព័ន្ធមូឡានហើយក៏អាចឈរយ៉ាងរឹងមាំជាថ្មីម្ដងទៀតប៉ុន្តែវាបានធ្វើឲ្យអ្នកវឹកហាត់រាប់ពាន់នាក់បានស្លាប់ផងដែរចាប់តាំងពីពេលនោះមកសម្ព័ន្ធទាំង9បានសម្រេចចិត្តសុំឲ្យនិកាយទាំង3បញ្ជូនកម្លាំងដល់ពួកគេដើម្បីត្រៀមទប់ទល់ជាមួយនឹងការវាយប្រហាររបស់សម្ព័ន្ធមូឡានថែមទៀតបើមិនដូច្នោះទេប្រសិនបើនិកាយទាំង3ជ្រើសរើសមិនអើពើនោះពួកគេនឹងអនុញ្ញាតឲ្យសម្ព័ន្ធមូឡានបង្កភាពអន្តរាយនៅក្នុងទឹកដីរបស់ពួកគេដោយសេរីដូច្នេះហើយក្រោយការចរចាជាយូរមកមហាអំណាចទាំង4នៅទីបំផុតបានឈានដល់កិច្ចព្រមព្រៀងមួយដោយសម្ព័ន្ធទាំង9ជាមេដឹកនាំនៅនិកាយទាំង3ជាអ្នកក្រុមបង្គាប់ពួកគេបានបង្កើតគោលគំនិតមួយដោយប្រឆាំងជាមួយនឹងសម្ព័ន្ធមូឡានជាលទ្ធផលនៃគោលបំណងនេះនិកាយដើរបរិសុទ្ធនិកាយដើរឋានសួគ៌និងនិកាយដើរអារក្សបានរក្សាសន្តិភាពអស់រយៈពេលជាង100ឆ្នាំបើទោះបីជាមានរឿងបែបនេះក៏ដោយជាមួយនឹងការមើលឃើញពីការគម្រាមកំហែងរបស់សម្ព័ន្ធមូឡានទោះបីជាពួកគេមានភាពលោភលន់នៅលើស្មារតីរបស់ពួកគេក៏ដោយពួកគេគឺមិនហ៊ានចាប់ផ្ដើមសង្គ្រាមម្ដងទៀតនោះទេចំណែករុស្ស៊ីនិងប្រទេសជិតខាងទាំងពីរនោះពួកគេទាំងពីរជារបស់សម្ព័ន្ធដើមមេឃាដែលមាននិកាយទាំង3ជាអ្នកដឹកនាំនៃសម្ព័ន្ធភាពមួយនោះ
ចំពោះទី599ឈានជើងចូលនិកាយពពករស័ព្ទក្នុងចំណោមនិកាយទាំង3ដែលគ្រប់គ្រងសរសៃវិញ្ញាណដ៏ពិសិដ្ឋជំរឿនដ៏ល្អបំផុតសម្រាប់ហាលីមិនមែនជានិកាយពពករស័ព្ទទេប៉ុន្តែជានិកាយវេទមន្តពិសិដ្ឋដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជានិកាយដែលមានជំនាញខាងផលិតអាវុធដ៏អស្ចារ្យបន្ថែមពីលើគោលដៅដើមរបស់គាត់ក្នុងការស្វែងរកទីកន្លែងវឹកហាត់សិស្សនៃនិកាយវេទមន្តពិសិដ្ឋមានភាពប៉ិនប្រសប់ជាពិសេសនៅក្នុងការផលិតអាវុធវេទមន្តគ្រប់ប្រភេទមានពាក្យចចាមអារាមថានិកាយនេះថែមទាំងមានវិធីសាស្ត្រនៅក្នុងការផលិតកំណោបវេទមន្តកម្រិតកម្ពស់ទៀតផងដោយនឹងបែបនេះបានធ្វើឲ្យចិត្តរបស់ហាលីរំជើបរំជួលទោះជាយ៉ាងណាក៏ដោយវាពិតជាគួរឲ្យសោកស្ដាយដែលនិកាយនេះបានជ្រើសរើសសិស្សតាមរបៀបដូចគ្នាជាមួយនឹងនិកាយអត្តកម្មាំងទាំង7របស់រដ្ឋយូដែរពួកគេបានកំណត់អត្ថភាពដោយជ្រើសរើសយកតែអ្នកដែលមកពីត្រកូលអ្នកវឹកហាត់ប៉ុណ្ណោះហើយនិកាយនេះក៏កម្រទទួលយកអ្នកខាងក្រៅជាសិស្សដែរលើពីនេះចំពោះត្រកូលអ្នកវឹកហាត់ដ៏មានឥទ្ធិពលបំផុតទាំង5នៅក្នុងនិកាយនេះបានបែងចែកនិងគ្រប់គ្រងផ្ដាច់មកទៅលើសរសៃវិញ្ញាណរបស់ភ្នំពពកសុបិននៅភាគខាងលិចទាំងមូលកត្តាទាំងពីរនេះបានធ្វើឲ្យហាលីបោះបង់ចោលគំនិតដែលចង់ចូលរួមជាមួយនឹងនិកាយនេះដោយការសោកស្ដាយបន្តិចបន្តួចចំពោះនិកាយដើមបុរាណនិកាយនេះមានលក្ខណៈដូចទៅនឹងឈ្មោះរបស់វាដែរនិកាយនេះមានវិជ្ជាគុណខាងគ្រប់គ្រងដៃដ៏អស្ចារ្យវត្ថុវេទមន្តនិងកំណប់វេទមន្តទាំងអស់របស់ពួកគេគឺជាប្រភេទដៃដែលមានទំហំខុសៗគ្នាចំណែកសិល្បៈក្បាច់គុណសម្រាប់ការពារនិកាយវិញគឺជាសិល្បៈក្បាច់គុណដើមពិតប្រាកដដែលមានភាពអស្ចារ្យខ្លាំងណាស់និងល្បីល្បាញពេញប្រទេសនិកាយដើមបុរាណមិនត្រឹមតែទទួលយកសិស្សពីត្រកូលអ្នកវឹកហាត់ទេពួកគេក៏បានទទួលយកអ្នកដែលមកពីត្រកូលកសិករវ័យក្មេងផងដែរទោះជាយ៉ាងណាក៏ដោយនិកាយនេះគឺតម្រូវឲ្យមនុស្សម្នាក់មានភាពស័ក្តិសមបំផុតជាមួយនឹងសិល្បៈក្បាច់គុណដើមរបស់ពួកគេប្រសិនបើសមត្ថភាពរបស់បុគ្គលណាម្នាក់មិនត្រូវគ្នាជាមួយនឹងវិជ្ជាគុណដើមរបស់និកាយនេះទេនោះពួកគេនឹងមិនត្រូវបានជ្រើសរើសឡើយនេះជាហេតុផលដែលនិកាយនេះមានសិស្សតិចបំផុតក្នុងចំណោមនិកាយទាំង3ទោះបីជាពួកគេធ្វើការជ្រើសរើសជាញឹកញាប់ប៉ុណ្ណាក៏ដោយយ៉ាងវិញទៀតដោយផ្អែកទៅលើការវាយប្រហារដ៏មានឥទ្ធិពលរបស់ពួកគេសិស្សនៃនិកាយដើមបុរាណអាចយកឈ្នះទៅលើគូប្រជែងរបស់ខ្លួនក្នុងកម្រិតស្មើគ្នាយ៉ាងងាយស្រួលដែលនាំឲ្យនិកាយនេះក្លាយទៅជានិកាយដែលខ្លាំងជាងគេបំផុតនៅក្នុងចំណោមនិកាយទាំង3ជាការពិតណាស់ពួកគេបានកាន់កាប់ទៅលើសរសៃវិញ្ញាណដែលច្រើនជាងគេបំផុតនៅលើកំពូលភ្នំពពកសុបិននេះនិកាយចុងក្រោយគឺជានិកាយពពករស័ព្ទជំនួយភាពល្បីល្បាញសម្រាប់ការចម្រាញ់អាវុធរបស់ខ្លួនដូចជានិកាយវេទមន្តពិសិដ្ឋនិកាយពពករស័ព្ទគឺមានភាពល្បីល្បាញនៅក្នុងការចម្រាញ់ថ្នាំគ្រាប់របស់ពួកគេថ្នាំពង្រឹងវិញ្ញាណបើតាមរឿងព្រេងនិទានគឺមានតែព្រឹត្តិការណ៍នៃនិកាយមួយចំនួនប៉ុណ្ណោះដែលអាចចម្រាញ់វាបានដូច្នេះអ្វីត្បិតតែនិកាយនេះមានកម្លាំងខ្សោយជាងបាត់ប្រៀបធៀបទៅនឹងនិកាយពីរផ្សេងទៀតក៏ដោយដោយសារតែហេតុផលនៃការចម្រាញ់ថ្នាំនេះហើយវាបានធ្វើឲ្យពួកគេបានគ្រប់គ្រងផ្នែកកង្កើតនៃសរសៃវិញ្ញាណនៅលើពពកសុបិនផងដែរវាបានធ្វើឲ្យពួកគេអាចគ្រប់គ្រងបាននូវភាគកង្កើតនៃសរសៃវិញ្ញាណទៅលើពពកសុបិនខាងត្បូងផងដែរលើពីនេះទៅទៀតនិកាយពពករស័ព្ទបានជ្រើសរើសសិស្សជាច្រើនតែគ្រាន់តែមានលក្ខខណ្ឌនៃការសាកល្បងតិចតួចបំផុតសរុបមកនិកាយនេះមានលក្ខខណ្ឌតែពីរប៉ុណ្ណោះសម្រាប់ការទទួលយកសិស្សដោយទី1វាតម្រូវឲ្យបុគ្គលម្នាក់នោះមានឬគោលខាងវិញ្ញាណសមរម្យនិងទី2គឺត្រូវមានសមត្ថភាពដែលអាចទទួលយកបានបើទោះបីជាបុគ្គលម្នាក់នោះមិនដឹងអ្វីសោះពីការចម្រាញ់ថ្នាំក៏ដោយវាអាចនឹងមានករណីលើកលែងទៅរាបណាការវឹកហាត់របស់ពួកគេបានឈានដល់កម្រិតមួយខ្ពស់គ្រប់គ្រាន់ដែលអាចឲ្យនិកាយចាប់អារម្មណ៍បានយ៉ាងណាមិញនិកាយពពករស័ព្ទបានបន្តការជ្រើសរើសសិស្សដោយមិនមានការរៀបចំវិញ្ញាសាអ្វីផ្សេងក្រៅពីការធ្វើតេស្តទៅលើធម៌ពលព្រលឹងនោះទេវិញ្ញាសាទាំងនេះទាមទារអ្នកវឹកហាត់មានការអត់ធ្មត់ដើម្បីអាចសម្រេចបាននូវលទ្ធផលដ៏ល្អមួយចំពោះអ្នកវឹកហាត់ដែលមានធម៌ពលព្រលឹងខ្សោយពួកគេបានយល់យ៉ាងច្បាស់ថាវានឹងមិនមានអនាគតល្អទេបន្ទាប់ពីចូលទៅក្នុងនិកាយនេះវានឹងធ្វើឲ្យពួកគេខ្លាចជាសិស្សថ្នាក់ទាបជារៀងរហូតទោះបីជាយ៉ាងណាក៏ដោយពួកគេក៏មានគំនិតដូចជាហាលីដែរវាងាយស្រួលណាស់នៅក្នុងការឆ្លុះកោននៅក្នុងអំណាចដ៏អស្ចារ្យនៃនិកាយពពករស័ព្ទដោយសារតែហេតុផលនេះហើយធ្វើឲ្យអ្នកវឹកហាត់ដែលមិនមានបកពួកទាំងនោះបានប្រមូលផ្ដុំទៅកាន់និកាយនេះយ៉ាងច្រើនជាមួយនឹងគោលការណ៍នៃការទទួលយកសិស្សដ៏ធូររលុងនិងការតាក់ទាញនៃថ្នាំគ្រាប់ពង្រឹងវិញ្ញាណតាមរឿងព្រេងនិទាននិកាយនេះហាក់ដូចជាជម្រើសដ៏ល្អបំផុតសម្រាប់ហាលីជាមួយនឹងភាពមិនប្រកបប្រជាមួយចំនួនហាលីបានធ្វើការសាកសួរព័ត៌មានបន្ថែមមួយចំនួនហើយបានដឹងថាក្នុងពេលឆាប់ៗនេះនិកាយនឹងទទួលយកសិស្សបន្ថែមទៀតដោយបានលុបចោលនូវការរងចាំរបស់គាត់ភ្លាមៗដោយមិនមានអ្វីដែលត្រូវធ្វើទៀតគាត់ក៏បានចែកផ្លូវជាមួយនឹងនារីទាំងពីរនាក់ភ្លាមៗបន្ទាប់ពីបានរៀបចំខ្លួនរួចនៅពេលដែលថ្ងៃជ្រើសរើសបានខិតជិតមកដល់អ្នកបង្ហាត់ធម៌ពលព្រលឹងជាច្រើនបានចាប់ផ្ដើមប្រមូលផ្ដុំនៅលើផ្លូវនៅពេលដែលហាលីឃើញបែបនេះគាត់ក៏បានចូលរួមជាមួយនឹងពួកគេផងដែរនៅពេលដែលដើរតាមផ្លូវគាត់ដើរដោយមិនប្រញាប់ប្រញាល់នោះទេអស់រយៈពេលប្រហែល2ម៉ោងហើយគាត់នៅតែមិនទាន់ទៅដល់និកាយនោះទៀតនៅឡើយនេះមិនមែនដោយសារតែភ្នំនេះមានទំហំធំនោះទេប៉ុន្តែដោយសារតែផ្លូវនេះត្រូវបានរងផលប៉ះពាល់ដោយវិជ្ជាគុណបំផុតមួយចំនួនពួកគេប្រហែលជាចង់ប្រើវិធីសាស្ត្រនេះដើម្បីកាត់បន្ថយចំនួនអ្នកវឹកហាត់ដែលចង់ចូលមកកាន់និកាយនេះហើយដោយសារតែផ្លូវចូលទៅកាន់និកាយពពករស័ព្ទមានភាពងាយស្រួលខ្លាំងពេកវាអាចនឹងធ្វើឲ្យអ្នកវឹកហាត់មានភាពអន្ទះសារនៅក្នុងការដើរទៅតាមផ្លូវនេះ
អ្នកវឹកហាត់ជាច្រើនអ្នកដែលដើរនៅពីមុខហាលីបានរកឃើញអ្វីមួយដែលនឹកស្មានមិនដល់ហើយព្រមនោះពួកគេបានប្រមូលផ្ដុំគ្នាហើយចាប់ផ្ដើមខ្សឹបប្រាប់តគ្នាទៅវិញទៅមកពួកគេហាក់ដូចជាបានដឹងថានឹងមានអ្វីកើតឡើងហើយបន្តដើរទៅមុខដោយមិនស្ទាក់ស្ទើរក្រុមអ្នកវឹកហាត់នោះហាក់ដូចជាស្គាល់គ្នាយ៉ាងច្បាស់ទោះបីជាយ៉ាងណាក៏ដោយពួកគេបានប្រងើយកន្តើយជាមួយនឹងហាលីបានបន្តដំណើរទៅមុខដោយមិនខ្វល់ពីពួកគេឡើយបន្ទាប់ពីដើរតាមផ្លូវថ្មមួយម៉ោងទៀតទីបំផុតពួកគេបានទៅដល់ជណ្ដើរពណ៌ខៀវក្រុមអ្នកវឹកហាត់បានបង្កើតល្បឿនយ៉ាងរីករាយខណៈពេលដែលពួកគេឡើងទៅលើជណ្ដើរចិត្តហាលីនៅតែស្ងប់ស្ងាត់ផ្លូវចិត្តរបស់ហាលីនៅតែស្ងប់ស្ងាត់ហើយបានដើរឡើងជណ្ដើររួចពិនិត្យមើលកន្លែងដែលនៅខាងលើមានវេទិកាដ៏ធំពណ៌សសុទ្ធដែលមានទទឹងជាង400ម៉ែត្រហើយមានសំណង់ព្រះពន្លាតូចមួយដែលមិនត្រូវបានគេចាប់អារម្មណ៍នៅផ្នែកម្ខាងទៀតមានក្រុមអ្នកវឹកហាត់ដែលស្លៀកសម្លៀកបំពាក់ខុសគ្នារាប់សិបនាក់ដែលនៅជុំវិញនោះប៉ុន្តែគ្មាននរណាម្នាក់ហ៊ានចូលទៅក្នុងព្រះពន្លាមួយនោះទេចំណែកហាលីនិងក្រុមដែលនៅពីមុខគាត់ពួកគេបានចូលរួមជាមួយនឹងក្រុមផ្សេងទៀតហើយបានចូលទៅអង្គុយជាមួយនឹងពួកគេទាំងនោះហាលីបានអស់សំណើចនៅក្នុងចិត្តចំពោះរឿងដែលនៅពីមុខគាត់ខណៈពេលដែលអ្នកវឹកហាត់ដែលមិនមានធម៌ពលវេទមន្តគឺមិនអាចមើលឃើញអ្វីទាំងអស់ហាលីបានឃើញតាមរយៈការបំភាន់ជាមួយនឹងអារម្មណ៍ខាងវិញ្ញាណរបស់គាត់ពន្លាថ្មដ៏តូចមួយនៅពីមុខគាត់តែពិតទៅគឺជាប៉មថ្មពណ៌សដ៏ធំសម្បើមមួយផ្លាកសញ្ញាដែលព្យួរនៅលើប៉មនោះមានអក្សរពណ៌មាសធំចំនួន3តួគឺសាលពពកបំភាន់មានមនុស្ស3នាក់កំពុងតែឈរនៅក្រោមសញ្ញាដ៏ធំហើយកំពុងសម្លឹងមើលអ្នកវឹកហាត់ទាំងនោះពីខាងលើដោយនិយាយនៅពេលដែលពួកគេធ្វើកាយវិការពួកគេពឹងផ្អែកទៅលើការបង្កើតមន្តអាគមសម្រាប់ការលាក់ខ្លួនប៉ុណ្ណោះហើយគ្មានការប្រឹងប្រែងអ្វីផ្សេងទៀតដើម្បីលាក់ខ្លួនពួកគេនោះទេក្នុងចំណោមអ្នកទាំង3មាន2នាក់ជាអ្នកវឹកហាត់វិញ្ញាណដំណាក់កាលដំបូងខណៈពេលដែលម្នាក់ទៀតគឺជាអ្នកវឹកហាត់ដំណាក់កាលកណ្ដាលនៃការវឹកហាត់វិញ្ញាណវាហាក់ដូចជាពួកគេទាំង3នាក់ជាអ្នកទទួលខុសត្រូវក្នុងការស្វាគមន៍សិស្សថ្មីទាំងនេះហាលីបានបន្តដំណើរដោយមិនបាននិយាយអ្វីទៅកាន់វងមនុស្សដែលនៅជិតនោះទេមួយស្ទុះក្រោយមកគាត់បានអង្គុយនៅកែមក្បែរនោះរួចអោនក្បាលចុះទោះបីជាគាត់បានបិទភ្នែករបស់គាត់ក៏ដោយអារម្មណ៍របស់គាត់បានរំពាត់ទៅលើអ្នកវឹកហាត់កម្រិតដំបូងទាំង3នោះដោយបានលួចស្ដាប់ការសន្ទនារបស់ពួកគេយ៉ាងងាយស្រួលយុវជនមកស្លេកដែលមើលទៅហាក់ដូចជាមានអាយុខ្ទង់20ឆ្នាំជាងបានចង្អុលទៅកាន់វងមនុស្សហើយនិយាយដាច់តាក់មុខមិនពេញចិត្តថាសិស្សច្បងស៊ីអ្វីត្បិតតែមិនទាន់ដល់ថ្ងៃកំណត់ក៏ដោយក៏មិនមានអ្នកវឹកហាត់ច្រើនទេដែលអាចមើលឃើញពួកយើងពេលចារនៃអ្នកវឹកហាត់ដែលនៅទីនេះប្រហែលជាមិនអាចឆ្លងកាត់វគ្គជំរុះទេច្បាស់ណាស់ពួកគេមានកម្រិតវឹកហាត់ទាបខ្លាំងណាស់តែពួកគេគិតថានិកាយពពករស័ព្ទនេះទទួលយកមនុស្សគ្រប់គ្នាមែនទេគ្មានអ្វីដែលយើងអាចធ្វើបានទេកាលពី3ឆ្នាំមុននិកាយរបស់យើងបានទទួលយកសិស្សមួយក្រុមធំដោយសារពួកគេមានសមត្ថភាពសមរម្យហើយដោយសារតែសិស្សច្បងជិនខ្វះខាតនៅកម្លាំងមានករណីលើកលែងមួយបានកើតឡើងនៅពេលនោះដោយបានទទួលយកនៅអ្នកវឹកហាត់ព្រលឹងដំណាក់កាលទី8ធម្មតាម្នាក់នេះបង្កើតឲ្យមានការយកខុសថាវាជារឿងងាយស្រួលនៅក្នុងការចូលទៅកាន់និកាយរបស់ពួកយើងដែលជាហេតុនាំឲ្យមានមនុស្សជាច្រើនធ្វើការសាកល្បងនៅពេលនេះសម្លេងរបស់បុរសម្នាក់នោះបានបន្លឺឡើងគាត់មានឈ្មោះថាសិស្សច្បងស៊ីគឺជាអ្នកវឹកហាត់ព្រលឹងកម្រិតកណ្ដាលដែលពាក់អាវពណ៌សមានវ័យប្រហែល40ឆ្នាំជាមួយនឹងទឹកមុខត្រជាក់និងផ្នែកទៅមុតស្រួចយុវជនដែលមានស្មារតីក្លាហានបានសើចចំអកហើយបន្ថែមថាពិតណាស់ពេលនេះយើងនឹងមិនមានការបន្ទូបន្ថយទៀតឡើយដោយសារតែសិទ្ធិទាបដែលយើងបានទទួលយកនាពេលថ្មីៗនេះបានស្ថិតនៅក្នុងផ្នែកដ៏អាក្រក់ទាក់ទងនឹងឫសគល់នៃវិញ្ញាណនិងការវឹកហាត់ខាងវិញ្ញាណរបស់ពួកគេវាហាក់ដូចជាព្រឹទ្ធាចារ្យបានកត់សម្គាល់អំពីរឿងនេះហើយបានដាស់តឿនទៅកាន់ម្ចាស់និកាយរួចទៅហើយដូច្នេះយើងនឹងមិនទទួលបានពាក្យស្ដីបន្ទោសអ្វីឡើយបើសិនយើងផ្ដល់មេរៀនទៅឲ្យពួកគេមួយចំនួននោះយុវជនមុខស្លេកបានក្រឡេកមើលទៅកាន់អ្នកដែលស្ថិតនៅក្នុងត្រកូលកសិករហើយនិយាយដល់មើលងាយថានិកាយរបស់យើងមិនអាចទទួលយកអ្នកដែលគ្មានគុណភាពទេបើដូច្នោះមែននោះវាជាការល្អប្រសិនបើយើងជ្រើសរើសស្ទើរតែ10នាក់ហើយជម្រុះពួកគេនៅសេសសល់ចេញសិស្សច្បងស៊ីបានក្រឡេកមើលយុវជនដែលមានមុខស្លេកស្លាងហើយនិយាយដោយស្ងប់ស្ងាត់ថាសាប៉ូនលីមិនគួរមើលស្រាលអ្នកវឹកហាត់ទាំងនេះទេប្រហែលជាមានអ្នកដែលមានទេពកោសល្យមួយចំនួននៅក្នុងចំណោមពួកគេបើអញ្ចឹងមែនគ្រាន់តែផ្ដល់ឲ្យពួកគេនៅវិជ្ជាគុណសម្រាប់វឹកហាត់ដែលសមរម្យមួយនិងថ្នាំក្របសម្រាប់ពង្រឹងទៅលើធម៌ពលវិញ្ញាណរបស់ពួកគេនឹងអាចមានសមត្ថភាពដូចជាពួកយើងដែរជាមិនខានពេលបុរសដែលមានមុខស្លេកស្លាំងបានលើពាក្យសម្ដីរបស់គាត់បុរសនោះបានដឹងពីអ្វីមួយភ្លាមៗហើយក៏អបបន្តិចបន្តមកគាត់បានញញើមភ្លាមហាក់ដូចជាគាត់មានអារម្មណ៍ភ័យខ្លាចបន្តិចចំពោះសិស្សច្បងស៊ីរួចនិយាយថាបាទសិស្សច្បងនិយាយពិតជាត្រឹមត្រូវណាស់ខ្ញុំបាននិយាយខុសហើយកាលពីអបាញ់នេះសិស្សច្បងស៊ីហ៊ាននឹងនិយាយបន្ថែមទៀតទៅកាន់បុរសនោះប៉ុន្តែហាលីមិនបានចាប់អារម្មណ៍រឿងនេះឡើយដូច្នេះគាត់បានដកយកនៅធម៌ពលវិញ្ញាណរបស់គាត់ហើយចាប់ផ្ដើមធ្វើការសមាធិវិញម្ដងរហូតមកដល់ពេលនេះគាត់បានរៀបរៀងធម៌ពលរបស់គាត់រហូតដល់ចំណុចដែលអ្នកវឹកហាត់ផ្សេងទៀតបានត្រឹមតែយល់ថាគាត់គឺជាអ្នកវឹកហាត់ដែលស្ថិតនៅក្នុងស្រទាប់ទី10ប៉ុណ្ណោះគាត់មិនគួរមានបញ្ហានៅក្នុងការចូលទៅកាន់និកាយមួយនេះទេជាមួយនឹងកម្រិតមួយនេះ
ប្រហែលកន្លះថ្ងៃក្រោយមកមានអ្នកបង្ខាត់ជាច្រើនទៀតនៅក្នុងវងមនុស្សដែលបានឡើងមកដល់ចន្លោះថ្មនេះនៅពេលព្រះអាទិត្យលិចមានអ្នកបង្ខាត់ថាមកពលប្រលឹងជិត100នាក់បានអង្គុយនៅលើឆាកភាគច្រើននៃអ្នកបង្ខាត់ដែលនៅទីនេះគឺជាយុវវ័យប៉ុន្តែក៏មានបរិយាវ័យកណ្ដាលដែលមានការបង្ខាត់ក្នុងកម្រិតខ្ពស់មួយចំនួនផងដែររំពេចនោះស្រាប់តែមានពលឺពណ៌ក្រហមបានលេចឡើងចេញពីព្រះពន្លឺថ្មហើយវាក៏រលត់ទៅវិញរហូតលេចចេញនៅប៉មកម្ពស់100ម៉ែត្ររួមជាមួយនឹងរូបស្រមោល3ដែលឈរពីលើវាសាច់បងស៊ីបានក្រឡេកមើលទៅកាន់វងមនុស្សនៅតាក់មុខត្រជាក់ហើយនិយាយដោយសំឡេងរៀបស្មើថាយើងសូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់និកាយពពករសារបស់ពួកយើងសិស្សប្អូនរបស់ខ្ញុំនិងខ្ញុំជាអ្នកទទួលខុសត្រូវនៅក្នុងការវាយតម្លៃអ្នកទាំងអស់គ្នាខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់នៅអ្វីដែលខ្ញុំនឹងនិយាយបន្ទាប់សូមកុំឲ្យថោះធ្លុយនៅឱកាសមួយនេះអសោះបាទមុននឹងធ្វើការបញ្ចប់ទៅលើសាច់រឿងរបស់ខ្ញុំសូមបញ្យល់បងប្អូនទាំងអស់គ្នាតិចពាក់ព័ន្ធជាមួយនឹងកម្រិតនៃការបង្ខាត់ណាដែលនៅក្នុងទ្វីបរបស់ហាន់លីហ្នឹងទីមួយគឺយើងបង្ខាត់ទៅលើធម៌ពលវេទមន្តតែហាន់លីតែងតែវាយកັບចាក់គ្នាចុះឡើងហ្នឹងហើយនឹងមួយទៀតគឺការបង្ហាត់ទៅលើធម៌ពលវិញ្ញាណគឺជាធម៌ពលផ្លូវចិត្តនៅក្នុងការវាយប្រហារផ្លូវចិត្តឬក៏ជាការបំភាន់អីផ្សេងៗហ្នឹងតែមនុស្សម្នាក់គាត់អាចបំភាន់ទៅកាន់មនុស្សម្នាក់ទៀតឬក៏ជាការចម្រាញ់អសត់ចម្រាញ់ធម៌អីហ្នឹងអាហ្នឹងគឺសិតតែធ្វើការទៅលើធម៌ពលវិញ្ញាណហ្នឹងអញ្ចឹងទៅលើការបង្ហាត់នៅក្នុងធម៌ពលវេទមន្តគឺបែងចែកទៅជាកម្រិតដំណាក់កាលទី1ដំណាក់កាលទី2ដំណាក់កាលទី3តែឥឡូវហ្នឹងហាលីគឺកំពុងតែស្ថិតនៅក្នុងដំណាក់កាលទី3តែរៀបនឹងប្រវាយទៅដំណាក់កាលទី4ហ្នឹងឯងហើយចំពោះការវឹកហាត់ទៅលើធម៌ពលវិញ្ញាណវិញដូចនៅក្នុងបបរស័ព្ទហ្នឹងឯងគឺគេឲ្យតម្លៃខ្លាំងមានថាមានពីដំណាក់កាលទី1រហូតដល់ដំណាក់កាលទី10តែហានៅឥឡូវលក្ខកម្រិតរបស់ខ្លួនឯងនៅត្រឹមតែដំណាក់កាលទី10ហ្នឹងឯងអញ្ចឹងដំណាក់កាលហ្នឹងគឺជាដំណាក់កាលដែលហាលីគាត់បង្ហាញឲ្យគេឃើញតែដំណាក់កាលរបស់គាត់វាអាចនឹងខ្ពស់ជាងនឹងឆ្ងាយដល់ដំណាក់កាលចុងក្រោយអញ្ចឹងទៅហើយសាច់បងដែលឈ្មោះថាស៊ីហ្នឹងគឺគាត់បានត្រឹមតែដំណាក់កាលកណ្ដាលទេប៉ុន្តែដំណាក់កាលកណ្ដាលហ្នឹងគឺវាបានផុតពីកម្រិតទាំង10ដែលហាលីបានបង្ហាញហ្នឹងណាមានពីកម្រិតទី1រហូតដល់កម្រិតទី10អញ្ចឹងទៅឆ្លងកាត់កម្រិតហ្នឹងហើយបានចូលទៅដល់កម្រិតវឹកហាត់វិញ្ញាណដំណាក់កាលដំបូងដំណាក់កាលពាក់កណ្ដាលហើយនិងដំណាក់កាលចុងក្រោយហើយនឹងមានកម្រិតលើហ្នឹងទៀតទៅអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់ខ្ញុំសូមបញ្យល់តែប៉ុណ្្នឹងសិនចំពោះទី600ការប្រឡងតេស្តចូលក្នុងនិកាយពេលឃើញការផ្លាស់ប្ដូរភ្លាមនឹងបានលើពាក្យរបស់សាច់ច្បងឈីវអ្នកបង្ខាត់នៅលើវេទិកាបានតក់ស្លុតមួយផ្លែតហើយក្រោកឈរឡើងយ៉ាងប្រញាប់ប្រញាល់ម្នាក់បានបង្ហាញការគោរពនិងយកចិត្តទុកដាក់បំផុតអ្នកបង្ខាត់ទាំងអស់នៅទីនោះបានដឹងថាប្រសិនបើពួកគេចង់ចូលទៅក្នុងនិកាយពពកប្រាសាទអស្ចារ្យពួកគេមិនគួរធ្វើអ្វីឲ្យមានការប៉ះពាល់ទៅដល់បុរសទាំង3នាក់ដែលឈរនៅលើប៉មនោះទេសាច់ច្បងឈីវបង្ហាញការពេញចិត្តនៅពេលឃើញនៅសកម្មភាពរបស់អ្នកបង្ខាត់ទាំងនោះសាច់ច្បងឈីវបាននិយាយយឺតយ៉ាងមើងម៉ាត់ថាអ្នកទាំងអស់គ្នាគួរតែដឹងហើយអំពីលក្ខខណ្ឌនៃការទទួលយកសិស្សរបស់និកាយយើងករណីនេះខ្ញុំនឹងមិននិយាយលម្អិតទៀតទេសូមអ្នកបង្ខាត់ដែលមានឫសគល់ខាងវិញ្ញាណពិសេសដើរទៅមុខពេលលើបែបនេះវងមនុស្សមានការភ្ញាក់ផ្អើលមួយសន្ទុះក្រោយមកក៏មានមនុស្សតែ4នាក់ប៉ុណ្ណោះបានដើរចេញទៅមុខពួកគេគឺបុរស3នាក់និងស្ត្រីម្នាក់សាច់ច្បងឈីវបានក្រឡេកមើលមុខរបស់ពួកគេហើយនិយាយដោយសំឡេងរាបស្មើថាអ្នកទាំង4នឹងធ្វើដំណើរតាមសាប្អូនលាវគាត់នឹងទទួលខុសត្រូវទៅលើការវិតម្លៃសមត្ថភាពវឹកហាត់របស់អ្នកពេលនោះយុវជនមុខស្លេកក៏បោះជំហានទៅមុខហើយក្រវីដៃដោយមិននិយាយអ្វីសោះមានពន្លឺពណ៌សមួយបានហោះចេញពីដៃឯរបស់គាត់ហើយបានឈប់នៅលើអាកាសមុនពេលប្រែទៅជាកម្រាលវេទមន្តដ៏ធំសម្បើមមួយវាបានអណ្ដែតប្រហែល1ម៉ែត្រពីដីនៅពេលនោះយុវជនមុខស្លេកបានលេចឡើងម្ដងទៀតនៅលើឧបករណ៍វេទមន្តដែលជាកម្រាលនោះហើយនិយាយដោយប្រងើយកន្តើយថាឡើងលើវាខ្ញុំនឹងនាំអ្នកទាំង4ទៅកន្លែងផ្សេងបន្ទាប់មកនឹងពិនិត្យមើលសមត្ថភាពរបស់អ្នកនៅទីនោះអ្នកដែលមិនមានសមត្ថភាពល្អនឹងត្រូវបញ្ជូនត្រឡប់មកវិញពេលដែលអ្នកទាំង4ឮដូច្នេះពួកគេបានក្រឡេកមើលគ្នាដោយស្ទាក់ស្ទើរបន្តិចមុនពេលទៅឡើងទៅលើកម្រាលនោះបន្ទាប់មកយុវជនមុខស្លេកបានបង្វិលដៃរបស់គាត់ក្នុងកាយវិការដ៏ស្មុគស្មាញមួយដែលធ្វើឲ្យកម្រាលនោះក្លាយទៅជាពន្លឺពណ៌សមុនពេលវាហោះទៅលើមេឃក្នុងល្បឿនដ៏លឿនមួយបន្ទាប់ពីយុវជនមុខស្លេកបានចាក់ចេញសាច់ច្បងលាវបានក្រឡេកមើលទៅអ្នកដែលនៅសេសសល់ហើយនិយាយបន្តថាអ្នកដែលមានការវឹកហាត់នៅសតវត្សទី10និងខ្ពស់ជាងនេះសូមបោះជំហានទៅមុខហើយដើរទៅតាមសាប្អូនយូត្រាបណាអ្នកមិនមានបញ្ហាទាក់ទងជាមួយនឹងអត្តសញ្ញាណច្រើនពេកទេអ្នកនឹងអាចចូលទៅក្នុងនិកាយបានហើយចំពោះអ្នកដែលនៅសេសសល់ដែលប្រាថ្នាចង់ចូលក្នុងនិកាយដែរគឺតម្រូវឲ្យមានការឆ្លងកាត់ការសាកល្បងមុនពេលដែលអាចចូលទៅក្នុងនិកាយពពករសាទរបស់ពួកយើងប្រសិនបើអ្នកបរាជ័យអ្នកទាំងអស់គ្នានៅតែអាចធ្វើការវឹកហាត់បន្ថែមទៀតបន្ទាប់មកអាចត្រឡប់មកវិញនៅពេលដែលអ្នកបានប្រសើរឡើងហើយពេលលើបែបនេះវាបានបង្កឲ្យមានភាពចលាចលបានកើតឡើងនៅក្នុងចំណោមមនុស្សក្រៅពីបុគ្គលមួយចំនួនភាគច្រើននៃពួកគេបានបង្ហាញការខកចិត្តវាហាក់ដូចជាស្តង់ដារនៃការជ្រើសរើសនេះនឹងមានភាពតឹងរឹងជាងមុនរឿងនេះបានធ្វើឲ្យអ្នកបង្ហាត់មួយចំនួនមានការថប់បារម្ភយ៉ាងខ្លាំង
ទោះបីជាគាត់បាននិយាយថាពួកគេអាចចូលរួមក្នុងការសាកល្បងហើយនៅតែអាចចូលទៅក្នុងនិកាយបានក៏ដោយក៏គ្រប់គ្នាបានដឹងថាវាគ្រាន់តែពាក្យដែលនិយាយឲ្យល្អស្ដាប់ប៉ុណ្ណោះយ៉ាងណាមិញជាមួយនឹងចំនួនមនុស្សយ៉ាងច្រើនវាគ្មានផ្លូវសម្រាប់និកាយពពករស័ក្តិសម្រាប់ផ្ដល់ឱកាសឲ្យពួកគេទាំងអស់នោះទេប្រសិនបើការវឹកហាត់របស់មនុស្សអ្នកស្ថិតនៅក្រោមសន្ទាប់ទី10មានតែអ្នកវឹកហាត់ដែលនៅសន្ទាប់ទី9នៃធម៌ពលព្រលឹងប៉ុណ្ណោះដែលមានឱកាសតិចតួចនៅក្នុងការជោគជ័យកាលពីមុនមានអ្នកវឹកហាត់តិចតួចណាស់ដែលនៅសន្ទាប់ទី9ប៉ុណ្ណោះហើយអាចឆ្លងកាត់ការសាកល្បងទាំងនេះបានអ្វីត្បិតតែមនុស្សទាំងនេះសុទ្ធតែមានសមត្ថភាពខ្សោយក៏ដោយក៏ពួកគេអាចទទួលបានជោគជ័យតាមរយៈការបង្ហាញពីការតស៊ូដ៏ខ្លាំងក្លាដែរជាលទ្ធផលបើទោះបីជាពួកគេមិនអាចជាប់ការសាកល្បងក៏ដោយនិកាយពពករស័ក្តិនឹងសុខចិត្តទទួលយកពួកគេព្រោះពួកគេអាចរួមចំណែកជួយដល់និកាយផងដែរនៅពេលអនាគតនៅក្រោមការសម្លឹងមើលដ៏ច្រណែនរបស់វងមនុស្សដែលនៅសេសសល់ហាលីនិងអ្នកវឹកហាត់6នាក់ផ្សេងទៀតបានដើរទៅមុខសេចក្បងឈូបានសម្លឹងមើលមុខរបស់ពួកគេហើយងក់ក្បាលនៅពេលដែលយុវជនដែលមានភាពក្លាហានបានឃើញដូច្នេះគាត់បានបញ្ចេញឧបករណ៍វេទមន្តដែលមិនអង់យូរឡើយចានវេទមន្តដ៏ធំមួយបានលេចឡើងនៅចំពោះមុខរបស់ពួកគេដោយមិនចាំបាច់ត្រូវការការប្រាប់ពីយុវជននោះហាលីនិងក្រុមអ្នកវឹកហាត់បានឡើងទៅលើឧបករណ៍វេទមន្តនោះដោយការគោរពបន្ទាប់មកចានស្ប៉ុននោះបានហោះចូលទៅកាន់ពពករស័ក្តិក្នុងល្បឿនដ៏លឿនមួយចំពោះអ្នកវឹកហាត់ដែលនៅសេសសល់ដែលមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ហាលីមិនដឹងទាំងស្រុងថាតើពួកគេណាម្នាក់ដែលបានចូលទៅក្នុងនិកាយនេះទេណាមួយគាត់មិនបានខ្វល់អំពីការស្វែងរកចម្លើយនោះណាមួយគាត់មិនបានខ្វល់អំពីការស្វែងរកចម្លើយនោះឡើយមានបុរស4នាក់និងស្ត្រី2នាក់ក្រៅពីស្ត្រីស្លៀកពាក់សម្លៀកបំពាក់ពណ៌លឿងដ៏ស្រស់ស្អាតតែមានអាយុប្រហែលជា20ឆ្នាំអ្នកផ្សេងទៀតគឺមានអាយុលើសពីនាងទាំងអស់វាក៏មានសូម្បីតែអ្នកវឹកហាត់ដែលមានអាយុ50ផងដែរនៅពេលដែលគាត់នៅជាមួយនឹងក្រុមអ្នកវឹកហាត់ដែលស្ថិតនៅក្នុងសន្ទប់ទី10នៃធម្មពលខាងវិញ្ញាណហាលីបានត្រឹមតែកវីក្បាលនឹងដកដង្ហើមធំប៉ុណ្ណោះប្រសិនបើពួកគេមិនមានសំណាងច្រើនទេអ្នកវឹកហាត់ដែលមានសមត្ថភាពខ្សោយត្រូវចំណាយពេលវេលាដ៏ច្រើននៅក្នុងការវឹកហាត់ប្រសិនបើពួកគេចង់ឈានដល់សន្ទប់ទី10វាជាហេតុដែលមានតែហាលីនិងនារីដែលមានសម្លៀកបំពាក់ពណ៌លឿងប៉ុណ្ណោះដែលមានរូបរាងក្មេងជាងគេនៅក្នុងក្រុមប្រសិនបើវាមិនមែនដោយសារតែដបអាចកំបាំងដែលហាលីទទួលបានដូចដល់ទេគាត់ខ្លាចថាគាត់នឹងចំណាយពេលស្ទើរតែពេញមួយជីវិតរបស់គាត់ដើម្បីវឹកហាត់ដូចជាអ្នកវឹកហាត់ទាំងអស់នេះជាមិនខានការចូលទៅកាន់និកាយវឹកហាត់ដ៏ធំមួយច្បាស់ជាមិនអាចទៅរួចឡើយតែពេលដែលហាលីចាប់ផ្ដើមសញ្ជឹងគិតអំពីអតីតកាលគាត់ក៏បានចូលទៅក្នុងស្ថានភាពនៃការផ្លឹកស្មារតីមួយសន្ទុះក្រោយមកគាត់ក៏ទទួលបានភាពច្បាស់លាស់នៅក្នុងចិត្តឡើងវិញហើយសម្លឹងមើលទៅកាន់អ្នកដទៃខណៈពេលដែលពួកគេហាក់ដូចជាមានអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំងប៉ុន្តែនៅពេលដែលការសម្លឹងមើលរបស់ហាលីធ្លាក់ទៅលើបរិសុទ្ធដែលមានមាឌធំហើយមានសាក់លើទ្រូងគាត់បានបង្រួបផ្នែករបស់គាត់មួយផ្លែតប៉ុន្តែបន្ទាប់មកគាត់ក៏បានត្រឡប់មកកាន់សភាពធម្មតាវិញនេះមិនមែនដោយសារតែអ្វីដែលមិនធម្មតាអំពីរូបរាងរបស់បុរសនោះទេប៉ុន្តែដោយសារតែមានដានធម្មពលត្រជាក់ដែលមិនអាចពិពណ៌នាបានធម្មពលត្រជាក់នេះត្រូវបានលាក់ចិត្តយ៉ាងល្អប្រសិនបើវាមិនមែនដោយសារតែអារម្មណ៍ខាងវិញ្ញាណដ៏មុតស្រួយរបស់ហាលីទេគាត់នឹងមិនអាចសម្គាល់វាបានទាំងស្រុងនេះពិតជាមិនមែនវិជាគុណវឹកហាត់ដែលធម្មតានោះទេពីភាពប្រែប្រួលនៃធម្មពលខាងវិញ្ញាណរបស់គាត់ច្បាស់ជាមានវិជាវេទមន្តដែលមិនធម្មតាមួយចំនួនជាមិនខានទោះជាយ៉ាងណាក៏ដោយដំណាក់កាលវឹកហាត់នៃសន្ទប់ទី10របស់បុរសមេធំនោះវាមានអ្វីមួយដែលខុសប្លែកខ្លាំងដែលធ្វើឲ្យហាលីកាន់តែចង់ដឹងចង់ឃើញស្របពេលដែលហាលីកំពុងគិតអំពីរឿងនេះអាប់ដ៏ធំហិមេមួយបានលេចចេញនៅមុខចានវេទមន្តនោះអាប់ពណ៌សមានសភាពក្រាស់ហើយបន្លឺឡើងជាមួយនឹងសំឡេងកោររន្ទះតិចតិចបេះដូងរបស់ហាលីបានយល់ឡើងគាត់បានបញ្ចេញអារម្មណ៍ខាងវិញ្ញាណរបស់គាត់ទោះបីជាយ៉ាងណាក៏ដោយមានអ្វីមួយបានរារាំងវានៅពេលដែលគាត់ព្យាយាមពិនិត្យមើលបរិវេណប្រហែលជា30ម៉ែត្រចូលទៅក្នុងអាប់នោះហាលីមានអារម្មណ៍តក់ស្លុតបន្តិចដែលដឹងថាអាប់ពណ៌សគឺជាការរឹតបន្តឹងមិនធម្មតាវាតំណងជានិកាយពពករស័ក្តិបានបង្កើតនូវការរឹតបន្តឹងដ៏អស្ចារ្យមួយនេះគាត់មិនហ៊ានសាកល្បងវាដោយប្រញាប់ប្រញាល់ទៀតទេហើយបានដកនៅធម៌ពលវិញ្ញាណរបស់គាត់ត្រឡប់មកវិញភ្លាមក្រុមអ្នកវឹកហាត់ទាំងអស់បានបង្ហាញនូវការភ្ញាក់ផ្អើលពេលឃើញអាប់ដែលគ្មានទីបញ្ចប់ទោះបីជាពួកគេមិនធ្លាប់បានឆ្លងកាត់ធម៌ពលនៃការរឹតបន្តឹងពីមុនមកក៏ដោយរឿងដែលពួកគេបានដឹងអំពីធម៌ពលរឹតបន្តឹងនេះអាចនិយាយបានថាវាអស្ចារ្យណាស់ពេលនោះយុវជនដែលមានត្រកូលយូរសូត្រមន្តអាគមបន្តិចហើយបានយកឧបករណ៍វេទមន្តចេញមកយឺតបន្តមកគាត់បានចាប់ថង់ទុករបស់គាត់ហើយបានយកទុកបង្កើតពណ៌ខៀវមួយចេញមកនៅពេលនោះទងនៅក្នុងដៃរបស់គាត់បានបញ្ចេញនូវធម៌ពលវេទមន្តដ៏អស្ចារ្យបើច្រកក្រោយពីយុវជនបញ្ចប់ការសូត្ររួចគាត់បានសម្លឹងមើលអាប់ហើយចង្អុលទងនៃការបង្កើតទៅកាន់ទីនោះពន្លឺពណ៌ខៀវក្រាស់មួយបានបាញ់ចេញពីចុងនៃទងហើយតម្រង់ទៅក្នុងអាប់ដែលនាំឲ្យមានទិដ្ឋភាពដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកាត់ឡើងតំបន់ផ្សេងទៀតនៃអាប់បានរសាត់ចេញប៉ុន្តែផ្នែកនៃអាប់នៅពីមុខរបស់ពួកគេបានប្រែក្លាយជាសង្កត់ភ្លាមបន្ទាប់ពីការបន្លឺសំឡេងយ៉ាងច្បាស់ធម្មពលពណ៌សបានពុះបំបាយធម្មពលរឹតបន្តឹងនិងបង្ហាញផ្លូវទៅទិង10ម៉ែត្រដល់ពួកគេក្រោយពីឃើញបែបនេះសុជបងយូបានដឹកនាំក្រុមឆ្លងកាត់ដោយមិនអង្គយូឡើយក្រុមមួយរិចភ្នែកពួកគេបានបាត់ពីទីភ្លាមមិនយូរប៉ុន្មានផ្លូវនោះក៏បានបិទហើយសំឡេងផ្គរលាន់ក៏បានបន្លឺឡើងម្ដងទៀតបន្ទាប់ពីចំណាយពេលមួយសន្ទុះ
នៅទីបំផុតពួកគេបានឆ្លងកាត់អាប់ហើយបានលេចចេញនៅកន្លែងមួយផ្សេងទៀតមុនពេលដែលពួកគេអាចមើលឃើញយ៉ាងច្បាស់ថាបានឆ្លងកាត់អាប់រួចរាល់ពួកគេមានអារម្មណ៍ថាថាមពលវិញ្ញាណនៅខ្លាំងបានប្រឆាំងនឹងពួកគេហាន់លីមិនអាចធ្វើអ្វីបានក្រៅពីដកដង្ហើមចូលយ៉ាងជ្រៅហើយមានអារម្មណ៍ថាមានដានភាពរីករាយបានលេចឡើងនៅក្នុងចិត្តរបស់គាត់ខណៈពេលដែលនេះគឺជាអ្វីដែលគាត់ទន្ទឹងរង់ចាំនិងចង់បានវាជាយូរហើយមានផ្ទៃដីដ៏ធំល្វឹងល្វើយជាមួយនឹងរុក្ខជាតិពណ៌បៃតងក្លិនក្រអូបឈ្ងុយឆ្ងល់សត្វស្លាបនិងភ្នំជាច្រើនលើសន្ធឹងមានកម្ពស់ជាង3គីឡូម៉ែត្រនៅជុំវិញភ្នំមានទំហំផ្ទះដែលមានទំហំខុសៗគ្នារួមទាំងសាលវាំងនិងព្រះពន្លារាប់មិនអស់ព្រមជាមួយនឹងអ្នកវឹកហាត់ជាច្រើនដែលមានសកម្មភាពយ៉ាងប្រញាប់ប្រញាល់សិចបងយូក្រោយពីឃើញការភ្ញាក់ផ្អើលនិងអារម្មណ៍រំភើបរបស់ពួកគេគាត់បានញញឹមយ៉ាងស្ងៀមស្ងាត់បន្ទាប់មកគាត់បានចង្អុលទៅកាន់កំពូលភ្នំនៅជិតបំផុតហើយនិយាយថាមើលច្បាស់តែនេះគឺជាកំពូលភ្នំដ៏អស្ចារ្យទាំង6នៅក្នុងនិកាយពពកប្រាសាទប្រសិនបើអ្នកពិតជាចូលទៅកាន់និកាយរបស់ពួកយើងនេះនឹងក្លាយទៅជាផ្ទះរបស់អ្នកប៉ុន្តែជាដំបូងយើងនឹងឆ្ពោះទៅកាន់ទីសក្ការដំបូងនៃភ្នំអរិយសិនអ្នកនឹងត្រូវបញ្យល់បន្តិចអំពីអត្តសញ្ញាណរបស់អ្នកទៅកាន់និកាយបន្ទាប់មកខ្ញុំនឹងធ្វើការសាកល្បងអ្នកទាំងអស់គ្នាចំពោះទី601ការធ្វើតេស្តលើកចុងក្រោយហាន់លីនិងអ្នកវឹកហាត់ថាមពលវិញ្ញាណផ្សេងទៀតមិនភ្ញាក់ផ្អើលនឹងរឿងនេះទេពួកគេត្រូវបានដឹកនាំទៅកាន់ភ្នំអរិយដោយសាច់ឆ្លងយូរពួកគេបានជួបអ្នកវឹកហាត់ជាច្រើននៅតាមផ្លូវដែលភាគច្រើនជាអ្នកវឹកហាត់ថាមពលវិញ្ញាណពេលឃើញសាច់ឆ្លងយូរពួកគេបានផ្ដល់នូវការគោរពនិងកោតសរសើរវាហាក់ដូចជាយុវជនម្នាក់នេះមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងនិកាយពពកប្រាសាទផងដែរពួកគេបានជួបអ្នកវឹកហាត់កម្រិតដំបូងម្នាក់ដែលជាបុរសស្លៀកពាក់សម្លៀកបំពាក់ពណ៌លឿងគាត់មានមុខស្ដៅនិងត្រចៀកស្រួចគាត់បានហោះចុះពីភ្នំអរិយប៉ុន្តែនៅពេលដែលគាត់បានឃើញសាច់ឆ្លងយូគាត់បានញញឹមហើយស្រែកថាសាប់អូនយូតើនេះគឺជាសិស្សថ្មីដែលអ្នកទៅតែនាំមកដល់មែនទេវាហាក់ដូចជាមិនមានច្រើនទេនៅពេលនេះខណៈពេលដែលគាត់ធ្វើសកម្មភាពបែបនេះអ្នកផ្សេងទៀតអាចឃើញបានថាចេតនារបស់គាត់គឺមិនល្អឡើយសាច់បងយូងក់ក្បាលដោយមិនដឹងខ្លួនពេលឃើញអ្នកបង្ហាត់អាវលឿងទោះជាយ៉ាងណាក៏ដោយគាត់បានឆ្លើយតបដោយសំឡេងរាបស្មើថាតែពិតទៅគឺសិស្សច្បងយ៉ាងសោះមនុស្សទាំងនេះត្រូវធ្វើតេស្តហើយត្រូវណែនាំពួកគេដល់និកាយជាមុនសិនទើបពួកគេអាចខ្លាចជាសិស្សផ្លូវការបានពួកគេគ្រាន់តែជាបេក្ខភាពប៉ុណ្ណោះឥឡូវនេះអ្នកបង្ហាត់ដែលពាក់អាវពណ៌លឿងបានសើចហើយនិយាយថាវាដូច្នោះមែនទោះជាយ៉ាងណាក៏ដោយសិស្សប្អូនគាត់តែដឹងថាផ្នែកចម្រាញ់របស់ខ្ញុំកំពុងត្រូវការសិស្សតើអ្នកអាចបញ្ជូនអ្នកបង្ហាត់ពីអ្នកនេះមកខ្ញុំបានទេតែពេលនោះផ្នែករបស់គាត់ផ្ដោតទៅលើក្រុមនៅខាងក្រៅរបស់សាច់ឈ្មោះយូការបង្ហាញរបស់ Hanley មានភាពស្ងប់ស្ងាត់ប៉ុន្តែគាត់មានអារម្មណ៍ថាមិនចូលចិត្តការសម្លឹងមើលមកកាន់គាត់បែបនេះទាល់តែសោះពីរបៀបដែលបរិះអាយលើសម្លឹងមើលពួកគេនិងសម្លេងដែលគាត់បាននិយាយវាបានធ្វើឲ្យពួកគេព្រឺដល់ឆ្អឹងខ្នងពេលអ្នកបង្ហាត់ផ្សេងទៀតបានលើបែបនេះកាយវិការរបស់ពួកគេបានផ្លាស់ប្ដូរបន្តិចវាហាក់ដូចជាពួកគេក៏មិនមានអារម្មណ៍ល្អចំពោះគាត់ដែរមកប្រយ៉ានោះមិនមែនជាអ្វីដែលខ្ញុំអាចសម្រេចចិត្តបានទេតែគាត់ត្រូវដឹងថាការបែងចែកសិស្សនិងសម្រេចដោយមេនិកាយប្រសិនបើសិស្សច្បងមិនមានសិស្សគ្រប់គ្រាន់ទេអ្នកអាចមករកជាមួយនឹងលោកគ្រូបានសិស្សច្បងម៉ៅគឺកំពុងតែរងចាំខ្ញុំហើយចឹងហើយសិស្សច្បងអាចទៅស្នើសុំពីគាត់បានសិស្សច្បងយូហាក់ដូចជាយល់អំពីចរិតបោកបញ្ឆោតរបស់អ្នកបង្ហាត់អាយលឿងហើយបានបដិសេធភ្លាមៗនៅសំណើរបស់គាត់ក្រោយពីនិយាយកិច្ចវេះរួចគាត់បានជន់ឧបករណ៍វេទមន្តរបស់គាត់ហើយនាំក្រុមអ្នកបង្ហាត់ទៅកាន់ព្រះពន្លាអ្នកបង្ហាត់ដែលពាក់អាវពណ៌លឿងគឺគាត់ចង់បង្កភាពច្របូកច្របល់នៅពេលនោះប៉ុន្តែបន្ទាប់ពីសិស្សច្បងយូបានលើកឡើងអំពីសិស្សច្បងម៉ៅគាត់បានបង្ហាញការស្ទាក់ស្ទើរបន្តិចហើយអនុញ្ញាតឲ្យយុវជននោះទៅបន្ទាប់ពីមើលឃើញសិស្សច្បងយូនិងក្រុមអ្នកបង្ហាត់ចូលក្នុងព្រះពន្លាពីចម្ងាយតាក់មុខរបស់គាត់បានប្រែប្រួលបន្ទាប់ពីគិតមួយសន្ទុះគាត់បានក្រហមយ៉ាងត្រជាក់ហើយហោះទៅកាន់ភ្នំផ្សេងមួយទៀតដោយពន្លឺពណ៌លឿងពេលនោះក្រុមអ្នកបង្ហាត់បានមកដល់ជាន់ទី1នៃព្រះពន្លាហើយបានជួបបរិះដែលមិនស្គាល់មុខម្នាក់គាត់គឺជាយុវជនដែលស្លំស្គាំងដែលកំពុងតែមើលរមួលរស័យដោយការចាប់អារម្មណ៍យ៉ាងខ្លាំងខណៈពេលដែលគាត់អង្គុយនៅលើកៅអីឈើបរិះនោះហាក់ដូចជាមានអាយុត្រឹមតែ30ឆ្នាំប៉ុណ្ណោះប៉ុន្តែការវឹកហាត់របស់គាត់បានឈានដល់ដំណាក់កាលចុងក្រោយរួចទៅហើយទោះបីជាគាត់ទើបតែឈានដល់ដំណាក់កាលចុងក្រោយនិងមិនទាន់បានមករួបរวมការវឹកហាត់របស់គាត់ក៏ដោយគាត់ពិតជាមានទេពកោសល្យដែលកម្របានឃើញណាស់ដោយបានឈានដល់កម្រិតបែបនេះនៅក្នុងអាយុបច្ចុប្បន្នរបស់គាត់មានក្តីសង្ឃឹមក្នុងការអាចកើនឡើងដល់ដំណាក់កាល Snow តែអាចមកពីឈ្មោះបារម្ភអ្នកនេះមែនទេដែលធ្វើឲ្យអ្នកវឹកហាត់អាវលឿងដកគួយធុញទ្រាន់មិនបង្កបញ្ហាទៅដល់សិស្សច្បងយូតទៅទៀតពេលអ្នកវឹកហាត់ផ្សេងទៀតបានឃើញការវឹកហាត់របស់យុវជនដែលស្គមស្គាល់ពួកគេបានសម្លឹងមើលគ្នាដោយបង្ហាញការតក់ស្លុតពេលនោះបារម្ភនោះបានបោតរមូលរស័យរួចសម្លឹងមើលទៅកាន់សិស្សច្បងយូគាត់និយាយដោយសំឡេងស្រទន់ថាសិស្សប្អូនយូខ្ញុំបានធ្វើឲ្យអ្នកមានបញ្ហាបន្តិចហើយ
តើសិបអូនយ៉ានបានរៀបរៀងអ្នកនៅពេលនេះទេដោយសារសិស្សច្បងដឹងវារួចទៅហើយមិនចាំបាច់សួរទេយ៉ាងណាក៏ដោយតើគាត់នោះមករំខានបងស្រីម្ដងទៀតទេគាត់នោះបើទោះជាសិបអូនយ៉ានធ្វើបែបនេះក៏ដោយគាត់នៅតែជាសិស្សរបស់និកាយបពរសាស្ត្ររបស់យើងដែរពាក្យរបស់អ្នកមិនសមរម្យទេសូមកែប្រែវាឡើងវិញនៅពេលអនាគតបើលោកគ្រូបានដឹងគាត់នឹងដាក់ទណ្ឌកម្មអ្នកជាមិនខានពាក្យសម្ដីរបស់យុវជនដែលមើលទៅហាក់ដូចជាមនុស្សឈឺប្រហែលជាចង់ស្ដីបន្ទោសគាត់ប៉ុន្តែសម្លេងរបស់គាត់គឺសន្ទន់ទាំងស្រុងដោយមិនមានកំហឹងសូម្បីតែបន្តិចប៉ុន្តែដូចគ្នានេះបេះដូងរបស់សិស្សច្បងយូបានញ័រដូចបាននិយាយយ៉ាងប្រញាប់ថាសិស្សច្បងត្រឹមត្រូវហើយសិស្សប្អូនម្នាក់នេះនឹងយកចិត្តទុកដាក់ចំពោះរឿងនេះនៅថ្ងៃអនាគតដោយឃើញថាសិស្សប្អូនយូបានទទួលនៅកំហុសរបស់គាត់សិស្សច្បងម៉ៅបានងក់ក្បាលហើយញញឹមបន្ទាប់មកគាត់បានងាកទៅមើលហាន់លីនិងអ្នកផ្សេងទៀតរួចចាប់ផ្ដើមពិនិត្យមើលពួកគេម្ដងទៀតវាហាក់ដូចជាគាត់កំពុងសម្លឹងមើលពួកគេយ៉ាងម៉ត់ចត់ដោយយឺតពីក្បាលរហូតដល់ចុងជើងនេះបានធ្វើឲ្យមានការព្រួយបារម្ភបន្តិចនៅក្នុងចំណោមអ្នកដែលមានវត្តមាននៅទីនោះប្រហែលជាដោយសារតែការយកខុសរបស់ហាន់លីគាត់មានអារម្មណ៍ថាការសម្លឹងមើលរបស់គាត់បានផ្អាកមកលើខ្លួនបន្តិចមុនពេលដែលគាត់ងាកសម្លឹងមើលទៅកាន់អ្នកផ្សេងទោះបីជាវាមិនអាចទៅរួចសម្រាប់គាត់នៅក្នុងការដែលអាចមើលឃើញការវឹកហាត់ពិតប្រាកដរបស់ហាន់លីក៏ដោយហាន់លីនៅតែមានអារម្មណ៍មិនសប្បាយចិត្តបន្តិចមួយសន្ទុះក្រោយមកសិស្សច្បងម៉ៅបានដកការសម្លឹងមើលរបស់គាត់រួចបានដកយករូបសំណាកដែលបញ្ចេញពន្លឺពណ៌ប្រាក់ចេញមកសំទុះកន្លែងនេះគឺសាលាចរិតមិនមែនជារូបសំណាកទេមានថាសាលាចរិតហ្នឹងគេយកដើម្បីទៅធ្វើតេស្តទៅលើការប្រឡងមួយហ្នឹងជាការប្រសើរណាស់ដែលមានតែ7អ្នកប៉ុណ្ណោះដែលបានមកដោយที่ខ្ញុំបានរំពឹងទុកមែនបើមិនដូច្នេះទេខ្ញុំមិនមានសាលាចរិតបេះដូងបរិសុទ្ធគ្រប់គ្រាន់សម្រាប់អ្នកទាំងអស់គ្នាទេសិស្សប្អូនយូយកសាលាចរិតទាំងនេះដាក់ទៅលើខ្លួនរបស់ពួកគេបន្ទាប់ពីវាមានប្រសិទ្ធភាពសូមនាំពួកគេមកកន្លែងរបស់ខ្ញុំសិស្សច្បងម៉ៅបាននិយាយដោយសម្លេងរាបស្មើហើយបានប្រកួតរបស់ទាំងនេះទៅកាន់សិស្សប្អូនយូបងប្អូនទាំងគ្នាឆ្ងល់ថាមិនបានពេលខ្លះខ្ញុំហៅសិស្សច្បងយូពេលខ្លះខ្ញុំហៅសិស្សប្អូនយូអញ្ចឹងដោយសារតែនៅពេលដែលគាត់ស្ថិតនៅក្នុងចំណោមរបស់ហាន់លីឬក៏អ្នកបង្ហាត់ផ្សេងទៀតអានឹងត្រូវហៅគាត់ថាសិស្សច្បងយូវិញតែបើសិនជាជាមួយនឹងសិស្សច្បងផ្សេងទៀតដូចជាសិស្សច្បងម៉ៅឬក៏សិស្សច្បងស៊ីវអីហ្នឹងគឺហៅគាត់ថាសិស្សប្អូនមិនត្រឹមត្រូវតទៀតបន្តមកសិស្សច្បងម៉ៅបានក្រោកពីលើកៅអីហើយដើរឡើងទៅលើជាន់ទី2ដោយមិនចាប់អារម្មណ៍ពួកគេទេទោះជាយ៉ាងណាក៏ដោយនៅពេលដែលយុវជនស្គមស្គាំងបែរមកជុំវិញស្ដាប់តែគាត់អោនក្បាលចុះហើយចាប់ដើមកោយ៉ាងលឿនស្ដាប់មើលទៅគាត់ពិតជាឈឺចាប់ណាស់ប៉ុន្តែមិនយូរប៉ុន្មានគាត់បានក្រោកឈរឡើងហើយឆ្ពោះទៅកាន់ចន្ទាក្រោមការសម្លឹងមើលដ៏ងើឆ្ងល់របស់មនុស្សគ្រប់គ្នាដែលនៅទីនោះដែលនៃការភ្ញាក់ផ្អើលបានលេចចេញពីផ្នែករបស់ហាន់លីប៉ុន្តែវាបានបាត់បង់ទៅវិញយ៉ាងឆាប់រហ័សសិស្សច្បងយូបានបង្ហាញពីដាននៃការថប់អារម្មណ៍ហើយដកដង្ហើមធំមុននឹងងាកទៅរកហាន់លីនិងអ្នកដទៃទៀតទាំងនេះគឺជាសាលាចរិតនៃបេះដូងបរិសុទ្ធខ្ញុំជឿថាអ្នកនឹងពីអ្វីដែលវានឹងអាចធ្វើបានដូច្នេះខ្ញុំសូមបញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាជាមុនប្រសិនបើអ្នកមានគំនិតអាក្រក់ឬការគប់ខិតណាមួយវាជាការល្អបំផុតសម្រាប់អ្នកនៅក្នុងការចាក់ចែងបើមិនដូច្នេះទេប្រសិនបើអ្នកត្រូវបានរកឃើញសូមកុំបន្ទោសនិកាយបពរសាស្ត្ររបស់យើងតែគ្មានធម៌មេត្តាជាមួយនឹងពាក្យទាំងនេះពន្លឺត្រជាក់បានភ្លឺចេញពីផ្ទៃរបស់សិស្សច្បងយូពេលដែលគាត់បានកលែងមើលទៅកាន់មនុស្សទាំង5នាក់នៅចំពោះមុខគាត់ទោះបីជាសម្លេងរបស់គាត់គួរឲ្យខ្លាចក៏ដោយក៏គ្មាននរណាម្នាក់ចាប់ដើមចាក់ចែងដែរជាលទ្ធផលយុវជននោះបានងក់ក្បាលដោយទឹកមុខធូរស្រាលហើយបោះសាលាចរិតទៅកាន់អ្នកទាំង7ដោយក្រវីដៃពួកវាទាំងអស់បានជាប់នៅខាងក្រោមស្មាខាងស្ដាំរបស់ហាន់លីនិងអ្នកបង្ហាត់ផ្សេងទៀតយុវជននោះបានអង្គុយចុះដោយមិនខ្វល់អំពីមនុស្សទាំង7នាក់ទៀតឡើយហើយបានបិទភ្នែករបស់គាត់យឺតអ្នកបង្ហាត់ទាំងអស់បានសម្លឹងមើលគ្នាទាំងស្រងាក់ចិត្តអ្វីតែពួកគេមានកំណត់រៀងខ្លួនក៏ដោយក៏គ្មាននរណាម្នាក់ក្នុងចំណោមពួកគេហ៊ាននិយាយការពិតនោះទេពួកគេអាចត្រឹមតែរងចាំប៉ុណ្ណោះតែពេលនោះហាន់លីបានក្រឡេកមើលទៅលើសាលាចរិតដែលនៅលើស្មារបស់គាត់មួយសន្ទុះក្រោយមកគាត់បានញញឹមមិនយូរប៉ុន្មានវាក៏ចាប់ផ្ដើមភ្លឺឡើងនៅពន្លឺពណ៌ប្រាក់មុនពេលវារសាត់បាត់ទៅនៅពេលដែលសិស្សច្បងយូមានអារម្មណ៍ថាមានអ្វីមួយបានកាត់ឡើងគាត់បានបើកភ្នែករបស់គាត់ហើយក្រឡេកមើលទៅកាន់ហាន់លីរួចនិយាយដោយមិនបង្ហាញអារម្មណ៍អ្វីថាទៅជាន់ទី2សិស្សច្បងម៉ៅកំពុងរងចាំអ្នកពេលហាន់លីឮដូច្នេះគាត់បានក្រឡេកមើលទៅកាន់សាលាចរិតហើយក៏ឡើងតាមចន្ទាដោយមិននិយាយអ្វីជាន់ទី2គឺទទេគ្មានអ្វីនៅទីនោះក្រៅពីកម្រាល2ទេយុវជនដែលស្ទំស្គាំងកំពុងតែអង្គុយទៅលើកម្រាលមួយដែលនៅទីនោះនៅពេលដែលគាត់បានឃើញថាហាន់លីមកដល់គាត់ក៏ចង្អុលទៅកាន់កម្រាលអធិដ្ឋានផ្សេងមួយទៀតហើយនិយាយទាំងញញឹមថាអង្គុយចុះហើយមិនចាំបាច់ភ័យអ្វីទេវានឹងបញ្ចប់យ៉ាងឆាប់រហ័សវិជាគុណសួរចម្លើយមិនដូចជាវិជាគុណបញ្ឆប់ព្រលឹងទេវាគ្រាន់តែកំណត់ថាតើចម្លើយរបស់អ្នកពិតឬមិនពិតទោះបីជាវាមិនប្រកបទាំងស្រុងក៏ដោយវាក៏អាចជួយបានអំពីអ្នកដែលចង់លាក់បាំងទៅលើរឿងសម្ងាត់អ្វីផ្សេងទៀតដែរបើឆ្លើយមិនពិតខ្ញុំនឹងវិនិច្ឆ័យអ្នកទៅពេលបើសិនជាអ្នកឆ្លើយមិនពិតអ្នកនឹងមិនត្រូវបានគេទទួលចូលក្នុងនិកាយនោះទេហាន់លីងក់ក្បាលហើយនិយាយដោយស្មោះត្រង់ថាសិស្សប្អូនយល់ហើយប
បន្ទាប់មកគាត់អង្គុយនៅលើកម្រាលអធិដ្ឋាននៅចំពោះមុខយុវជននោះទោះបីជាហាន់លីបានដឹងអំពីវិជាគុណបេះដូងបរិសុទ្ធរួចហើយក៏ដោយក៏គាត់មានភាពប្រយ័ត្នប្រយែងបន្តិចចំពោះវាដែរមិនអីទេតោះចាប់ដើមតអ្នកកើតអីណាដែលឃើញថាសិលាចារឹកនៅលើស្មារបស់ហាន់លីភ្លឺដោយពន្លឺបបប្រាក់គាត់ចាប់ដើមសួរសំណួរហាន់លីនិងអ្នកផ្សេងទៀតបានហោះចេញពីប្រាក់ពលាហើយឆ្ពោះទៅកាន់ភ្នំដ៏ធំបំផុតអ្នកវឹកហាត់ទាំងអស់បានឆ្លងកាត់ការធ្វើតេស្តសាកល្បងរបស់យុវជនដែលមានភាពស្គមស្គាំងដោយគ្មានបញ្ហាដូចនេះនៅពេលដែលនិកាយបបរសាទទួលស្គាល់ពួកគេហើយកត់ត្រាឈ្មោះរបស់ពួកគេនោះពួកគេនឹងក្លាយទៅជាសិស្សផ្លូវការនៃនិកាយដែលពិតប្រាកដបាននឹងឯងចំពោះបងប្អូនដែលបានស្ដាប់មកដល់ចប់នៅសាច់រឿងហ្នឹងអាចធ្វើការចូលខមមិនថាស្ដាប់ដល់ចប់បានដើម្បីអាចឲ្យខ្ញុំបានដឹងថាបងប្អូនពិតជាបានស្ដាប់ដល់ចប់មែនអត់ហើយមួយវិញទៀតចំពោះអ្នកដែលមិនតបានធ្វើការចុច Subscribe ទេក៏សូមធ្វើការចុច Subscribe ដែរទៅដើម្បីទទួលបាននូវវីដេអូថ្មីៗបន្ថែមទៀតហើយក៏ដើម្បីជាការលើកទឹកចិត្តមកកាន់ខ្ញុំដែលជាអ្នកសម្ដែងផងដែរហើយសូមបញ្ជាក់បន្ថែមចំពោះបងប្អូនដែលបានស្ដាប់មកដល់កន្លែងតែខ្ញុំនិយាយហ្នឹងឬក៏មកដល់ចប់ហ្នឹងសូមធ្វើការ comment ទាំងអស់គ្នាថាបានស្ដាប់ដល់ចប់ដើម្បីជាការបញ្ចេញមតិផងហើយក៏ដូចជាដើម្បីដឹងអំពីស្ថិតិរបស់បងប្អូនថាបងប្អូនបានស្ដាប់មកដល់ចប់ឬក៏ហើយអរគុណច្រើនខ្ញុំសូមបញ្ចប់សាច់រឿងរបស់យើងតែប៉ុណ្ណឹងខ្ញុំជួបគ្នាបន្តទៀតនៅពេលបន្ទាប់ចម្ពោះទី602ចូលទៅកាន់ភ្នំរដូវផ្ការីកកម្ពស់ភ្នំទាំង6គឺជាកម្ពស់ភ្នំដ៏អស្ចារ្យដែលធំជាងគេវាមានកម្ពស់ជាង10គីឡូម៉ែត្រពីដីភ្នំផ្សេងទៀតជាច្រើនបានហ៊ុំព័ទ្ធជុំវិញវាដូចជាផ្កាយដែលរុំជុំវិញព្រះច័ន្ទក្នុងនោះក៏មានភ្នំរដូវផ្ការីកស្ថិតនៅក្នុងចំណោមពួកគេដែរពាក់កណ្ដាលនៃកម្ពស់ភ្នំនេះត្រូវបានគ្របដណ្ដប់ទៅដោយអបពណ៌ស្វាយតិចៗដែលលាក់កំបាំងអ្វីៗគ្រប់យ៉ាងដោយអាប់ដ៏អាចកំបាំងទៅវិញពាក់កណ្ដាលខាងក្រោមនៃបាតភ្នំគឺមានភាពអ៊ូអរជាមួយនឹងសកម្មភាពដ៏រស់រវើកមានផ្ទះជាច្រើនគ្រប់ទំហំដែលគ្របដណ្ដប់លាតសន្ធឹងពីពេញផ្ទៃដីនិងមានសាលវាំងដែលមានកម្ពស់រាប់រយម៉ែត្រហើយក៏មានផ្លូវខ្វេកខ្វាត់រាប់មិនអស់ផងដែរក្នុងចំណោមផ្លូវទាំងនោះមានតបលក់ទំនិញគ្រប់ប្រភេទដាក់តាំងបង្ហាញដែលមានអ្នកលក់និងអ្នកទិញនៅទីនោះសិស្សនិកាយបបរសាស្ត្រជាច្រើនត្រូវបានរាប់បញ្ចូលក្នុងចំណោមពួកគេដែរខណៈដែលពួកគេបានជជែកគ្នាលេងជាមួយនឹងម្ចាស់តបពេលហាលីនអ្នកវឹកហាត់ផ្សេងទៀតបានឃើញបែបនេះពួកគេមានការភ្ញាក់ផ្អើលបន្តិចយុវជនដែលមាននាមត្រកូលយូបានសាមទៅនឹងទស្សនវិជ្ជាបែបនេះរួចហើយដូច្នេះគាត់មិនបានចាប់អារម្មណ៍អ្វីទៀតឡើយខណៈពេលដែលគាត់បានបញ្ជាឧបករណ៍វេទមន្តឲ្យហោះទៅមុខបន្តពួកគេបានហោះក្នុងកម្ពស់ប្រហែល1គីឡូម៉ែត្រទៅលើអាកាសហើយហោះចូលទៅក្នុងសាលថ្មមួយតែម្ដងសាលថ្មនេះធ្វើឡើងពីថ្មកំបោរធំៗដែលមានកម្ពស់ប្រហែល100ម៉ែត្រហើយផ្នែកនីមួយៗនៃសាលត្រូវបានតបជាប់ទៅនឹងបន្ទប់តូចៗដែលមានទទឹងប្រហែល20ម៉ែត្រប៉ុណ្ណោះមានអ្នកវឹកហាត់តិចតួចដែលចូលនិងចេញនៅក្នុងសាលនេះសិស្សបងយូបានបញ្ចប់ចាមវេទមន្តនៅខាងមុខសាលហើយឲ្យអ្នកទាំងអស់គ្នាចុះបន្ទាប់មកគាត់បានយកវាដាក់ចូលទៅក្នុងថង់ផ្ទុករបស់គាត់វិញចាំមិនភ្លែតខ្ញុំត្រូវរាយការណ៍ទៅកាន់លោកគ្រូសិនខ្ញុំនឹងហៅអ្នកទាំងអស់គ្នានៅពេលក្រោយបន្ទាប់មកសិស្សបងយូបានដើរចូលទៅក្នុងសាលធំមួយអ្នកយាមទ្វារជាច្រើនបានស្គាល់យ៉ាងច្បាស់ថាជាសិស្សបងយូពួកគេបានស្វាគមន៍គាត់ដោយការគោរពនៅពេលដែលពួកគេបានឃើញគាត់ដើរចូលទៅក្នុងសាលបន្ទាប់ពីគាត់បានបាត់ខ្លួនពីការមើលឃើញអ្នកយាមបានក្រឡេកមើលទៅកាន់ហាន់លីនិងអ្នកដទៃទៀតយ៉ាងងឿងឆ្ងល់ពួកគេហាក់ដូចជាបានទាយរួចទៅហើយថាអ្នកទាំងនេះគឺជានរណាមួយសន្ទុះក្រោយមកពន្លឺពណ៌សបានឆ្ពោះទៅកាន់មុខសាលមុននឹងរលត់ទៅវិញពន្លឺនោះត្រូវបានបង្ហាញថាគឺជាកន្សែងបដិធមមួយដែលដឹកយុវជនមុខស្លេកដែលមាននាមត្រកូលលាវរួមជាមួយនឹងអ្នកវឹកហាត់វ័យក្មេង4នាក់ផ្សេងទៀតដែលបានចាក់ចេញមុនពួកគេយុវជនមុខស្លេកសម្លឹងមើលក្រុមរបស់ហាន់លីដែលមានគ្នា7នាក់ហើយបង្ហាញពីដាននៃការភ្ញាក់ផ្អើលប៉ុន្តែមិនយូរប៉ុន្មានគាត់បានចុះចតឧបករណ៍វេទមន្តហោះរបស់គាត់នៅក្បែរនោះហើយចូលទៅក្នុងសាលថ្មដោយមោទនភាពដែលទុកឲ្យអ្នកវឹកហាត់វ័យក្មេង4នាក់នៅពេលក្រោយនៅពេលបន្ទាប់ក្រុមរបស់ហាលីនិងក្រុមអ្នកវឹកហាត់វ័យក្មេង4នាក់បានសម្លឹងមើលគ្នាទៅវិញទៅមកដោយមិនដឹងមូលហេតុបរិយាកាសហាក់មានភាពសពេចសពិលបើទោះបីជាក្រុមអ្នកទាំងពីរនឹងចូលក្នុងនិកាយតែមួយក៏ដោយវាហាក់ដូចជាមានដាននៃភាពអំនួតរវាងពួកគេប៉ុន្តែដោយសារតែពួកគេហ៊ាននឹងចូលទៅក្នុងនិកាយបបរសាស្ត្រភាគីទាំងពីរបានត្រឹមតែនៅស្ងៀមហើយរៀបអាកប្បកិរិយារបស់ខ្លួនតែប៉ុណ្ណោះមួយសន្ទុះក្រោយមកសិស្សបងយូក៏ដើរចេញមកខាងក្រៅវិញនៅពេលគាត់បង្ហាញខ្លួនគាត់ក៏បានហៅទៅកាន់ក្រុមរបស់ហាន់លីភ្លាមរួចងាកទៅរកក្រុមយុវជនដែលមានទេពកោសល្យទាំង4ថាអ្នកទាំង4ត្រូវមកជាមួយនឹងពួកយើងដែរលោកគ្រូចង់ទទួលអ្នកទាំងអស់គ្នាជាសិស្សក្នុងពេលតែមួយដោយការនិយាយបែបនេះរួចគាត់ក៏បានដើរចូលទៅក្នុងសាលវិញក្រុមទាំងពីរមិនបានមកអង្គយូរទៀតទេហើយប្រញាប់ប្រញាល់តាមពីក្រោយគាត់
ដែលដើរតាមសិស្សច្បងយូពួកគេដើរកាត់ច្រកទ្វារតូចមួយមុនចូលសាធំដែលមានទំហំ100ម៉ែត្រមានអ្នកវឹកហាត់ទាំង8នាក់អង្គុយនៅលើកៅអីដោយខ្សឹបប្រាប់អំពីអ្វីមួយខណៈពេលដែលពួកគេម្នាក់បានបញ្ចេញមតិរៀងៗខ្លួនបន្ទាប់ពីបាននាំសិស្សចូលមកខាងក្នុងអ្នកវឹកហាត់ទាំងនោះឈប់និយាយភ្លាមៗហើយបានចាប់ផ្ដើមសង្កេតមើលក្រុមរបស់ Hanley នៅពេលនោះ Hanley បានបង្ហាញការគោរពទៅកាន់ពួកគេប៉ុន្តែនៅពេលជាមួយគ្នានោះគាត់ក៏បានបញ្ចេញនូវអារម្មណ៍ខាងវិញ្ញាណរបស់គាត់ដើម្បីពិនិត្យមើលទៅលើកម្រិតនៃការវឹកហាត់របស់ពួកគេផងដែរមានអ្នកវឹកហាត់ប្រលឹងកម្រិតចុងក្រោយម្នាក់និងអ្នកវឹកហាត់ប្រលឹងកម្រិតកណ្ដាល2នាក់ហើយចំពោះអ្នកដែលនៅសេសសល់គឺត្រឹមតែជាអ្នកវឹកហាត់ប្រលឹងកម្រិតដំបូងប៉ុណ្ណោះសិស្សច្បងឈៀវនិងអ្នកវឹកហាត់មុខស្លេកកំពុងអង្គុយក្នុងចំណោមពួកគេអ្នកវឹកហាត់ថាមពលវិញ្ញាណដែលពាក់អាវខៀវបានក្រវីដៃដាក់សិស្សច្បងយូហើយញញឹមរួចនិយាយថាតោះសិស្សបងយូសូមអង្គុយចុះមកបុគ្គលនេះគឺជាមេនិកាយរបស់ពពករសាទគឺជាលោក Wai Yumin គាត់មានរូបរាងធម្មតាជាមួយនឹងភ្នែកតូចពីរទោះបីជាយ៉ាងណាក៏ដោយចលនានីមួយៗរបស់គាត់បានលេចចេញនូវសញ្ញាយ៉ាងពិសេសវាហាក់ដូចជាគាត់មិនមែនជាមនុស្សសាមញ្ញទេអរគុណច្រើនលោកមេប៉ាសិស្សច្បងយូបានលើកដៃគោរពមុននឹងអង្គុយទៅលើកៅអីដែលនៅខាងមុខនោះនៅពេលនោះការសម្លឹងមើលរបស់អ្នកវឹកហាត់ដែលអង្គុយបានបញ្ចប់ការសង្កេតមើលក្រុមរបស់ Hanley ហើយទីបំផុតបានបន្តទៅរកយុវជនដែលមានទេពកោសល្យទាំង4ការក្រឡេកមើលរបស់យុវជនម្នាក់ៗបានបង្ហាញឲ្យឃើញនៅដាននៃការរំភើបរីករាយហើយរូបរាងកាយរបស់ពួកគេត្រូវបានតម្រង់ត្រង់នៅពេលដែលត្រូវបានពិនិត្យខណៈពេលដែល Hanley សង្កេតមើលរឿងទាំងអស់នេះដោយភ្ញាក់ផ្អើលគាត់បានឮមេនិកាយនិយាយលោកពិនិត្យមើលសិស្សថ្មីហើយមេដឹកនាំនិកាយបានក្រឡេកមើលទៅកាន់អ្នកវឹកហាត់ដែលអង្គុយនៅកន្លែងផ្សេងទៀតហើយនិយាយយឺតថាល្អណាស់សិស្សទាំងនេះសមល្មមនឹងចូលនិកាយបានហើយស័ក្តិសមហើយពួកយើងមិនបានទទួលសិស្សច្រើនបែបនេះជាយូរមកហើយបងប្រុសទាំងអស់គ្នាតើអ្នកចង់បែងចែកសិស្សទាំងនេះដោយរបៀបណាទៅជាធម្មតាយើងយល់ព្រមដែលអស់ពីចិត្តចំពោះការសម្រេចចិត្តរបស់បងប្រុសវ័យបរិយាចំណាស់ម្នាក់ដែលមានសក់ស្កូវបានបង្ហាញពុកចង្ការខ្លីរបស់គាត់ហើយនិយាយដោយការគោរពសម្លេងរបស់គាត់បានផ្លាស់ប្ដូរនៅពេលដែលគាត់និយាយយ៉ាងរលូនថានំដៅអាត់កំបាំងរបស់ខ្ញុំមិនត្រូវការសិស្សខាងក្រៅទេទោះជាយ៉ាងណាក៏ដោយសម្រាប់សិស្សនិកាយខាងក្នុងនំដៅអាត់កំបាំងរបស់ខ្ញុំបានទទួលសិស្សតែ2នាក់ប៉ុណ្ណោះនៅប្រហែលឆ្នាំនេះហើយកំពុងខ្វះខាតកម្លាំងឥឡូវនេះក្រុមរបស់ខ្ញុំគួរតែមានសិស្សហើយនៅពេលនេះខ្ញុំមិនត្រូវការសិស្សផ្សេងទៀតទេលើកលែងតែសិស្សដែលមានឫសគល់ខាងវិញ្ញាណមាសបន្ទាប់ពីបុរសចំណាស់និយាយបែបនេះគាត់ក៏បានចង្អុលទៅយុវជនម្នាក់ដែលមានកម្ពស់ខ្ពស់និងរាងកាយរឹងមាំពេលយុវជននោះលើបែបនេះគាត់មិនអាចធ្វើអ្វីបានក្រៅពីបង្ហាញការភ្ញាក់ផ្អើលបុរសវ័យកណ្ដាលដែលចិត្តបាត់បង់ជីវិតទៅហើយនោះមិនអាចអង្គុយជាប់ទេនៅពេលឮពាក្យសម្ដីរបស់បុរសចំណាស់អំបញ្ញមិញនេះគាត់បាននិយាយតបទៅត្រង់ៗថាអ្នកប្រហែលជាបានទទួលសិស្សតិចជាងមុនហើយមិនចាំបាច់និយាយទេក្រុមបបភ្លើងរបស់យើងត្រូវតែជាអ្នកទៀមទាសិស្សជាមួយនឹងគ្រឹះគោលខាងវិញ្ញាណដែលមិនធម្មតានៅពេលដែលបុរសដែលមានវ័យចំណាស់សក់ពណ៌សបានលើបែបនេះគាត់សើចហើយក៏រីកក្បាលរួចបន្តនិយាយថាក្នុងបបភ្លើងរបស់អ្នកពឹងផ្អែកជាចម្បងទៅលើសិល្បៈក្បាច់គុណធាតុភ្លើងប៉ុន្តែអ្នកវឹកហាត់ដែលមានឫសគល់ខាងវិញ្ញាណមាសមានឫសគល់ខាងវិញ្ញាណជាលោហៈសិស្សច្បងអ្នកពិតជាមិនស័ក្តិសមនឹងទទួលបានសិស្សម្នាក់នេះទេទោះបីជានំអាត់កំបាំងរបស់អ្នកមានសិល្បៈខាងក្បាច់គុណធាតុលោហៈក៏ដោយប៉ុន្តែសិល្បៈក្បាច់គុណថ្នាក់ខ្ពស់របស់ភ្នំបបភ្លើងយើងគឺល្បីល្បាញពេញរត់ស៊ីទាំងមូលហើយអ្វីបានជាសិស្សម្នាក់នេះមិនអាចរៀនវិជ្ជាគុណនេះបានបរិបទវ័យកណ្ដាលរូបនេះមិនបានបង្ហាញចេតនាបន្តិចបន្តួចនៃការចោះចាញ់ឡើយអ្នកមេដឹកនាំនិកាយបានងើយឆ្ងល់ហើយបង្អាក់ថាល្មមហើយខ្ញុំបានលើអំពីគំនិតរបស់អ្នករួចហើយមិនចាំបាច់និយាយអំពីវាទេសប្អូនសៀវបានញញឹមហើយសម្រុះសម្រួលថាត្រូវហើយចំនួនរបស់សិស្សច្បងនឹងមិនចេះចាប់ទេវាជាការប្រសើរក្នុងការឲ្យលោកគ្រូសម្រេចចិត្តវិញយ៉ាងណាមិញទោះបីជាភ្នំណាទទួលបានគាត់ក៏ដោយគាត់នៅតែជាសិស្សរបស់និកាយពពករសារបស់យើងទៅទីបញ្ចប់វាគ្មានហេតុផលល្អនៅក្នុងការប្រយុទ្ធគ្នានោះទេបុរសវ័យចំណាស់និងបុរសវ័យកណ្ដាលបានមើលមុខគ្នាប៉ុន្តែបុរសវ័យចំណាស់នោះប្រញាប់ប្រញាល់និយាយថាពេលរបស់សប្អូនសៀវមានហេតុផលណាស់ក្រុមដៅអាត់កំបាំងរបស់យើងនឹងមិនមានការតវ៉ាទេប្រសិនបើមេនិកាយធ្វើការសម្រេចចិត្តនោះពេលបុរសវ័យកណ្ដាលនោះឮដូច្នេះគាត់ស្ទាក់ស្ទើរមួយស្ទុះមិននឹងយល់ព្រមការបញ្ចេញមតិរបស់មេដឹកនាំនិកាយបានទូស្រាលហើយបន្ទាប់ពីការគិតមួយសន្ទុះគាត់បានងាកទៅរកក្រុមរបស់ Hanley ហើយនិយាយដោយសម្លេងរាបស្មើថាពួកសិស្សទាំងនេះពិតជាពិសេសណាស់ដូច្នេះហើយយើងគួរតែដោះស្រាយជាមួយនឹងពួកគេនៅចុងក្រោយចូលបែងចែកពួកសិស្សផ្សេងទៀតជាមុនសិនយ៉ាងណាមិញក្រុមទាំង6របស់ពួកយើងមិនអាចអើពើនឹងក្រុមដែលជាជំនួយដ៏ល្អបានទេឥឡូវនេះខ្ញុំគិតថាការបែងចែកពួកសិស្សខាងក្រៅទាំង7នាក់នេះជាមុនគឺជារឿងដែលល្អបំផុត2ម៉ោងក្រោយមក Hanley និងបុរសពុកចង្ការបានឈរនៅលើចានគុំដ៏ធំមួយហើយត្រូវបានសិស្សច្បងយូនាំត្រឡប់ទៅកាន់ភ្នំរដូវផ្ការីកវិញតែពិតទៅភ្នំរដូវផ្ការីកនឹងគឺជាភ្នំអារក្សដែលខ្ញុំបាននិទានកាលពីវគ្គមុនហ្នឹង
ពួកគេបានបដូរទៅជាសម្លៀកបំពាក់ពណ៌ខៀវសម្រាប់សិស្សថ្នាក់ទីរួចទៅហើយបន្ទាប់មកត្រូវបានបែងចែកទៅកាន់ភ្នំរដូវកាលរីកវិញសិស្សច្បងយូបាននាំអ្នកទាំងពីរចេញពីសាលថ្មនៅពេលដែលការបែងចែកត្រូវបានបញ្ចប់ដោយមិនមានការតវ៉ាអ្វីបន្តិចសោះចំពោះយុវជនដែលមានកម្ពស់ខ្ពស់និងរាងកាយដ៏រឹងមាំត្រូវបានគេដណ្ដើមគ្នានោះគាត់ត្រូវបានបែងចែកឲ្យទៅកាន់ភ្នំថ្មបំភាន់ដោយមិនបានរំពឹងទុកគិតទៅតាចាស់ទាំងពីរនោះគាត់ខំឆ្លុះគ្នាចុះឡើងចុងក្រោយបានទៅកាន់ភ្នំថ្មបំភាន់ណាដល់ឆ្កយទៅអញ្ចឹងបងប្អូនទាំងអស់គ្នាកុំសូវឆ្លុះគ្នាពេកទៅឆ្លុះគ្នាពេកចាប់បានគេទោះបីបរិសុទ្ធចំណាស់សក់ពណ៌សនិងបរិសុទ្ធវ័យកណ្ដាលទាំងពីរអ្នកមានការបាក់ទឹកចិត្តក៏ដោយក៏ពួកគេមិនអាចធ្វើអ្វីបានឡើយប៉ុន្តែជាសំណាងល្អពួកគេម្នាក់ត្រូវបានផ្ដល់ឲ្យនៅសិស្សនិកាយខាងក្នុងហើយបានបញ្ចប់នៅបញ្ហារបស់ពួកគេអ្វីត្បិតតែអ្នកបានចូលនិកាយជាសិស្សផ្នែកខាងក្រៅក៏ដោយវាពិតជាសំណាងណាស់ដែលអ្នកត្រូវបានបែងចែកមកកាន់ភ្នំរដូវកាលរបស់ពួកយើងដោយសារតែមេដឹកនាំនិកាយនៅទីនេះគឺសុភាពរាបសារនិងចិត្តល្អពួកយើងនឹងមិនធ្វើបាបអ្នកខ្លាំងពេកទេអ្នកគ្រាន់តែបញ្ចប់កិច្ចការរបស់អ្នកក្នុងរយៈពេលដែលបានផ្ដល់ឲ្យពេលវេលាដែលនៅសេសសល់អ្នកនឹងមានសេរីភាពនៅក្នុងការធ្វើអ្វីដែលអ្នកចង់បានប្រសិនបើអ្នកមានឱកាសដើម្បីទទួលបាននូវគុណសម្បត្តិដ៏អស្ចារ្យប្រហែលជាមេដឹកនាំថែមទាំងផ្ដល់ថ្នាំគ្រាប់ពង្រឹងវិញ្ញាណដល់អ្នកផងដែរយ៉ាងណាមិញកិច្ចការខាងក្រៅនិងកិច្ចការខាងក្នុងគឺតម្រូវឲ្យអ្នកធ្វើដូចគ្នាទោះជាយ៉ាងណាក៏ដោយកិច្ចការសំខាន់របស់សិស្សនិកាយខាងក្នុងគឺគ្រាន់តែជាការវឹកហាត់ប៉ុណ្ណោះដោយសារតែសមត្ថភាពនិងមានកម្រិតរបស់អ្នកត្រូវបានចាត់ឲ្យធ្វើការងារផ្សេងៗទៀតដូចជាការដាំថ្នាំជាដើមការសម្រេចបាននូវសមិទ្ធផលជាច្រើននៅក្នុងស្ថានភាពបែបនេះគឺពិតជារឿងដ៏មានអត្ថន័យខ្លាំងណាស់ដោយសារតែហាលីនិងបុរសដែលមានពុកចង្ការគឺជាសិស្សនៃភ្នំរដូវកាលរីករួចទៅហើយសិស្សច្បងយូបាននិយាយទៅកាន់អ្នកទាំងពីរដោយតាក់ដមសម្លេងដ៏ទន់ភ្លន់ជាងមុននៅពេលដែលគាត់បានបញ្យល់ពួកគេអំពីព័ត៌មានរបស់និកាយចំពោះទី603អ្នកគ្រូវ័យក្មេងមូផៃលីអរគុណច្រើនចំពោះការណែនាំរបស់សិស្សច្បងយូទោះជាហានលីមានអារម្មណ៍មិនសូវស្រួលបន្តិចក៏ដោយប៉ុន្តែគាត់នៅតែរក្សាការគោរពរួចនិយាយពីអរគុណចំណែកបរិសុទ្ធចង្ការវិញគាត់បានត្រឹមតែញញឹមហើយមិននិយាយអ្វីមួយបានឡើយដោយដឹងថាមានអ្វីមួយខុសប្លែកហាលីមានអារម្មណ៍មិនសប្បាយចិត្តជំនាញសម្ដែងរបស់បរិសុទ្ធមាធំនេះបានឈានដល់ភាពល្អឥតខ្ចោះទៅហើយតែគាត់ពិតជាមិនអាចដឹងអំពីភាពចម្លែកនៅក្នុងខ្លួនរបស់គាត់មែនទេខណៈពេលដែលសិស្សច្បងម៉ៅក៏ហាក់ដូចជាបានកត់សម្គាល់ឃើញនៅអ្វីមួយដែលចម្លែកហាលីប្រកាសណាស់ថាប្រលឹងរបស់អ្នកវឹកហាត់កម្រិតចុងក្រោយនឹងមិនអាចមើលឃើញអំពីកម្រិតវឹកហាត់របស់អ្នកផ្សេងទៀតនោះទេមានអ្វីមួយខុសឆ្គងវាគឺជាការគិតដ៏គួរឲ្យភ្ញាក់ផ្អើលអ្នកវឹកហាត់យូហាក់ដូចជាពេញចិត្តចំពោះប្រតិកម្មរបស់អ្នកទាំងពីរហើយបាននិយាយពាក្យពីរបីម៉ាត់បន្ថែមទៀតមុនពេលនាំពួកគេទៅកាន់ព្រះពលីដែលមានទីតាំងនៅកណ្ដាលភ្នំនីតិខរដូវតែប៉ុន្តែភ្នំនីតិខរដូវហើយនិងភ្នំរដូវផ្ការីកវាតែមួយឯងគាត់ថាអ្នកនិពន្ធគេដូរឈ្មោះចឡើងចឹងណាពួកគេបានចុះទៅលើវេទិកាមួយដែលក្មេងចំទង់ពីរនាក់កំពុងជជែកគ្នាអំពីអ្វីមួយតែពេលដែលពួកគេឃើញសិស្សច្បងយូបង្ហាញខ្លួនពួកគេឈប់និយាយហើយចូលទៅជិតភ្លាមក្មេងស្រីដែលមានមុខស្រស់ស្អាតតែហើយសួរថាបើវាមិនមែនជាលោកពូយូតើអ្នកណាអាចចូលមកទីនេះបានយ៉ាងងាយស្រួលទៅដោយដឹងច្បាស់អំពីច្បាប់ទទឹងនៃការវឹកហាត់ហាលីមានអារម្មណ៍តក់ស្លុតចំពោះអាកប្បកិរិយារបស់ក្មេងស្រីនេះអ្នកវឹកហាត់យូញញឹមហើយនិយាយថាត្រូវហើយអ្នកទាំងពីរនាក់នេះគឺជាសិស្សផ្នែកខាងក្រៅតែភ្នំរបស់យើងបានជ្រើសរើសខ្ញុំមកទីនេះដើម្បីរាយការណ៍ទៅកាន់លោកគ្រូហើយមើលថាតើសិស្សប្អូនមួយណាដែលត្រូវផ្ដល់ឲ្យពួកគេវាហាក់ដូចជាសិស្សច្បងយូដូចជាស្គាល់ក្មេងស្រីនេះច្បាស់ណាស់ក្មេងស្រីនោះបានងាកមើលទៅកាន់ហាលីនិងបុរសមាធំនាងញញឹមយ៉ាងផ្អែមល្ហែមហើយនិយាយថាដូច្នេះពួកគេទៅតែម្ដងថ្មីសិស្សប្អូនបើសិនមកអ្នកមានពេលទំនេរសូមកុំភ្លេចមករកខ្ញុំនិងសិស្សប្អូនស៊ីនហើយប្រាប់ខ្ញុំបន្តិចអំពីពិភពជីវិតរមែងស្លាប់ខ្ញុំទន្ទឹងរង់ចាំវាពិភពជីវិតរមែងស្លាប់ហ្នឹងគេចង់សម្ដែងទៅលើពិភពមនុស្សធម្មតាតែមិនមែនជាពិភពរបស់អ្នកបង្កើតអមតៈឯងពីព្រោះអីអាចថាក្មេងស្រីនឹងគាត់អត់ដឹងពីវាពួកគាត់អាចនឹងនៅជាមួយនឹងអ្នកបង្កើតអមតៈទៅក៏អត់សូវបានដឹងអំពីរបស់មនុស្សធម្មតាហ្នឹងក្មេងប្រុសជំទង់ដែលនៅចិត្តនាងបាននិយាយតិចថាបើបងស្រីមានបំណងចង់ស្ដាប់ពួកគេកុំអូសទាញខ្ញុំចូលទៅអីខ្ញុំចង់ធ្វើការវឹកហាត់អ្នកអាចវឹកហាត់បានគ្រប់ពេលដែលអ្នកចង់បានប៉ុន្តែការមានសិស្សថ្មីចូលមកក្នុងភ្នំនីតិខរដូវពីពិភពជីវិតរមែងស្លាប់គឺជាអ្វីមួយដែលកម្របានជួបណាស់ប្រកបណាស់យើងគួរតែស្ដាប់រឿងនិទានដែលគួរចាប់អារម្មណ៍មួយនេះសិនថយទៅតែនាងនៅក្មេងក៏ដោយក៏នាងបានស្ដីបន្ទោសក្មេងប្រុសនោះដោយអាកប្បកិរិយាឆ្មាំងឆ្មៃធ្វើឲ្យគាត់មិនហ៊ាននិយាយអ្វីទៀតឡើយអ្នកវឹកហាត់យូបានបង្ហាញសាមញញឹមដ៏ក្រៀមក្រំហើយក៏រីកក្បាលមុនពេលដែលនាំហាលីនិងបរិសុទ្ធមាធំចូលទៅក្នុងនៅពេលដែលពួកគេដើរអ្នកវឹកហាត់យូបានប្រមានថាសូមចងចាំអ្នកទាំងពីរនេះ
សាប់អូនស្រីម៉ានិងសាប់អូនប្រុសស៊ីនអាចមើលទៅក្មេងហើយមានប្រវត្តិដូចគ្នានឹងអ្នកដូនតារបស់ពួកគេជាអ្នកវឹកហាត់ដែលមកពីពិភពជីវិតរមែងស្លាប់ដូចគ្នាទោះបីជាពួកគេមិនទាន់បានខ្លាយទៅជាសិស្សផ្លូវការក៏ដោយវាជារឿងដែលនឹងកាត់ឡើងឆាប់ៗនេះគ្មាននរណាម្នាក់អាចរៀបរៀងពួកគេបានទេដូនតាពេលហាន់លីឮបែបនេះគាត់ងក់ក្បាលទាំងញញឹមដោយបង្ខំចំណែកបារម្ភមេធំវិញក៏យកដៃអង្អែលក្បាលហើយញញឹមស្ងាត់ៗនៅពេលដែលសិស្សច្បងយូបានឃើញព្រឹត្តិការណ៍របស់ពួកគេគាត់ញញឹមហើយនិយាយទៅកាន់ពួកគេថាសើបប្រុសស៊ីនគឺជាមនុស្សស្មោះត្រង់ណាស់គាត់នឹងមិនធ្វើអ្វីដែលមិនសមរម្យទេបើទោះបីជាសិស្សប្អូនស្រីម៉ាតែងតែមានកំហុសខុសឆ្គងបន្តិចក៏ដោយក៏នាងមិនធ្វើនៅអំពើអាក្រក់អ្វីដែរមិនចាំបាច់ព្រួយបារម្ភអំពីពួកគេពេកទេអ្នកត្រូវយកចិត្តទុកដាក់បន្ថែមទៀតពេលក្រោយជាការពិតណាស់ហាលីននិងបារម្ភមេធំនោះងក់ក្បាលជាការឆ្លើយតបពេលដែលបាននិយាយរួចអ្នកទាំង3បានឆ្លងកាត់ទីកន្លែងចំនួន3រួចទៅហើយមុនពេលបង្ហាញខ្លួននៅពីមុខអ្នកជ្រុងម្ខាងពេលដែលអ្នកទាំង3បានលេចមកនៅជ្រុងម្ខាងពួកគេបានឮសំឡេងបុរសម្នាក់បន្លឺឡើងគឺជាអ្នកសោះជុនពេលយូជុនបានលើដូច្នេះគាត់ក៏បានឈប់ភ្លាមហើយឆ្លើយតបដោយគោរពថាសិស្សសូមគោរពលោកគ្រូចឹងឥឡូវនឹងយើងដឹងពីឈ្មោះពិតរបស់សិស្សច្បងយូណាឈ្មោះរបស់គាត់តាមពិតគឺយូជុនដែលលោកគ្រូគាត់បានហៅមិញហ្នឹងឯងមិនលោកគ្រូទេដូចជាមេដឹកនាំនិកាយគាត់បានហៅទៅកាន់យូជុនមិញហ្នឹងប៉ុន្តែគាត់គឺជាលោកគ្រូរបស់យូជុនសិស្សច្បងប្រុសទី3របស់អ្នកនិងសិស្សប្អូនស្រីទី5របស់អ្នកក៏នៅទីនេះដែរចូលនាំអ្នកទាំងពីរដែលនៅខាងក្រៅមកខាងក្នុងមកពីភាពរស់រវើកនៃសម្លេងរបស់មេដឹកនាំហាក់ដូចជាមានអារម្មណ៍ល្អបាទយូជុនមិនហ៊ានមកអង្គយូទេហើយបានប្រាប់ទៅកាន់ហាន់លីនិងបារម្ភមេធំមុននឹងចូលទៅក្នុងទ្វារដែលបិទជិតពាក់កណ្ដាលនៃបន្ទប់ចំហៀងក្រៅពីផៅនៃរុក្ខជាតិផ្លែជាច្រើនសារដ៏ស្រស់ស្អាតនេះមានតែតុឈើពណ៌ខ្មៅរួមជាមួយនឹងកៅអីមួយឈុតប៉ុណ្ណោះបារម្ភវ័យកណ្ដាលម្នាក់ស្លៀកសម្លៀកបំពាក់ចម្រាញ់យ៉ាងសុទ្ធកំពុងអង្គុយក្បែរនោះគាត់មានរូបរាងចាស់មិនគួរជឿជាមួយនឹងពុកមាត់ស្ដើងវែងនិងពុកចង្កាដល់ដើមទ្រូងធ្វើឲ្យគាត់មានរូបរាងដូចជាឥសីមួយរូបនៅក្បែរគាត់មានបុរសវ័យចំណាស់ម្នាក់និងស្ត្រីវ័យក្មេងម្នាក់ដែលកំពុងឈរអមសងខាងជាមួយនឹងមុខដែលពោរពេញទៅដោយភាពជ្រាលជ្រួញនិងសក់ពណ៌សសុទ្ធបុរសចំណាស់ម្នាក់នោះគឺជាមនុស្សម្នាក់ដែលស្ទើរតែឈានដល់ដំណាក់កាលទីបញ្ចប់នៃជីវិតរបស់គាត់ទៅហើយគាត់ញញឹមយ៉ាងស្ងៀមស្ងាត់ចំណែកនារីវិញហាក់ដូចជាមានវ័យខ្ទង់20ឆ្នាំនិងមានរូបរាងស្រស់ស្អាតដ៏គួរឲ្យទាក់ទាញបច្ចុប្បន្ននាងមិនបាននិយាយអ្វីទេយូជុនបានបោះជំហានទៅមុខយ៉ាងលឿនហើយលុតជង្គង់ចុះសូមគោរពលោកគ្រូសូមជម្រាបសួរបងប្រុសទី3និងបងស្រីទី5សូមក្រោកឈរឡើងគ្មានអ្នកណាក្រៅនៅទីនេះទេមិនចាំបាច់សម្ដែងជាផ្លូវការពេកទេដូច្នេះអ្នកទាំងពីរនេះត្រូវតែជាសិស្សដែលទើបតែទទួលយកមកកាន់ភ្នំនីតិខរដូវរបស់យើងមែនទេបុរសវ័យកណ្ដាលបានក្រវីដៃហើយឲ្យយូជុនក្រោកឈរឡើងតមកគាត់បានពិនិត្យមើលហាន់លីនិងបារម្ភមេធំដោយយកចិត្តទុកដាក់នៅពេលដែលហាន់លីឃើញថាបុគ្គលនេះជាអ្នកវឹកហាត់ប្រលឹងដំណាក់កាលស្នូកម្រិតកណ្ដាលគាត់មានអារម្មណ៍ថាអាប់អួរបន្តិចប៉ុន្តែក៏គ្រាន់តែអាចញញឹមតែបង្ខំហើយនិយាយទៅកាន់គាត់ថាសូមគោរពមេដឹកនាំបារម្ភមេធំក៏បានធ្វើបែបនេះដូចគ្នាដែរមេដឹកនាំម្នាក់នេះមិនមានសមត្ថភាពនៅក្នុងការកត់សម្គាល់ពីភាពខុសប្លែកនៃរាងកាយរបស់បារម្ភមេធំឬមើលឃើញកម្រិតវឹកហាត់ពិតរបស់ហាន់លីនោះទេដូច្នេះហើយគាត់ក៏បានសួរឈ្មោះពួកគេហើយលន់មកថាល្អបន្តមកគាត់បានងាកទៅរកបុរសចំណាស់និងស្ត្រីវ័យក្មេងនៅក្បែរគាត់ហើយណែនាំពួកគេឲ្យទន់ភ្លន់ថាចាប់តាំងពីអ្នកទាំងពីរមកដល់ទីនេះខ្ញុំមិនបាច់រំខានអ្នកផ្សេងទៀតទេក្នុងនាមជាអ្នកជំនាញខាងកែលម្អឱសថនិងការចម្រាញ់ថ្នាំអ្នកគួរតែខ្វះអ្នកសិក្សាជាមួយអ្នកទទួលយកសិស្សថ្មីទាំងពីរនេះចោះនៅក្នុងការវឹកហាត់បើទោះបីជាគេជាសិស្សខាងក្រៅក៏ដោយបើការវឹកហាត់របស់ពួកគេអន់ពេកពួកគេនឹងខ្លាចជាគោលដៅនៃការសើចចំអកដោយសមាជិកនិកាយដែលមកពីភ្នំផ្សេងទៀតបរិយាចំណាស់មុខសបានឆ្លើយតបទាំងញញឹមហើយប្រញាប់និយាយថាបាទមេដឹកនាំបងស្រីតូចហើយនឹងខ្ញុំនឹងទទួលយកពួកគេម្នាក់មួយនារីស្រស់ស្អាតក្នុងវ័យ20ឆ្នាំស្ទាក់ស្ទើរមួយសន្ទុះមុននឹងងក់ក្បាលបន្ទាប់ពីបានគិតមួយសន្ទុះបរិយាចំណាស់បាននិយាយថាតាំងពីបងស្រីក៏យល់ស្របដែរតែខ្ញុំអាចយកបងប្រុសមានធំទៅកាន់ផ្នែកចម្រាញ់ឱសថរបស់ខ្ញុំបានទេស្ត្រីនោះបានយល់ព្រមដោយមិនបានខ្វល់អ្វីឡើយដោយនាងក៏មិនបានសម្លឹងមើលទៅកាន់ហាន់លីផងដែរនៅពេលដែលបុរសវ័យកណ្ដាលបានឃើញបែបនេះគាត់ងក់ក្បាលហើយនិយាយទៅកាន់ហាន់លីនិងបុរសដែលមានមាឌធំថាអ្នកទាំងពីរអាចចេញទៅសិនបានរងចាំនៅខាងក្រៅបន្តិចសិនខ្ញុំនៅតែមានបញ្ហាដែលត្រូវពិភាក្សាជាមួយនឹងគ្រូរបស់អ្នកហាន់លីនិងបុរសមាឌធំសម្លឹងមើលគ្នាទៅវិញទៅមកបន្ទាប់មកពួកគេបានចេញពីបន្ទប់ហើយឈរប្រហែលជា10ម៉ែត្រពីបន្ទប់ខណៈដែលពួកគេបានរងចាំដោយស្ងៀមស្ងាត់មួយសន្ទុះក្រោយមកបុរសមាឌធំក៏បានក្រឡេកមើលទៅលើមេឃដ៏សែនឆ្ងាយដែលគ្មានពពកសូម្បីតែមួយខណៈពេលដែលគាត់នៅស្ងៀមគេមិនដឹងថាគាត់កំពុងគិតអ្វីនោះទេឥឡូវនេះចំណែកហាន់លីវិញគាត់មានទឹកមុខខ្ជិលនៅពេលដែលគាត់លុះស្ដាប់ទៅលើការសន្ទនានៅខាងក្នុងជាមួយនឹងអារម្មណ៍ខាងវិញ្ញាណដ៏ខ្លាំងរបស់គាត់ហាន់លីអាចស្ដាប់បានដោយគ្មានបញ្ហាទោះបីជាគាត់មិនបាននិយាយអ្វីក៏ដោយចលនាចម្លែកជាច្រើនបានលេចចេញពីភ្នែករបស់គាត់
នោះដល់ពេលពិភាក្សាចប់ហើយទ្វេបន្ទប់ក៏បានបើកសិស្សទាំង3នាក់ក៏បានចាក់ចេញពីបន្ទប់មួយនោះបរិសុទ្ធចំណាស់បានលើកដៃឡើងដោយមិននិយាយអ្វីហើយបញ្ចេញឧបករណ៍វេទមន្តមួយបន្ទាប់ពីគាត់និយាយលាទៅកាន់នារីដ៏ស្រស់ស្អាតនិងយុវជនគាត់បានហោះឡើងទៅលើមេឃជាមួយនឹងបុរសមាសធំដែលនៅជិតគាត់ពេលនោះស្ត្រីដ៏ស្រស់ស្អាតបានដើរមករកហានលីហើយមើលទៅមុខគាត់ដោយត្រជាក់នាងនិយាយដោយគ្មានអារម្មណ៍ថាតោះទៅអ្នកនឹងត្រឡប់ទៅរូបភ្នំជាមួយនឹងខ្ញុំចំហានលីរបស់យើងគាត់សំណាងទៀតហើយព្រោះបានវឹកហាត់ជាមួយនឹងអ្នកគ្រូអូនសំខាន់គ្រូមានសម្រស់ដូចក្មេងអាយុ20ទៀតតែសារត្រង់នេះប្រពន្ធគាត់រកគ្រូឲ្យហាលីរបស់យើងបានល្អហើយបើសិនជាបងប្អូនប្រុសគ្នាយើងបានគ្រូស្អាតអញ្ចឹងដឹងរៀនបកែមួយទេតែប៉ុន្តែនៅសាច់រឿងខាងមុខទីទៀតអ្នកគ្រូអូននឹងបាក់ចិត្តស្រឡាញ់ទៅលើហាលីរបស់យើងទៀតហើយប៉ុន្តែយើងអត់ទាន់ដឹងទេថាសាច់រឿងតទៅមុខទៀតវាមិនទេព្រោះហាលីរបស់យើងទៅបាក់ចិត្តទៅលើមីនឹងហើយថ្មីហ្នឹងតោះឡើយនឹងយើងបន្តទៀតស្នាមញញឹមតិចបានលេចឡើងលើមុខរបស់ហាលីមិនពេលគាត់ងក់ក្បាលដោយទឹកមុខប្រងើយកន្តើយជាមួយនឹងពន្លឺភ្លើងពណ៌ក្រហមស្ទាប់ពណ៌ក្រហមបានហុំព័ទ្ធជុំវិញពួកគេ4ម៉ោងក្រោយមកហាលីបានបង្ហាញខ្លួននៅក្នុងសួនថ្នាំចម្លែកមួយដែលមានទទឹងប្រហែល300ម៉ែត្រសួនឱសថដ៏ខៀវស្រងាត់មានឱសថតែមួយប្រភេទនិងខ្ទមស្មៅដែលមានបន្ទប់ចំនួន3នៅពេលដែលហាលីបានឃើញភ្នំតូចដែលគ្មានឈ្មោះនៅក្បែរគាត់នោះហាលីបាននឹងឯកការរបស់គាត់ហើយបង្ហាញតែស្នាមញញឹមតិចមុននេះនារីវឹកហាត់ប្រលឹងកម្រិតកណ្ដាលដ៏ត្រជាក់ឆើតឆាយបានប្រើខ្សែបូពណ៌ក្រហមដើម្បីនាំហាលីមកកាន់អាងរបស់នាងបន្ទាប់មកនាងបានសួរគាត់ថាតើគាត់សុខចិត្តមើលថែសួនឱសថឬចង់រៀនសិល្បៈនៃការចំណាញ់តាមគ្រាប់សំណួរនេះបានធ្វើឲ្យហាលីមានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងណាមិញដរាបណាអ្នកវឹកហាត់មានគំនិតត្រឹមត្រូវពួកគេនឹងយល់ព្រមដោយគ្មានការសង្ស័យឡើយប៉ុន្តែមុនពេលនារីនោះរងចាំការឆ្លើយតបរបស់ហាលីនាងបានបញ្យល់យ៉ាងត្រជាក់ថាការមើលថែសួនឱសថគឺជាជម្រើសដ៏ល្អដរាបណាគាត់អាចប្រកល់គ្រឿងឱសថក្នុងបរិមាណមួយដែលល្អគាត់អាចចំណាយពេលភាគច្រើនរបស់គាត់ទៅលើការវឹកហាត់បានទោះបីជាជំនឿមួយទៀតនៃការចម្រាញ់ថ្នាំគ្រាប់គឺអាចឲ្យអ្នកចេះនៅវិជ្ជាគុណនៃការចម្រាញ់ថ្នាំគ្រាប់បានយ៉ាងល្អក៏ដោយប៉ុន្តែអ្នកត្រូវចំណាយពេលជាច្រើនក្នុងការចម្រាញ់ថ្នាំជារៀងរាល់ខែដែលកាត់បន្ថយពេលវេលាវឹកហាត់របស់អ្នកយ៉ាងច្រើនជាលទ្ធផលជំរឿននីមួយៗមានគុណសម្បត្តិរៀងៗខ្លួនតែគ្មានការពិចារណាសូម្បីតែបន្តិចហាលីបានជ្រើសរើសភារកិច្ចចាស់របស់គាត់ភ្លាមៗក្នុងការមើលថែទៅលើសួនឱសថនេះគឺជាកិច្ចការដែលប្រហែលជាបង្កើតឡើងសម្រាប់គាត់វានឹងអនុញ្ញាតឲ្យគាត់វឹកហាត់បានដោយគ្មានការភ័យខ្លាចឬការរារាំងអ្វីឡើយតាមឡើយគាត់បានគិតថាគាត់នឹងត្រូវរត់គេចពីការងារផ្សេងៗទៀតដើម្បីធ្វើការវឹកហាត់ប៉ុន្តែវាបានប្រែក្លាយជាភារកិច្ចនៃការមើលថែសួនដ៏ស័ក្តិសមបំផុតនេះវាគឺជាសំណាងដ៏ល្អសម្រាប់គាត់ស្ត្រីដ៏ស្រស់ស្អាតម្នាក់នេះមិនបានបង្ហាញអំពីការផ្ចាក់ផ្អើលបន្តិចបន្តួចចំពោះជម្រើសរបស់ហាលីឡើយMove Healing បាននាំគាត់ទៅកាន់សួននៃអសរហើយមកសល់ទុកនៅផ្ទាំងថ្មដែលកត់ត្រាទៅលើសិល្បៈនៃការវឹកហាត់ក្បាច់គុណលក្ខណៈតកកដែលជាសិល្បៈនៃតកកដ៏អស្ចារ្យសួនអសរនេះឥឡូវនេះបានប្រែក្លាយទៅជារបស់ Hanley ហើយនឹងឲ្យបងប្អូនទាំងគ្នាឈ្មោះរបស់គ្រូថ្មី Hanley ហ្នឹងគឺ Move Healing ណាតែពិតទៅគ្រូហ្នឹងគឺខ្សោយជាង Hanley មែនតើមិនថាជាមេបកមេដឹកនាំនិកាយកូនសិស្សឬក៏អ្វីក៏ដោយនៅក្នុងបកហ្នឹងគឺខ្សោយមែនតើខ្សោយជាង Hanley ខ្លាំងណាស់ប៉ុន្តែសូតា Hanley គាត់មកបកហ្នឹងធ្វើអីគាត់មកបកហ្នឹងដើម្បីធ្វើការវឹកហាត់ព្រោះអីវាមានធម៌ពលវិញ្ញាណច្រើនណាស់តែពិតទៅបើគាត់ចង់វាយយកបកហ្នឹងក៏បានដែរក៏វាតែបន្តិចឬក៏គាត់ចំណាយពេលបន្តិចក៏អាចបន្តិចបកហ្នឹងចោលបានដែរហើយទៅតាមយកកន្លែងហ្នឹងតែដោយសារគាត់ភ័យខ្លាចអ្នកកម្រិតទី4មកវាបហាគាត់ដែរឬក៏ចាប់អារម្មណ៍ទៅលើហេតុមួយនឹងដែរក៏គាត់អត់ហ៊ាននៅក្នុងការវាបហាទៅលើបកមួយនឹងទៅអញ្ចឹងអីគឺជាមូលហេតុដែលគាត់ប្រឡំខ្លួនចូលមកទាំងអស់ហើយឥឡូវ Hanley គាត់នៅកម្រិតទី3ដំណាក់កាលចុងក្រោយអញ្ចឹងខ្វះតែបន្តិចទៀតគាត់អាចនឹងឈានចូលដំណាក់កាលទី4ដែរនៅពេលដែលគាត់ឈានដល់ដំណាក់កាលទី4ដែលជាដំណាក់កាលបង្កើតស្នូលហ្នឹងអញ្ចឹងគាត់នឹងអាចសឹងតែអាចគ្រប់គ្រងទៅលើបាក់មួយបានទៅមកហើយអត់សូវមានពេលណាគេដែលគាត់ខ្លាចទៀតទេព្រោះយើងដឹងហើយថា Hanley គឺជាអ្នកបង្ហាត់មួយដែលបើសិនជាគាត់ស្ថិតនៅក្នុងកម្រិតទី3គឺគាត់អាចវាយបហាជាមួយនឹងអ្នកកម្រិតទី3បានទាំងអស់ហ្មងអត់មានអ្នកកម្រិតទី3ណាឆ្លោះគាត់ទេអញ្ចឹងនៅពេលដែលគាត់ឡើងដល់កម្រិតទី4ក៏វាអាចនឹងដូចគ្នាដែរអញ្ចឹងគាត់អត់មានបណ្ដាទៅខ្លាចទៀតទេតែឥឡូវហ្នឹងគាត់ខ្លាចសិនហើយវហ្នឹងទៅវាយបហាបាក់គេប៉ះគេមានអ្នកកម្រិតទី4ដែរទៅមិនចាប់ខ្លួនឯងហើយឥឡូវហ្នឹងមានអ្នកគ្រូក្មេងទៀតអញ្ចឹងគាត់នឹងរៀនមួយអ្នកគ្រូមួយហ្នឹងតែរៀនហ្នឹងធ្វើពុតទេណាជាមួយនៅពេលដែលអ្នកគ្រូនឹងគាត់ដឹងថាគាត់ជាអ្នកបង្ហាត់កម្រិតទី4វិញដឹងតែបែរជាអាចនឹងលងស្នេហ៍គាត់ទៀតដូចមីនេះអញ្ចឹងបែរជាជន់ដានមីនេះឯអ្នកគ្រូមួយហ្នឹងចំពោះទី604ការបណ្ដឹងចេញនៅពឹសខ្យល់របស់ហ្វឹងស៊ីHanley រងចាំនារីស្រស់ស្អាតបាត់ខ្លួនពីលើមេឃមុននឹងលើកបាតដៃឡើងមានត្បូងថ្មពណ៌ខៀវត្បូងថ្មពណ៌បៃតងនិងសាលាចរិតពណ៌លឿង
ត្បូងថ្មពណ៌បៃតងរួមបញ្ចូលពីវិធីសាស្ត្រនៃការណែនាំអំពីរបៀបថែទាំរុក្ខជាតិនៅក្នុងឱសថដែលត្រូវបានទុកបន្សល់ដោយអ្នកមើលថែសួនចំនួនមុនដោយសារតែកម្រិតនៃឱសថនៅទីនេះគឺធម្មតាហើយមានតិចតួចប៉ុណ្ណោះដរាបណាគាត់មិនមែនជាមនុស្សខ្សោយបំផុតការមើលថែសួននឹងងាយស្រួលខ្លាំងណាស់សម្រាប់គាត់ចំណែកសាលាចារឹកត្បូងពណ៌ខៀវវិញវាបានកត់ត្រានៅសិល្បៈក្បាច់គុនដែលអ្នកគ្រូមូភីនីងបានបន្សល់ទុកវិជ្ជាគុនតកដ៏ជ្រាលជ្រៅមិនមែនជាសិល្បៈក្បាច់គុនលំដាប់កំពូលទេគុណសម្បត្តិតែមួយគត់របស់វាគឺងាយស្រួលនៅក្នុងការវឹកហាត់ហើយឧបសគ្គរបស់វាក៏ងាយស្រួលនៅក្នុងការបំបែកដែរទោះជាយ៉ាងណាក៏ដោយនេះមិនមែនជាបំណងដែលអាក្រក់ទេដោយសារតែ Hanley គ្រាន់តែជាសិស្សខាងក្រៅនៃការវឹកហាត់របស់គាត់គឺខ្សោយខ្លាំងណាស់ដូច្នេះហើយនាងជ្រើសរើសផ្ដល់នូវសិល្បៈក្បាច់គុនដែលងាយស្រួលខ្លាំងបំផុតសម្រាប់គាត់សម្រាប់ផ្លាកបញ្ជាវាបានគ្រប់គ្រងទៅលើការបង្កើតអក្ខរាវិរុទ្ធខុសខើដែលរំពាត់ជុំវិញសួនជាការពិតណាស់ក៏មិនបានកាន់វារយៈជាទុកដាក់ច្រើនពេកទេហើយបានដាក់របស់ទាំង3នៅក្នុងថង់ទុករបស់គាត់ក្រោយមកគាត់បានចូលទៅក្នុងខ្ទមប្រក់ស្ពៅដោយជំហានដែលមិនប្រញាប់ប្រញាល់ហើយដៃយឺតមុននឹងចាក់ចេញនៅពេលដែល Hanley ឈរនៅមុខខ្ទមនោះក៏បានក្រឡេកមើលទៅលើភ្នំតូចមួយនៅខាងក្រោយសួនឱសថហើយបានញញឹមយ៉ាងសន្ទន់ក៏បានបិទភ្នែកយឺតហើយបញ្ចេញអារម្មណ៍ខាងវិញ្ញាណបន្តិចម្ដងដើម្បីពិនិត្យមើលសភាពការក្នុងរង្វង់ប្រហែលជា15គីឡូម៉ែត្រក្រោយពីឃើញថាគ្មានអ្នកហ្វឹកហាត់ផ្សេងទៀតនៅក្នុងតំបន់នេះក៏បានក្រវីដៃឲ្យបង្ខ្វល់ខ្វាយសម្លេងនៃអាវុធជាច្រើនបានបន្លឺឡើងខណៈដែលដៃហោះពណ៌ខៀវស្រងាត់ជាច្រើនបានចាក់ចេញពីដៃហើយរបស់គាត់ហើយបានឆ្ពោះទៅកាន់ថ្មភ្នំតូចមួយក្រោមការគ្រប់គ្រងនៃថាមពលវិញ្ញាណរបស់គាត់ដៃហោះបានចាក់ឬទម្លុះភ្នំយ៉ាងមានប្រសិទ្ធភាពហើយដូចជាថ្មទាំងនេះគឺជាតាហូតុនមួយនៅពេលក្រោយមកក៏បានឆ្លាក់ការលម្អឡើងមួយនេះរួចរាល់បន្ទាប់មកថាមពលវិញ្ញាណរបស់ Hanley បានបំបែកទៅជាខ្សែច្រើននៅពេលដែលគាត់ឲ្យវាគ្រប់គ្រងទៅលើដៃនីមួយៗរបស់គាត់ពួកវាបានចាប់ផ្ដើមឆ្លាក់ទៅលើថ្មយ៉ាងប្រញាប់ប្រញាល់បន្ទប់នីមួយៗមានលក្ខណៈប្លែកគ្នាទាំងទំហំនិងរចនាសម្ព័ន្ធរបស់វាដោយសារ Hanley បានស្ទាត់ជំនាញរួចទៅហើយនៅក្នុងការបំបែកទៅលើថាមពលវិញ្ញាណរបស់គាត់ដូច្នេះវាបានចំណាយការខិតខំតិចតួចបំផុតប្រហែល6ម៉ោងក្រោយមកលំនៅឋាននៃរូបភ្នំតូចបានលេចចេញជារូបរាងដោយសម្ងាត់Hanley បានបង្ហាញដល់នៃភាពរីករាយពេលដែលឃើញថាការរៀបចំលអាងរបស់គាត់ត្រូវបានបញ្ចប់ហើយព្រមនោះក៏បានយកទង់នៃការបង្កើតចេញមកបន្ទាប់មកនំតូចមួយបានคล้ายទៅជាមមីញឹកមិនគួរឲ្យជឿនៅពេលដែលការបង្កើតក្បួនការពារកម្រិតខ្ពស់ជាច្រើនត្រូវបានដាក់នៅទីនោះទោះបីជាការបង្កើតក្បួនការពារនេះមិនអាចគេចផុតពីការមើលឃើញរបស់អ្នកហាត់នៅដំណាក់កាលទី4ក៏ដោយវាក៏អាចគេចផុតពីការមើលឃើញរបស់អ្នកដែលស្ថិតនៅក្រោមដំណាក់កាលនេះដែរសម្រាប់ Hanley នេះគឺគ្រប់គ្រាន់សម្រាប់គាត់នៅពេលនេះយ៉ាងណាមិញវាគ្មានហាន់ផលនឹងអ្នកធ្វើហាត់ថ្នាក់ខ្ពស់ម្នាក់មកកាន់សួនឱសថតូចមួយនេះភ្លាមៗនោះទេយ៉ាងទៀតការដាក់នៅក្បួនទាំងនេះគឺគ្រាន់តែរឿងដែលបណ្ដោះអាសន្នប៉ុណ្ណោះតែពេលដែលគាត់បានចម្រាញ់និងដាក់កំហិតទៅលើថាមពលវិញ្ញាណសូម្បីតែអ្នកវឹកហាត់ដំណាក់កាលទី4ក៏មិនអាចធ្វើអ្វីមកកាន់គាត់បានដែរមិនដាក់កំហិតឯមិនមានថាបំបែកឬក៏បង្រួមទៅលើវិញ្ញាណរបស់គាត់ណាបន្ទាប់ពី Hanley បានបញ្ចប់ទៅលើការដាក់នៅទម្រង់ការពារហើយក៏បានដាក់នៅយិនសិនវិញ្ញាណទាំង9នៅក្នុងសួនថ្នាំតូចមួយនៅក្នុងរូបភ្នំរបស់គាត់មានតែបន្ទាប់ពីការដាក់យ៉ាងប្រុងប្រយ័ត្ននៅថាមពលគ្រប់គ្រងជាច្រើននៅជុំវិញវាប៉ុណ្ណោះទើបគាត់អាចដោះលែងវាពីការគំរាមបានយិនសិនវិញ្ញាណទាំង9មានសារៈសំខាន់ណាស់ប្រសិនបើគាត់ចង់រួមបញ្ចូលប្រលឹងដើម្បីបំបែកទៅកាន់ដំណាក់កាលទី4នោះយិនសិនទាំង9ហ្នឹងគឺជាទន្សាយតូចមួយហ្នឹងទន្សាយបកសតូចមួយដែលគាត់បានធ្លាប់ប្រឡែងនៅកាន់នៅក្នុងកោះដាណាហ្នឹងហើយហ្នឹងវាបានផែនជាយិនសិនជារូបភាពដើមវិញហើយចឹងទៅបានគាត់ប្រុងប្រយ័ត្នដោយសារខ្លាចវាលោតរត់ទៀតចឹងហើយហ្នឹងខ្ញុំភ្លេចបាត់ថាជាទន្សាយឬក៏ជាកញ្ជ្រោងដូចជាកញ្ជ្រោងមិនជាទន្សាយទេតែយ៉ាងតទៀតបន្ទាប់មក Hanley បានដាក់សត្វឃ្មុំមាសនៅក្នុងបន្ទប់សាឡិតចំណែកសត្វឃ្មុំមាសដែលមានពណ៌ខ្មៅ Hanley បានរក្សាពួកវានៅជិតខ្លួនរបស់គាត់ដោយសារតែគាត់មិនអាចឲ្យពួកវាស៊ីទៅលើស្មៅឥន្ទ្រូបាននោះទេបន្ទប់សាឡិតនៅជិតនោះគឺជាបន្ទប់សត្វវិញ្ញាណដែលគាត់បានរៀបចំយ៉ាងពិសេសសម្រាប់សត្វស្វាលេបព្រលឹងដោយសារតែសត្វបិសាចតូចនេះបានលេបព្រលឹងសត្វបិសាចផ្សេងទៀតនៅក្នុងបរិមាណដ៏ច្រើនបែបនេះវានៅតែស្ថិតនៅក្នុងដំណេកយ៉ាងសោកស្កល់ចាប់តាំងពីវាបានត្រឡប់ទៅក្នុងថង់ផ្ទុកវិញសូម្បីតែ Hanley ក៏មិនអាចដាស់វាពីដំណេកបានដែរទោះជាយ៉ាងណាក៏ដោយ Hanley មិននឹកស្មានដល់ថាដោយសារតែសត្វស្វាលេបវិញ្ញាណបានលេបព្រលឹងជាច្រើនទៅវាបណ្ដាលឲ្យវាចាប់ផ្ដើមវិវត្តទៅកាន់មួយកម្រិតទៀតប្រកបណាស់ Hanley ពិតជាចង់បានលទ្ធផលបែបនេះដោយបានទទួលនៅចម្រោកដែលមានសុវត្ថិភាព Hanley បានធ្វើការរៀបចំកន្លែងភ្លាមសម្រាប់សត្វស្វាតូចដ៏សាហាវមួយនេះនៅពេលនោះ Hanley បានសម្រេចចិត្តទាញយកផលប្រយោជន៍ពីការងងុយដេករបស់សត្វនេះដើម្បីចម្រាញ់ថាមពលលេបព្រលឹងនៅក្នុងខ្លួនរបស់គាត់ឲ្យបានរួចរាល់ដោយសារតែការរីកចម្រើនខ្លាំងរបស់សត្វស្វាលេបវិញ្ញាណ
ហាលីមានការព្រួយបារម្ភបន្តិចថាគាត់នឹងមិនអាចគ្រប់គ្រងការវិវត្តនៃធម្មពលរបស់សត្វស្វានេះបានពេញលេញក្នុងកំឡុងពេលដែលគាត់នៅក្នុងអាណាចក្រស្រមោលគាត់មានអារម្មណ៍ថាគុជធម្មពលលេបប្រលឹងបានញាប់ញ័រជាច្រើនដល់នៅក្នុងខ្លួនរបស់គាត់នៅពេលដែលសត្វស្វាលេបប្រលឹងបានស្រូបយកប្រលឹងសត្វសាហាវនៅក្នុងរូបរាងពិតរបស់វាទោះបីជាហាលីរក្សាទឹកមកសោកស្ងាត់នៅចំពោះមុខទេពអសរវិញ្ញាណនិងមេនាងក៏ដោយក៏គាត់មានអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំងដែរពេលនេះគាត់មានឱកាសហើយគឺគ្មានផ្លូវទេសម្រាប់គាត់នៅក្នុងការអនុញ្ញាតឲ្យរឿងនេះកើតឡើងបន្តទៀតចំពោះការបញ្យល់របស់យន់យ៉ាយអំពីអត្តសញ្ញាណរបស់សត្វស្វាលេបវិញ្ញាណវាគួរតែបង្កបញ្ហាបន្តិចបន្តួចដល់ហាលីដែលត្រូវបានប្រើប្រាស់នៅធម្មពលវេទមន្តនិងធម្មពលវិញ្ញាណយ៉ាងច្រើនដើម្បីគ្រប់គ្រងវាជាងនេះទៅទៀតសត្វស្វាលេបវិញ្ញាណបានកើតឡើងពីធម្មពលនៃមេឃដីនិងឋានសួគ៌ដែលអាចធ្វើឲ្យវាមានធម្មពលនៃការលេបត្របាក់វិញ្ញាណដ៏អស្ចារ្យប៉ុន្តែនេះគ្រាន់តែជាសមត្ថភាពបច្ចុប្បន្នរបស់សត្វស្វាលេបវិញ្ញាណប៉ុណ្ណោះនៅថ្ងៃអនាគតវាអាចនឹងខ្លាំងជាងនេះច្រើនដងដូច្នេះហើយវាបណ្ដាលឲ្យហានលីប្រឈមនឹងហានិភ័យផងដែរបងប្អូនដែលបានមើលទៅលើសាច់រឿង animation មកហើយជាចាំមនុស្សស្រីម្នាក់ដែលមានឈ្មោះយន់យ៉ាហ្នឹងហើយគឺជានារីម្នាក់ដែលបានងូតតាក់នៅក្នុងអាងហើយនៅពេលដែលហានលីចូលទៅឃើញកំពុងតែងូតតាក់ហ្នឹងអានេះនៅក្នុងប្រាសាទបុរាណហើយមួយទៀតហានលីបានជួបគាត់ជាលើកចុងក្រោយគឺនៅកោះតារាកោះសមុទ្រតារាហ្នឹងជួបនាងហើយជួយនាងឲ្យស្ដារទៅលើធម្មពលវិញ្ញាណរបស់បងស្រីឬក៏បងស្រីរបស់នាងឡើងវិញហ្នឹងហើយក៏បានលេចចេញនៅផ្នែកវិញ្ញាណលេបតបាក់គាត់ចូលទៅក្នុងអាណាចក្រចូលក្នុងអាណាចក្រសមោលបាត់ចឹងទៅក៏បានបែកគ្នាទៅប៉ុណ្្នឹងទៅជាមួយនឹងយន់យ៉ាយហ្នឹងហើយចំពោះស្វាវិញ្ញាណហ្នឹងក៏គាត់ទទួលបានពីយន់យ៉ាយហ្នឹងដែរគឺនៅពេលដែលចូលទៅកាន់ប្រាសាទបុរាណស្វែងរកកំណត់ហ្នឹងដែរនៅពេលដែលចូលទៅហ្នឹងគឺធ្វើតែសាកល្បងទៅលើអត្តេះតែគាត់ចូលទៅក្នុងវាលខ្សាច់ហ្នឹងវាខ្សាច់ភ្នំភ្លើងនៅពេលដែលចូលទៅហ្នឹងយន់យ៉ាយក៏អត់មានសមត្ថភាពនៅក្នុងការពារខ្លួនរបស់គាត់ទេអញ្ចឹងក៏បានសូមពឹងឲ្យហាលីជួយនៅពេលនោះហានលីក៏បានជួយហើយក៏គាត់បានឲ្យទៅលើស្វាលេបតបាក់វិញ្ញាណមកកាន់ហានលីវិញទៅដើម្បីជាការតបសងគុណចាតែប៉ុន្តែគឺចង់ធ្វើជាប្រពន្ធចុងរបស់ហានលីទេមានតែគិតថាហានលីចង់បានខ្លួនធ្វើជាប្រពន្ធចុងចាហើយក៏យល់ព្រមស្ម័គ្រចិត្តអីប៉ុន្តែហានលីអត់បានចាប់អារម្មណ៍មកក៏បានឲ្យស្វានឹងមកជាមួយវិញទៅមានតែប៉ុណ្្នឹងឯងបងប្អូនតែយើងតសាច់រឿងនេះទៀតជាមួយនឹងរឿងបែបនេះក៏មិនបានការលំអភ្លាមនឹកគុជលេបប្រលឹងនោះទេប៉ុន្តែជំនួសមកវិញក៏បានជ្រើសរើសដើម្បីដោះស្រាយជាមួយនឹងបញ្ហាសំខាន់មួយទៀតគឺធម្មពលវិញ្ញាណពឹសខ្យល់ដែលនៅក្នុងខ្លួនរបស់គាត់ដែលបន្តបានកម្ចាត់ទាំងស្រុងនៅឡើយហ្វឹងស៊ីដែលជាសត្វស្លាបខ្យល់ថ្នាក់ទី9មិនអាចដេញតាមគាត់នៅក្នុងតំបន់ឋានសួគ៌ខាងត្បូងបានឡើយទោះជាយ៉ាងណាក៏ដោយការពិតដែលថាធម្មពលវិញ្ញាណខ្យល់នៅក្នុងខ្លួនរបស់គាត់នៅតែមាននោះគឺជាមូលហេតុដែលបង្កទុក្ខព្រួយជាច្រើនប្រហែលជាគ្រោះថ្នាក់មួយទៀតនឹងកើតឡើងប្រសិនបើពេលវេលាបានកន្លងផុតទៅប៉ុន្តែការចម្រាញ់ធម្មពលដ៏គ្រោះថ្នាក់នេះនៅតែមិនអាចកម្ចាត់ចោលបានក៏បានព្យាយាមជាច្រើនដងទើបអាចមានប្រសិទ្ធភាពតិចតួចមកដល់ពេលនេះក៏គ្រាន់តែមានវិធីសាស្ត្រដ៏ច្របូកច្របល់នៅក្នុងការប្រើប្រាស់ធម្មពលវេទមន្តដើម្បីបណ្ដេញចេញវាដោយបង្ខំប៉ុណ្ណោះខណៈពេលដែលរឿងនេះនៅតែបន្តកើតឡើងវាក៏មិនចំណាយពេលតិចតួចក្នុងការកម្ចាត់វាដែរនេះជាហេតុផលដែលហាលីបានបញ្ចប់នៅការកម្ចាត់វារហូតមកដល់ពេលនេះតែពេលនេះគាត់បានទីលំនៅដ៏សុខសាន្តហើយគាត់ចង់កម្ចាត់ចោលនៅគ្រោះថ្នាក់ទាំងនេះទាំងស្រុងដែលមានអាយ៉ងសត្វស្វាដ៏ធំមួយចំនួនដើរតួជាឆ្មាំនៅក្នុងការថែទាំអាសត់ដែលមិនមួយអង្គយូរទៀតគាត់បានចូលទៅក្នុងបន្ទប់វឹកហាត់របស់គាត់ហានលីបានអង្គុយក្នុងបន្ទប់ដែលទឹកមុខដ៏ច្របូកច្របល់ហើយបានបញ្ចូលនូវអារម្មណ៍ខាងវិញ្ញាណចូលទៅក្នុងខ្លួនរបស់គាត់ក៏បានពិនិត្យមើលទៅលើលំហពលឺផ្អមាសដែលនៅក្នុងខ្លួនរបស់គាត់ហើយបានកត់ស្គាល់ថាវាគ្មានអ្វីផ្លាស់ប្ដូរទេបន្ទាប់ពីគិតមួយសន្ទុះក៏បានសម្រេចចិត្តគ្រប់គ្រងរន្ទះរទេវភាពដែលហុំព័ទ្ធជុំវិញដុំធម្មពលវិញ្ញាណរបស់គាត់ពេលដែលខ្សែធម្មពលដែលបង្កគ្រោះថ្នាក់បានចាប់ផ្ដើមបញ្ញាបញ្ញាលចេញមកធម្មពលវិញ្ញាណរបស់ហាលីបានចាប់ផ្ដើមរង្គោះរង្គើហើយមានសរសៃវិញ្ញាណបានបិទគម្លាតនិងរារាំងទៅលើធម្មពលវិញ្ញាណខ្យល់ដែលនៅសេសសល់ដែលមិនដឹងថាធម្មពលពឹសខ្យល់នេះបានបង្កគ្រោះថ្នាក់ដល់កម្រិតណាហាលីមានអារម្មណ៍ព្រួយបារម្ភយ៉ាងខ្លាំងថាវាអាចបំផ្លាញនៅដុំធម្មពលរបស់គាត់បានដោយទប់ទល់នឹងអារម្មណ៍មិនសប្បាយចិត្តរបស់គាត់ក៏បានបញ្ចេញធម្មពលវេទមន្តទាំងអស់នៅក្នុងខ្លួនរបស់គាត់ហើយចាប់ផ្ដើមបញ្ចេញនូវធម្មពលដែលបង្កគ្រោះថ្នាក់នោះដោយបង្ខំនៅពេលដែលគាត់បានអង្គុយនៅក្នុងបន្ទប់ដ៏ស្ងប់ស្ងាត់ញើសធំបានចាប់ផ្ដើមហូរចេញពីក្បាលរបស់គាត់ហើយមុខរបស់គាត់ក៏បានប្រែជាស្លេកផងដែរ4ម៉ោងបានកន្លងផុតទៅដោយមិនដឹងខ្លួនហាលីបានបើកភ្នែកឡើងវិញហើយបានកន្លែងមើលជុំវិញនៃការប្រើប្រាស់ធម្មពលវិញ្ញាណបន្ទាប់មកគាត់បានក្រវីដៃរបស់គាត់ហើយបានចេញនូវវត្ថុរាវពណ៌ប្រផេះពីដំណាក់ទៅលើជញ្ជាំងរត់តូចចំនួន2បានលេចចេញនៅកន្លែងដែលពួកវាបានទម្លុះហាលីបានដកដង្ហើមវែងចេញមកហើយជូតញើសត្រជាក់ចេញពីថ្ងាសរបស់គាត់ទោះបីជាដំណើរការនៃការបណ្ដេញមានការឈឺចាប់និងពិបាកខ្លាំងក៏ដោយក៏វានៅតែដំណើរការរត់រដែរប្រសិនបើគាត់បានបន្តបណ្ដេញវាចេញគាត់គិតថាវានឹងដៃពេលកន្លះឆ្នាំទើបរូបរាងកាយរបស់គាត់អាចកម្ចាត់ចោលនូវធម្មពលពឹសខ្យល់ទៅសពបានហេតុនេះ
វាបានដកការព្រួយបារម្ភជាច្រើនចេញពីចិត្តរបស់គាត់បន្ទាប់ពីសម្រាប់មួយសន្ទុះហាលីបានដកយកដុំថ្មខ្មៅចេញពីថង់ផ្ទុករបស់គាត់ដោយសាបស្ងាត់ហើយមើលទៅតាមវិធីសាស្ត្រនៃការបង្កើតទៅលើការរដ្ឋបិទវិញ្ញាណគាត់តែចាប់អារម្មណ៍ទៅលើការបង្កើតក្បួននេះប៉ុន្តែក៏មិនដែលមានពេលវេលាដើម្បីពិនិត្យមើលវាដោយយកចិត្តទុកដាក់នោះទេឥឡូវនេះគាត់បានឆ្លៀតដល់ការដើម្បីស្វែងយល់អំពីវាព្រោះថាគាត់នឹងមិនមានអារម្មណ៍ស្មារតីនោះទេរហូតដល់តែគាត់អាចបង្កើតក្បួនបង្ខាំងវិញ្ញាណដើម្បីដាក់នៅជុំវិញរូបភ្នំនេះបានថ្ងៃបន្ទាប់ហាលីបានចាប់ផ្ដើមបែងចែកទៅលើពេលវេលារបស់គាត់ទៅជាផ្នែកជាច្រើនតែពេលរយៈពេល4ម៉ោងដែលគាត់ប្រើដើម្បីបណ្ដេញថាមពលពឹសខ្យល់និងពេលវេលាបន្តិចទៀតដែលប្រើដើម្បីចម្រាញ់គុជលេបព្រលឹងក៏បានចំណាយពេលនៅសិក្សារបស់គាត់ដើម្បីសិក្សាអំពីក្បួនបង្ខាំងវិញ្ញាណចំពោះសួនអសតដែលនៅខាងក្រៅហាលីមានអាយ៉ងជាច្រើនសម្រាប់មើលថែវាបន្ថែមពីនេះហាលីបានប្រើប្រាស់នៅវត្ថុរាវពណ៌បៃតងដើម្បីធ្វើឲ្យស្មៅឥន្ធនូឆាប់លូតលាស់ហើយចិញ្ចឹមវាទៅឲ្យសត្វឃ្មុំមាសរបស់គាត់ក៏មានអារម្មណ៍ថាសត្វល្អិតទាំងនេះបានជិតបន្តពូជម្ដងទៀតហើយជាមួយនឹងការរស់នៅក្នុងជីវិតដ៏ឯកោបែបនេះជាច្រើនខែបានកន្លងផុតទៅនៅក្នុងមួយប្រភេទផ្នែកក្នុងកន្លងពេលប្រហែលខែនេះមូពេលីងបានមកសួរសុខទុក្ខគាត់ចំនួន2ដងនៅពេលដែលនាងបានឃើញថាហាលីបានមើលថែទៅលើសួនអសតស្របតាមលក្ខខណ្ឌរបស់នាងមិនបានយកចិត្តទុកដាក់ច្រើនចំពោះសួនច្បារនេះទេចំណែកឯវិជ្ជាគុណតកតដ៏ជ្រាលជ្រៅនៃរឿងនេះក៏មិនបានសាកសួរអ្វីទៅកាន់ហាលីដែរដាក់ពេលដែលហាលីក៏មិនបានចាត់សួរអ្វីទៅកាន់នាងវិញដែរហើយមានន័យថានាងអត់បានខ្វល់ពីហាលីសោះមកសូម្បីតែវិជ្ជាគុណដែលឲ្យគាត់ប្រខាត់គាត់ខ្វល់ដែរចង់ចេះក៏ចេះទៅមិនចេះក៏មិនចេះទៅអូខេឥឡូវនេះសាច់រឿងរបស់យើងមកដល់ទីបញ្ចប់ហើយចំពោះទី605វិជ្ជាគុណផ្លាស់ទីនៃស្រមោលឈាមមូផេលេងបានបន្តប្រព្រឹត្តចំពោះហាន់លីដោយប្រងើយកន្តើយនៅក្នុងកំឡុងពេលទៅសួរសុខទុក្ខគាត់វាជាការល្អបំផុតសម្រាប់គាត់ដែលនៅរៀនម្នាក់នេះលែងបារម្ភអំពីសួនអសតមួយនេះប្រសិនបើនាងឈប់មកពិនិត្យវាងាយស្រួលសម្រាប់គាត់នៅក្នុងការវឹកហាត់បន្ទាប់ពី1ខែបានកន្លងផុតទៅហាន់លីនៅទីបំផុតបានយល់ច្បាស់អំពីក្បួននៃការបង្កើតការបង្ខាំងវិញ្ញាណហើយព្រមៗនោះក៏បានដាក់ក្បួនបង្កើតការបង្ខាំងវិញ្ញាណនៅជុំវិញភ្នំស្របទៅតាមការយល់ដឹងរបស់គាត់ជាលទ្ធផលភាពប្រែប្រួលខាងវិញ្ញាណរកសោយនៃទម្រង់ក្បួនបានបាត់ទៅវិញទាំងស្រុងពីខាងក្រៅនឹងតូចមួយបានលេចចេញជាធម្មតាធ្វើឲ្យហាន់លីពេញចិត្តក្នុងរយៈពេល3ខែបន្ទាប់ហាន់លីទីបំផុតបានចម្រាញ់គុជលេបវិញ្ញាណហើយក៏បានបណ្ដេញចេញនូវថាមពលវិញ្ញាណពឹសខ្យល់ចេញទាំងស្រុងផងដែរវាគឺលឿនជាងអ្វីដែលគាត់បានរំពឹងទុកទៅទៀតប៉ុន្តែអ្វីដែលធ្វើឲ្យហាន់លីភ្ញាក់ផ្អើលបំផុតនោះគឺរបៀបដែលគាត់មានអារម្មណ៍ឈឺចាប់ឬឈឺក្បាលនៅពេលដែលគាត់បានភ្ជាប់វិញ្ញាណរបស់គាត់ទៅនឹងសត្វស្វាលេបវិញ្ញាណនៅពេលដែលគាត់បានកែលម្អទៅលើគុជលេបវិញ្ញាណនៅក្នុងខ្លួនរបស់គាត់បានរួចទាំងស្រុងក៏មិនមានអារម្មណ៍ថាឈឺក្បាលឬភាពឈឺចាប់អ្វីឡើយវាហាក់ដូចជាមានការវិវត្តមួយដែលមិននឹកស្មានដល់រឿងនេះបានបណ្ដាលឲ្យសត្វស្វាលេបវិញ្ញាណដែលកំពុងគេងលងលក់បានទទួលរងការផ្លាស់ប្ដូរដ៏ចម្លែកផងដែរហាន់លីត្រេកអរជាខ្លាំងចំពោះហេតុការណ៍បែបនេះចំពោះថាមពលពឹសខ្យល់ដែលបង្កគ្រោះថ្នាក់ខ្លាំងទោះបីជាវាពិបាកនឹងហត់នឿយក្នុងការបណ្ដេញចេញពីរាងកាយរបស់គាត់ក៏ដោយនៅពេលដែលគាត់បានបណ្ដេញវាភាគច្រើនជារួចវាកាន់តែងាយស្រួលនៅក្នុងការដោះស្រាយជាមួយវាមិនត្រឹមតែថាមពលដែលបង្កគ្រោះថ្នាក់មិនសូវឈឺចាប់នៅក្នុងការដោះស្រាយប៉ុណ្ណោះទេប៉ុន្តែគាត់អាចបណ្ដេញវាចេញពីរាងកាយរបស់គាត់ក្នុងរយៈពេលតិចជាងមុនថាមពលពឹសជាច្រើនចុងក្រោយវាងាយស្រួលបំផុតនៅក្នុងការកម្ចាត់បន្ទាប់ពីបានពិនិត្យរាងកាយរបស់គាត់យ៉ាងយកចិត្តទុកដាក់ជាច្រើនដងដោយរកមិនឃើញពីភាពមិនប្រក្រតីនោះហាលីមានអារម្មណ៍ធូរស្រាលបន្តិចជាមួយនឹងបញ្ហាដ៏សំខាន់បំផុតឥឡូវនេះវាបានដោះស្រាយរួចហើយហាលីបានផ្ដោតអារម្មណ៍របស់គាត់ទៅលើការវឹកហាត់និងថ្នាំគ្រាប់ដែលចម្រាញ់ចេញពីយន្តសិនទាំង9វិញគាត់បានសញ្ជឹងគិតជាច្រើនថ្ងៃទៅលើបញ្ហានៃការវឹកហាត់មុនពេលសម្រេចចិត្តធ្វើការវឹកហាត់ដំណាក់កាលទី4នៃវិជ្ជាគុណគ្រប់គ្រងព្រលឹងដ៏អស្ចារ្យនិងវិជ្ជាគុណដល់ខ្យល់វិញ្ញាណយោងទៅតាមបទពិសោធន៍ពីមុនរបស់គាត់នៅក្នុងការបង្កើតទៅលើ Snow មាសថាមពលវិញ្ញាណដ៏មានអានុភាពហាក់ដូចជាទទួលបានអត្ថប្រយោជន៍ជាច្រើនក្នុងការទម្លាយឧបសគ្គនានាទោះបីជាកម្រិតទី4នៃវិជ្ជាគុណគ្រប់គ្រងព្រលឹងដ៏អស្ចារ្យមានការលំបាកនៅក្នុងការវឹកហាត់ក៏ដោយហាលីបានក្រុងសាកល្បងវាផងដែរទោះបីជាការគ្រប់គ្រងនៅវិញ្ញាណមិនបានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើននៅក្នុងការបង្រួបបង្រួមទៅលើប្រព័ន្ធដើមកំណើតរបស់គាត់ក៏ដោយយ៉ាងហោចណាស់វាគឺមានអត្ថប្រយោជន៍យ៉ាងច្រើននៅពេលដែលវាប្រឈមមុខទៅនឹងសត្រូវវិជ្ជាគុណគ្រប់គ្រងទៅលើព្រលឹងដ៏អស្ចារ្យហ្នឹងគឺជាវិជ្ជាគុណដែលហាលីគាត់ប្រើដើម្បីគ្រប់គ្រងទៅលើរបស់វាមានចលនាវាមានដូចជាដើររស្រើផ្ទះដែលគាត់បានបញ្ជាវាឲ្យកាយឆ្នៃទៅលើរូបភ្នំទឹកខ្លួនឯងហ្នឹងដូចតែបងប្អូនទាំងគ្នាបានឃើញអញ្ចឹងតែពេលដែលគាត់ចង់មើលទៅលើរបស់អីមួយគាត់មិនចាំបាច់កាន់វាឡើងមកឲ្យក៏អាចបញ្ជាវាឲ្យហោះឡើងទៅខ្លួនឯងមកតែប៉ុន្តែដោយសារតែគាត់បានវឹកហាត់ទៅលើវិជ្ជាគុណមួយហ្នឹងឯងហើយមូលហេតុដែលគាត់វឹកហាត់ទៅលើវាសាស្ត្រមីហ្នឹងគឺដោយសារតែវិជ្ជាគុណហ្នឹងទៅតែជាដល់ដំណាក់កាលទី3ទេ
ចឹងគាត់ចង់បំបែកវាដល់ដំណាក់កាលទី4ព្រោះអីនៅពេលដែលវាឈានដល់ដំណាក់កាលទី4គាត់នឹងអាចគ្រប់គ្រងទៅលើធម៌ពលព្រលឹងឬវិញ្ញាណរបស់គាត់បានច្រើនជាងមុនថែមទៀតវាអាចត្រូវការចំណាយពេលបន្តិចនៅក្នុងការឈានដល់ដំណាក់កាលទី5คล้ายៗហាងលីមិនជឿថាជំរឿននេះមិនត្រឹមត្រូវទេព្រោះគាត់នឹងជួបរឿងដ៏អាក្រក់បំផុតប្រសិនបើគាត់ប្រញាប់ប្រញាល់ពេកនោះចំពោះបញ្ហានៃការចម្រាញ់យានសិនវិញ្ញាណទាំង9ហាងលីមិនអាចមានការធ្វើប្រហែសបាននោះទេខណៈពេលដែលវត្ថុធាតុផ្សំផ្សេងទៀតងាយស្រួលនៅក្នុងការស្វែងរកប៉ុន្តែយានសិនវិញ្ញាណទាំង9ដុំធម្មពលវិស័យថ្នាក់ទី8និងស្នែងរបស់វាមិនមាននៅក្នុងតំបន់ឋានសួគ៌ខាងត្បូងនោះទេប្រសិនបើគាត់បរាជ័យនៅក្នុងដំណើរការនៃការចម្រាញ់ថ្នាំហាងលីនឹងត្រូវបោះបង់ចោលនៅគ្មានជម្រើសទេជាលទ្ធផលហាងលីបានចាប់ផ្ដើមសិក្សានៅរូបមន្តចម្រាញ់យានសិនទាំង9នៅចន្លោះពេលនៃការវឹកហាត់របស់គាត់ជារឿយៗក៏បានចម្រាញ់ថ្នាំគ្រាប់ផ្សេងៗគ្នាមួយចំនួនទៀតស្របទៅតាមវិធីសាស្ត្រដែលបានពិពណ៌នានៅក្នុងរូបមន្តដើម្បីកែលម្អនៅវិជាគុណនៃការផ្សំថ្នាំគ្រាប់តខ្លួនរបស់គាត់ពេលវេលាបានចាប់ផ្ដើមកន្លងទៅបន្តិចម្ដងខណៈពេលដែលគាត់បានផលិតថ្នាំគ្រាប់និងចម្រាញ់ម្ដងហើយម្ដងទៀតក្នុងកំឡុងពេលនេះហាលីក៏បានឆ្លៀតឱកាសដើម្បីរៀនទៅលើអក្សរអារក្សផងដែរដើម្បីឲ្យគាត់ស្វែងយល់អំពីសៀវភៅបុរាណនិងចានទង់ដែងរបស់គាត់ដូច្នេះហើយគាត់អាចអាននៅអ្វីដែលមាននៅលើនោះបានតាមរយៈការប្រើប្រាស់ការចងចាំដ៏វិសេសវិសាលរបស់គាត់ហាលីអាចចាប់បានយ៉ាងងាយស្រួលនៅអក្សររបស់វិស័យបុរាណហើយចាប់ផ្ដើមរកមើលព័ត៌មានលម្អិតនៃសៀវភៅអត្ថកម្បាំងមួយនេះសៀវភៅអត្ថកម្បាំងមានសិល្បៈបាច់គុណវិស័យមួយដែលគេហៅថាការផ្លាស់ប្ដូរទាំង9បន្ទាប់ពីបានមើលវាហាលីបានរកឃើញថាវិជាគុណនេះមានជំនាញរបស់សត្វវិស័យប្រភេទបក្សីវាមានដូចជាក្បួនបង្កើតវិជាគុណរាងកាយនិងវិជាគុណសម្ងាត់ទាំងពីរសិល្បៈអក្ខរាវិរុទ្ធនិងវិជាគុណរាងកាយគឺមិនមានអ្វីចម្លែកទេលុះត្រាណាតែមានសមត្ថភាពដ៏ខ្លាំងពូកែទើបអាចវឹកហាត់វាបានបើមិនដូច្នេះទេនោះគេនឹងឃើញរាងកាយរបស់អ្នកវឹកហាត់ផ្ទុះពាក់កណ្ដាលទីនៅក្នុងកន្លងពេលពួកគេវឹកហាត់ជាមិនខានចំពោះវិជាគុណសម្ងាត់ទាំងពីរនេះក្នុងចំណោមនោះគឺជាវិជាគុណដែលគ្មានឈ្មោះតែគាត់តែងតែប្រើរហូតមកគឺវិជាគុណលក្ខដង្ហើមទោះជាយ៉ាងណាក៏ដោយវិជាគុណដែលគ្មានឈ្មោះត្រូវបានផ្លាស់ប្ដូរពីដើមបន្តិចដើម្បីឲ្យកាន់តែមានភាពស័ក្តិសមសម្រាប់អ្នកវឹកហាត់ដែលជាមនុស្សបច្ចុប្បន្នវាមិនមានតម្លៃអ្វីសម្រាប់ហាលីទៀតទេដូច្នេះគាត់បានដាក់វាទៅមួយឡែកសិនទោះជាយ៉ាងណាក៏ដោយវិជាគុណដែលត្រូវបានពិពណ៌នាមួយផ្សេងទៀតគឺបានតាក់ទាញនៅចំណាប់អារម្មណ៍របស់ហាលីយ៉ាងខ្លាំងវាគឺជាវិជាគុណកិច្ចចេញពីស្រមោលឈាមដោយដែលឈ្មោះបានបង្កប់ន័យវិជាគុណផ្លាស់ទីស្រមោលឈាមគឺជាវិជាគុណចលនាចម្លែកដែលទាមទារការគ្រប់គ្រងនៃខ្លឹមសារឈាមរបស់មនុស្សម្នាក់ដែលអនុញ្ញាតឲ្យមនុស្សម្នាក់អាចរត់បានជាង50គីឡូម៉ែត្រក្នុងមួយព្រឹកភ្នែកវិជាគុណសម្ងាត់ដែលតាក់ទាញការគ្រប់គ្រងនៃខ្លឹមសារឈាមរបស់មនុស្សម្នាក់ដើម្បីបង្ហាញពីសមត្ថភាពដ៏អស្ចារ្យគឺជាអ្វីមួយដែលអ្នកវឹកហាត់ភាគច្រើនអាចមានសមត្ថភាពបានទោះជាយ៉ាងណាក៏ដោយវិជាគុណផ្លាស់ទីស្រមោលឈាមនេះគឺខុសពីវិជាគុណសម្ងាត់របស់មនុស្សជាដំបូងមនុស្សម្នាក់មិនអាចគ្រប់គ្រងទៅលើចម្ងាយនៃការធ្វើដំណើរដោយប្រើវិជាគុណនេះបានទេតែពេលដែលវិជាគុណនេះត្រូវបានធ្វើឲ្យសកម្មមនុស្សម្នាក់នឹងប្រែក្លាយទៅជាព្រិលពណ៌ក្រមៅភ្លាមៗតែពេលដែលពួកគេបានបាញ់ចេញក្នុងរយៈចម្ងាយជាង50គីឡូម៉ែត្រទី2វិជាគុណសម្ងាត់នេះតម្រូវឲ្យមានបរិមាណដ៏ច្រើននៃខ្លឹមសារឈាមតែពេលដែលវិជាគុណត្រូវបានធ្វើឲ្យសកម្មសារធាតុឈាមសម្រាប់វិជាគុណនេះនឹងឆេះភ្លាមៗទោះជាយ៉ាងណាក៏ដោយប្រសិនបើមនុស្សម្នាក់ខ្វះសារធាតុឈាមដើម្បីគ្រប់គ្រងទៅលើវិជាគុណនេះនឹងធ្វើឲ្យរាងកាយរបស់ពួកគេប្រេះសាមពាក់កណ្ដាលហើយប្រែក្លាយទៅជាផេះវាជាវិជាគុណដ៏គ្រោះថ្នាក់មួយជាចុងក្រោយការធ្វើឲ្យវិជាគុណនេះសកម្មត្រូវការស្លាបចំនួន2ដោយសារតែវិជាគុណផ្លាស់ទីស្រមោលឈាមលឿនខ្លាំងណាស់ដោយគ្មានស្លាបដើម្បីរក្សាលំនឹងវិជាគុណនេះនឹងអាចបណ្ដាលឲ្យមនុស្សម្នាក់ធ្លាក់មកលើដីវិញបន្ទាប់ពីធ្វើដំណើរបានរយៈចម្ងាយខ្លីឬក៏អាចត្រឡប់ទៅកន្លែងដដែលវិញសរុបមកការរត់តិចខ្លួនដ៏រហ័សនឹងមិនអាចទៅរួចទេបើសិនជាគ្មានស្លាបនោះហាលីអានដោយប្រុងប្រយ័ត្នទៅលើវិជាគុណសម្ងាត់នេះជាច្រើនដងមិនថាគាត់មើលវាបែបណានោះទេគាត់មានអារម្មណ៍ថាវាស័ក្តិសមណាស់សម្រាប់គាត់នៅក្នុងការវឹកហាត់គណៈពេលដែលមនុស្សផ្សេងទៀតប្រហែលជាមិនមានស្លាបទេប៉ុន្តែហាលីគឺមានស្លាបជុកបរទេសសារវិញ្ញាណដ៏កម្រនេះគឺមិនខុសពីស្លាបពិតនោះទេប្រសិនបើវិជាគុណផ្លាស់ទីស្រមោលឈាមពិតជាអស្ចារ្យដោយដែលបានពិពណ៌នានោះវាគឺជាវិជាគុណដ៏ប្រសើរសម្រាប់ការរត់ខ្លួនយ៉ាងណាមិញស្លាបបន្ទះអាចកិច្ចខ្លួនដូចជាផ្នែកបន្តោតដើម្បីធ្វើដំណើរនៅក្នុងតំបន់តូចមួយប៉ុណ្ណោះវាគ្រាន់តែអាចត្រឹមតែផ្លាស់ទីឥតឈប់ឈរដោយគ្មានគោលដៅហើយនឹងមិនអាចកិច្ចផុតពីសត្រូវបានច្រើននោះទេបន្ទាប់ពីបានមើលពីរបៀបវឹកហាត់វិជាគុណផ្លាស់ទីស្រមោលឈាមក៏បានចាប់ផ្ដើមសម្លឹងមើលទៅលើចានទង់ដែងវិញម្ដងចានទង់ដែងគឺមិនមានឈ្មោះសម្រាប់វិជាគុណរបស់វានោះទេហើយការពិពណ៌នារបស់វាក៏មានអត្ថន័យទូចៗណាស់ហាលីបានរកឃើញក្បាច់គុណវឹកហាត់ចម្លែកដែលមិនអាចយល់បានបន្ទាប់ពីការក្រឡេកមើលទៅលើវិជាគុណនោះរួចហាលីមានការភ័ន្តច្រឡំបន្តិចបន្ទាប់ពីរឿងទាំងអស់នេះបានកើតឡើងហាលីបាននឹកឃើញនៅអ្វីដែលនាគទឹកចំនួនបាននិយាយរបស់នេះហាក់បីដូចជាខូចនិងមិនអាចប្រើប្រាស់បានទៀតទេវាមិនឆ្ងល់ទេហេតុអ្វីបានជាគាត់មិនអាចយល់បានអំពីចានបុរាណមួយនេះក្រោយពីដឹងរឿងនេះហាលីសោកស្ដាយជាខ្លាំងហើយបានត្រឹមតែដាក់ចាននោះចុះវិញ
ចាប់ថ្ងៃនោះមកហាលីបានបន្ថែមការវឹកហាត់របស់គាត់ដោយវឹកហាត់ទៅលើវិជ្ជាគុណផ្លាស់ទីស្រមោលឈាមទៅនឹងទម្លាប់នៃការវឹកហាត់របស់គាត់បន្ថែមពីលើវិជ្ជាគុណនៃការគ្រប់គ្រងព្រលឹងដ៏អស្ចារ្យនិងវិជ្ជាគុណដើរខ្យល់បន្ទះថែមទៀតអ្វីត្បិតតែក្រោយមកគាត់មានអារម្មណ៍ថាគាត់ស្ទាត់ជំនាញនឹងវិជ្ជាគុណនេះក៏ដោយគាត់មិនហ៊ានសាកល្បងទៅលើវិជ្ជាគុណវេទមន្តនេះដោយប្រញាប់ប្រញាល់នោះទេការកាត់បន្ថយយ៉ាងខ្លាំងទៅលើខ្លឹមសារឈាមមិនមែនជាអ្វីដែលអាចលេងសើចបានទេខណៈពេលដែលរឿងនេះនៅតែបន្តកន្លះឆ្នាំបានកន្លងផុតទៅដោយមិនដឹងខ្លួនក៏ទៅពេលវេលានៃការវឹកហាត់របស់ Hanley ដែរលើមែនមួយផ្លែកន្លះឆ្នាំមួយផ្លែ4ខែសរុបទៅចង់2ឆ្នាំបាត់អីនេះហើយបើយើងវិញតបាន2ថ្ងៃសូមបោផងឥឡូវហ្នឹងហើយបងប្អូនគាត់និយាយលេងទេតែយើងតទៀតថ្ងៃមួយ Hanley បានអង្គុយនៅក្នុងបន្ទប់ស្ងាត់មួយខណៈដែលគាត់កំពុងវឹកហាត់វិជ្ជាគុណគ្រប់គ្រងព្រលឹងដ៏អស្ចារ្យពេលនោះគាត់បានបើកភ្នែកភ្លាមៗកន្សោមចម្លែកមួយបានលេចចេញពីផ្ទៃមុខរបស់គាត់ខណៈដែលរាងកាយរបស់គាត់បានបញ្ចេញពន្លឺពណ៌ខៀវភ្លាមៗមុនពេលបាត់ចេញពីលំនៅឋាននៃល្អាងរបស់គាត់ទៅកាន់សួនឱសថវិញមួយសន្ទុះក្រោយមក Hanley កំពុងឈរនៅមុខខ្ទមរបស់សួនឱសថគាត់ក៏បានប្រមូលនៅអាយ៉ររបស់គាត់ទុកវិញគាត់សន្លឹងមើលទៅលើភ័ក្រគ្នេហើយគិតមួយសន្ទុះមុនពេលចូលទៅអង្គុយនៅក្នុងខ្ទមបន្ទាប់មក Hanley បានធ្វើសកម្មភាពហាក់ដូចជាគាត់បាននៅទីនេះជាយូរមកហើយមួយសន្ទុះក្រោយមកសម្លេងដ៏គួរសមបំផុតមួយបានបន្លឺឡើងនៅខាងក្រៅក្បួននៃការរឹតបន្តឹងរបស់សួនឱសថថាអធិស្ឋានតើអ្នកអាចប្រាប់ខ្ញុំបានទេតើបងស្រីយ័ន្តនៅទីនេះទេខ្ញុំគឺជាគួយហ៊ន់មកពីក្រុមដៃអាត់កំបាំងសម្លេងរបស់យុវជននេះហាក់ដូចជាមានដាននៃភាពប្រញាប់ប្រញាល់សាច់មកស្រីយ័ន្តតើនោះជាឈ្មោះរបស់អ្នកមើលថែសួនឱសថកាលពីមុនឬតាំងមុខរបស់ Hanley នៅតែស្ងប់ស្ងាត់ខណៈពេលដែលអ្នកម្ដងថ្មីបានស្រែកជាច្រើនដងទៀតបន្ទាប់មក Hanley បានទម្លាក់ពេញតែរបស់គាត់ហើយឆ្លើយយឺតថាសាច់ឆ្មងហ៊ន់មិនចាំបាច់ស្រែកទេសាច់ឆ្មងស្រីយ័ន្តបានចាក់ចេញពីកន្លែងនេះកាលពីកន្លះឆ្នាំមុនទៅហើយសួនឱសថនេះកំពុងត្រូវបានមើលថែដោយខ្ញុំផ្ទាល់ប្រសិនបើអ្នកចង់រកនាងអ្នកគួរតែទៅកាន់ល្អាងរបស់អ្នកគ្រូអូនមូបានកន្លែងនេះខ្ញុំបន្ថែមណាសួនឱសថត្រូវបានផ្លាស់ប្ដូរអ្នកថែទាំយុវជននោះមានការផ្ចាក់បានបន្តិចតាមសម្ដីរបស់គាត់វាហាក់ដូចជាគាត់មិនបានព្យាយាមស្វែងរកនរណាម្នាក់នោះទេប៉ុន្តែគាត់មកកាន់សួនឱសថនេះគឺដើម្បីអ្វីមួយផ្សេងទៀតបរិនោះសើចនៅនិយាយដោយរីករាយថាចាប់តាំងពីសិស្សច្បងស្រីយ័ន្តមិននៅទីនេះទេនោះបងប្រុសនឹងធ្វើវាជំនួសវិញតែសិស្សកូនប្រុសអាចដោះក្បួនរត់បន្តឹងនេះបានទេដើម្បីឲ្យខ្ញុំងាយស្រួលក្នុងការជជែកជាមួយនឹងអ្នក Hanley បាននឹងអាចចង្ការរបស់គាត់ពីការនិយាយរុះរាយរាក់ទាក់របស់បុរសម្នាក់នេះ Hanley គ្មានហេតុផលអ្វីដែលត្រូវបដិសេធគាត់នោះទេបន្ទាប់ពីគិតមួយផ្លែត Hanley បានដើរចេញពីខ្ទមហើយបានយកយ័ន្តពណ៌លឿងចេញមកដោយមានពន្លឺចាំងអាប់ជុំវិញសួនថ្នាំបានចាប់ផ្ដើមរលាយបាត់បន្តិចម្ដងនេះវាបានបង្ហាញឲ្យឃើញនៅយុវជនពាក់អាវពណ៌លឿងដែលចូលនៅពីអាគ្នេយ៍នៃក្បួននៃការរឹតបន្តឹងបុរសនោះមានផ្នែកតូចចិញ្ចើមក្រាស់និងច្រមុះធំត្រង់ក្បាលរបស់គាត់ក៏តូចជាងមនុស្សធម្មតាបន្តិចដែរទោះបីជារូបរាងរបស់គាត់មិនអាចនិយាយបានថាអាក្រក់ក៏ដោយប៉ុន្តែរូបរាងរបស់គាត់គឺកំប្លែងបន្តិចហើយការវឹកហាត់របស់គាត់គឺនៅកម្រិតទី9នៃដំណាក់កាលទី1ទាបជាងការវឹកហាត់របស់ Hanley បន្តិចដែរក្នុងពេលនេះ Hanley មិនអាចដឹងពីរបៀបដែលបុគ្គលនេះអាចចូលមកក្នុងនិកាយពិភពរស័ព្ទបានឡើយជាមួយនឹងកម្រិតដ៏ទាបបែបនេះបាទឥឡូវនេះសាច់រឿងរបស់យើងបានឈានមកដល់ទីបញ្ចប់ហើយបើសិនជាបងប្អូនតើគ្នាពេញចិត្តនឹងការនិទានរឿងបែបនេះសូមធ្វើការចុច Subscribe Like និងដាក់សញ្ញាកណ្ដឹងអ្នកមួយផងដើម្បីអាចទទួលបាននូវវីដេអូសម្រាប់អ្នកថ្មីៗបែបហ្នឹងបន្តទៀតហើយកុំភ្លេចធ្វើការ comment ផងបើសិនជាបងប្អូនមានមតិយោបល់ផ្សេងៗទាក់ទងជាមួយនឹងការសម្ដែងរឿងមួយហ្នឹងអរគុណបងប្អូនតើគ្នាសម្រាប់ការស្ដាប់និងទស្សនា